ញដែលយើងបានកើតជាម្ដាយជាឪពុកជាប្តីជាប្រពន្ធហ្នឹងក៏សន្សំពូជនៃសេចក្តីល្អពីអតីតមកជាមួយគ្នាល្អដែរបានយើងបានមកជួបគ្នាជាប្តីជាប្រពន្ធជាកូនជាចៅជាញាតិល្អហ្នឹងហើយកាលណាយើងអត់បានសន្សំពូជនៃសេចក្តីល្អជាមួយគ្នាពីមុនមកយើងសន្សំតែពូជអាក្រក់ដល់ពេលជួបមនុស្សអាក្រក់ចិត្តយើងបណ្ដាលឲ្យចង់ទៅនៅជាមួយមនុស្សអាក្រក់ហ្នឹងមកញោមចំណាំមើលបើយើងសន្សំពូជជាមួយមនុស្សល្អគឺចិត្តយើងបណ្ដាលទៅជួបតែមនុស្សល្អល្អនឹងតឃើញមនុស្សល្អជួបគ្នាទើបមានអារម្មណ៍ចិត្តហ្នឹងដូចគ្នាតែបើយើងអត់បានសន្សំពូជល្អទេយើងជួបតែមនុស្សពូជអាក្រក់ទេនឹងបើបានប្តីក៏អត់បានប្តីព្រះតែបានតែប្តីប្រែតហើយបើបានកូនក៏អត់បានកូនព្រះហើយបានតែកូនប្រែតមិនបានថាអញ្ចឹងព្រោះដោយកូនខ្លះមិនមែនកូនព្រះទេបើកូនព្រះដោយកូនរបស់តាឡុងតាហេហើយយាយអូយអញ្ចឹងឯណាយាយអូយឯណាតាហេនេះតាហេឯណាយាយអូយមិនដាក់ឈ្មោះអូយអញ្ចឹងជន់បលាទេហ្នឹងខ្ញុំអូយហើយខ្ញុំហេដល់ញោមហៀឯងញោមអើយល្អជាសប្បុរសអញ្ចឹងដល់ពេលបានកូនមកសិតតែកូនព្រះញោមមើលមកកូនព្រះទាំងអស់គឺនាំម៉ែនាំឪមកប្រព្រឹត្តសេចក្តីល្អហើយដល់ពេលយើងអត់ប្រព្រឹត្តសេចក្តីល្អយើងសន្សំតែពូជអាក្រក់ដល់ពេលបានកូនមកសិតតែកូនប្រែតហ្នឹងអាកូនប្រែតនេះវាមិនមែននាំយាយអើយយាយហៀមកថ្វាយអង្គមព្រះប្រសង់ណាអាកូនប្រែតវានាំឪនាំម៉ែវាស្គាល់តែប៉ុស្តិ៍ប៉ូលីសមានតែស្គាល់វត្តណាយាយនោះហើយដើរលើកសាពះដៃតាមប៉ុស្តិ៍ប៉ូលីសតាមសាលាឃុំអីហ្នឹងសុំទោសគេចុះអានោះវាទៅណាវាយហ្នឹងនឹងអាលួចឆក់ប្លន់កាត់កេងប្រវាហ្នឹងគេហៅកូនប្រែតអញ្ចឹងដល់យើងអ្នកប្រព្រឹត្តធម៌យើងជួបកូនព្រះទាំងអស់គ្នាណាញោមអនុមោទនាហើយយើងជួបសាព្រោះបណ្ដោះនៅក្របពូជណាគឺអាពូជហ្នឹងវាត្រឡប់មកវិញយុទ្ធធម៌ហ្មងហ្នឹង2បូក2គឺរៀលលី4ហ្មងអត់មាន per head 4 maybe 4 rock លី4នេះគឺអត់មានប្រហែលទេគឺរៀលលីហ្មងអញ្ចឹងតែកាលណាសាព្រោះពូជអីគឺអាហ្នឹងមកហ្មងតឡាការកម្មញោមឃើញហ្នឹងណ៎ប៉ុន្តែបើតឡាការមនុស្សអាចអយុត្តិធម៌ចុះបើយើងដឹងថាតឡាការកម្មវិយុត្តិធម៌អញ្ចឹងហើយពីអាកម្មពូជខ្លួនឯងសន្សំពីអតីតជាតិមកវាបណ្ដាលឲ្យចិត្តយើងឃើញអ្នកដតីល្អមិនទៅជាមួយកើតទេគឺត្រូវឲ្យខ្លួនឯងមករងកម្មជាមួយអាមនុស្សអាក្រក់នឹងតែម្ដងហ្នឹងហើយដឹងច្បាស់ថាមនុស្សនឹងវាអាក្រក់អញ្ចឹងក៏នៅតែបណ្ដាលឲ្យចិត្តយើងទៅអញ្ចឹងដែរកម្មពូជដែលយើងសន្សំពីមុនមកអញ្ចឹងបានយើងគួរខ្លាចកម្លាំងកម្មត្រូវសន្សំពូជនៃសេចក្តីល្អជាមួយគ្នាអាហ្នឹងយើងចតិបរិសន្ធិទៅអនាគតជាតិយើងជួបតែរឿងល្អល្អក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នាណាញោមណាសូមអនុមោទនាហើយយើងជួបគ្រប់ជាតិកាលណាយើងសន្សំអាពូជសមាទិដ្ឋិហ្នឹងហើយយើងជួបគ្នាមានសមាទិដ្ឋិគ្រប់ជាតិមកលើករឿងមួយរឿងចុះអ្នកប្រព្រឹត្តសេចក្តីល្អជួបអ្នកល្អហ្នឹងឧបមាដូចណោដែលយើងគួរគប្បីសន្សំពូជនៃសេចក្តីល្អដោយនាងកណ្ដលៈកេសីអញ្ចឹងណាញោមនាងកណ្ដលៈកេសីជាកូនរបស់សេដ្ឋីក្រុងរាជក្រឹសឪពុកម្ដាយជាសេដ្ឋីទាំងមូលញោមហើយសេដ្ឋីចំណងដើមមិនមែនដូចអុកញ៉ាឥឡូវទេអុកញ៉ាឥឡូវចាត់ទុកតែដូចសេដ្ឋីប៉ុន្តែបើគិតពីទ្រព្យវិញដូចមិនបានមកចំណិតសេដ្ឋីសម័យព្រះទេព្រោះអុកញ៉ាឥឡូវដូចអត់មានឃ្លាំងមាស20 30ឃ្លាំងទេប៉ុន្តែសេដ្ឋីសម័យព្រះគ្រាន់តែសេដ្ឋីមួយនោះក៏ឃ្លាំងមាសហើយ20 30ឃ្លាំងដូចអនន្តសេដ្ឋីអីមុនគាត់ដែកខ្យល់គ្រាន់តែកប់មាសហើយ5កន្លែងក៏មាសដូចយាយគ្រប់គ្នានឹងដូចគ្នាយើងចំណន់ដើមឲ្យតែមានបញ្ហាអីដូចតែចិត្តដែកខ្យល់ឬក៏មានបញ្ហាស្រុកចិត្តកើតសង្គ្រាមអីនឹងដឹងអាកើតកំណត់មួយគឺនាំគ្នាកប់របស់ទុកមកដូចយាយប្រែងចាយនេះកាលមុនអាពតដឹងយាយណាខ្លះកប់អស់ប្រហែលគីឡូដែរទេប៉ុន្តែមកវិញរកវាមិនឃើញហ្នឹងអាសាកប់ហើយយាយគេយាយអាត្មានេះឲ្យតែមានភ័យរកកន្លែងហ្នឹងបងហ្នឹងចឹងអានន្តសេដ្ឋីមើលតែឈឺធ្ងន់ចិត្តដែកចោលគាត់ក៏កប់មាសចោលលេង5កន្លែងហើយកូនខ្លួនឯងមានកូនប្រុសតែមួយទេមូលសេរីប៉ាន់កុំនិយាយរឿងអានន្តសេដ្ឋីយើងនិយាយរឿងនេះនិស័យដែលយើងសន្សំពូជជាមួយគ្នាដូចនាងកណ្ដលៈកេសីញោមចាំមើលអានិស័យហ្នឹងយើងគួរពិចារណាណាអាពូជដែលយើងសន្សំមកកាលណាយើងសន្សំពូជនៃសេចក្តីល្អជួបមនុស្សល្អតែសន្សំពូជនៃសេចក្តីអាក្រក់ទៅឃើញតែមនុស្សអាក្រក់ហ្នឹងបណ្ដាលឲ្យចិត្តយើងចូលចិត្តអាអ្នកអាក្រក់ហ្នឹងមកនឹងវាទាញទៅអាអ្នកហ្នឹងហ្មងណាហើយបើយើងសន្សំពូជល្អគឺចិត្តយើងហ្នឹងគេទាញបុណ្យកុសលវាទាញចិត្តយើងទៅជួបតែអាអ្នកល្អហ្នឹងឯងនាងកណ្ដលៈកេសីគឺកូនរបស់សេដ្ឋីអ្នកមានមុខមាត់នៅក្នុងក្រុងរាជក្រឹសនឹងឯងជាធីតារបស់សេដ្ឋីហើយឪពុកនឹងមានមុខមាត់ធំណាស់នៅក្នុងវាំងហើយមានទ្រព្យសម្បត្តិច្រើនរាប់សិបឃ្លាំងហើយមានតួនាទីមុខមាត់ឪពុករបស់នាងហ្នឹងនៅក្នុងវាំងមានតួនាទីធំទៀតណាជាមន្ត្រីធំហើយដល់ថ្ងៃមួយវាមានចៅប្លន់ម្នាក់ហ្នឹងព្រះរាជាបានកាត់ទោសប្រហារជីវិតដោយចងស្លាបសេកដាក់លើអាទេសព្រោះមនុស្សជំនាន់ដើមតែកាលណាមុនគេប្រហារជីវិតអ្នកណាមានទោសឧក្រិដ្ឋហ្នឹងគេត្រូវចងស្លាបសេកដៃមកក្រោយហើយគេចងលើអាទេសហើយមានពេជ្ជឃាតនៅអមសងខាងកាន់កបិតសស្ងាយនៅពីក្រោយសងខាងអញ្ចឹងទៅហើយលើកបរោះអ្នកមានទោសហ្នឹងដាក់លើអាទេសហើយគេបោអាទេសហ្នឹងជុំវិញក្រុងប្រហែលជា2ជុំឬ1ជុំអញ្ចឹងហើយគេស្រែកអាអ្នកស្រែកហ្នឹងគឺចាំស្រែកទៅកុំយកតម្រាប់តាមបកគលនេះបកគលនោះអញ្ចឹងហើយគេប្រាប់អញ្ចឹងថាកុំឲ្យយកតម្រាប់តាមបកគលហ្នឹងអញ្ចឹងគេដើរនិយាយមកជុំអញ្ចឹងទៅបានគេយកទៅកាត់កចោលហើយដល់ជិះអាទេសដើរស្រែកអញ្ចឹងទៅដល់ផ្ទះសេដ្ឋី
នាងកណ្ដលៈកេសីដែលជាធីតារបស់សេដ្ឋីនឹងឯងគ្រាន់តែកលែងឃើញចោលញោមអាបេះដូងនឹងទាញទៅហ្មងក៏ឃើញចោលហ្នឹងគេពងអាស្រែកថាកុំយកតម្រាប់តាមក៏កលែងឃើញមុខចោលចោលតែស្រែកចឹងវាអំបើគេឈរមើលពេញទៅតាមផ្លូវហ្នឹងហើយដល់លឺសំឡេងស្រែកចាខ្លះចោលដុំដីខ្លះចោលដុំថ្មដាក់បរោះហ្នឹងហើយគ្រាន់នាងនេះមិនមែនឃើញចង់ចោលដុំដីដូចគេណាក៏ឃើញបេះដូងនឹងទាញទៅឈប់ស្រឡាញ់គេហ្មងខ្ញុំវាថាលោកវាមិនទាន់ធ្លាប់ស្រឡាញ់មិនដឹងថាស្រឡាញ់ហ្នឹងវាមិនខ្មិចទាញបេះដូងនាងនឹងយកទៅស្រាប់តែមកដល់មកលុតជង្គង់ថ្វាយអង្គមឪពុកនៅលើផ្ទះនេះពងអង្គុយអោហើយខ្ញុំសុំអង្វរអោតាំងពីកើតមកខ្ញុំមិនដែលសុំឪទេលើកហ្នឹងខ្ញុំសុំឪពុកសុំអីកូនមានឪពុកខ្លួនឯងចង់បានអីឪពុកមានកូនតែមួយកូនចង់បានអីឪពុកនឹងរករបស់ណាដែលកូនចង់បានឲ្យតែឪពុករកបានឪពុករកឲ្យទាំងអស់ធម្មតាឪពុកស្រឡាញ់កូនស្រីនឹងខ្លាំងណាស់នឹងមโนចិត្តរបស់ឪពុកគឺស្រឡាញ់កូនស្រីខ្លាំងជាងកូនប្រុសម្ដាយស្រឡាញ់កូនប្រុសខ្លាំងជាងកូនស្រីប៉ុន្តែបើទំហំនៃសេចក្តីម្ដាយស្រឡាញ់របស់ម្ដាយគឺតូតុនទៅរកកូនទាំងប្រុសទាំងស្រីខ្លាំងជាងឪពុកហ្នឹងហើយប៉ុន្តែគុណហ្នឹងគឺស្មើគ្នាកុំឲ្យញាតិញោមណែមានចិត្តមួយគេតែនិយាយថាម៉ែមានគុណ21ឪពុកមានគុណ12អីគុណធាតុគុណចឹងអីណែបែងចែកចឹងអាហ្នឹងអត់ត្រូវទេមានន័យថាគឺអត់មានឪពុក12ម្ដាយ21ឬម្ដាយ21ឪពុក12អីអត់ទេគឺគុណស្មើគ្នាប៉ុន្តែស្មើគ្នាដល់រាបណាហត្ថយានៃសេចក្តីស្រឡាញ់របស់ម៉ែឪនឹងវាមានចំពោះកូននឹងដូចគ្នាបើអាឪនឹងអត់មានហត្ថយាសេចក្តីស្រឡាញ់ដូចម្ដាយចំពោះកូនអានឹងគុណអត់ស្មើគ្នាទេឬក៏ម្ដាយនឹងមិនមានហត្ថយានៃសេចក្តីស្រឡាញ់សន្តោសសង្គ្រោះក្របសង្កត់កូនដោយព្រមវិរិយធម៌4ដោយសង្ឃធម៌5ដោយបច្ច័យ4គឺមិនមានអា13នឹងទេក៏គុណនឹងអត់ស្មើគ្នាដែរណែអានឹងអញ្ចឹងមួយថ្ងៃក្រោយចាំបែងចែកអាតម្លៃនៃគុណនឹងបើនិយាយវែងធ្វើម៉េចឲ្យតម្លៃគុណនឹងស្មើគ្នាហើយដូចគ្នាប៉ុន្តែគ្រាន់មកបញ្ជាក់ជារួមថាគុណដូចគ្នាអត់មានអ្នកណាគុណច្រើនអ្នកណាគុណតិចទេហ្នឹងដល់ប៉ាន់គ្រាន់និយាយពីហត្ថយារបស់សេដ្ឋីហ្នឹងណាឪពុករបស់នាងកណ្ដលៈកេសីស្រឡាញ់នាងកណ្ដលៈកេសីជាងជីវិតរបស់គាត់ទៀតកូនចង់បានអីកូនមានឪពុកមិនក៏ឆ្លេឆ្លាម្លេះកូនមិនដែលសុំអីឪពុកទេចុងថ្ងៃហ្នឹងមិនក៏ឆ្លេឆ្លាម្លេះកូនប្រាប់ថាឪពុកហើយកូនឃើញចោលដែលគេកំពុងតែចង់ស្លាប់សេកយកទៅសម្លាប់ហ្នឹងកូនគ្រាន់តែឃើញគឺបេះដូងកូនហ្នឹងទៅបាត់ហើយឪហើយបើកូនជាតិហ្នឹងបើមិនបានគាត់ហ្នឹងជាប្តីមកនៅរួមរស់ជាមួយទេកូនសុកចិត្តងាប់អត់រស់ទេឪក៏ឃើញគេចង់ងាប់ហ្មងណាញោមមិនដឹងថាសេចក្តីស្រឡាញ់ហ្នឹងវាមិនខ្មិចទេលោកវាមិនទាន់ធ្លាប់មានស្នេហាក៏ឃើញលេងប្រាប់ឪថាអញ្ចឹងហ្មងបើខ្ញុំជាតិហ្នឹងបើអត់បានគាត់ហ្នឹងធ្វើប្រៃខ្ញុំងាប់ហ្មងហើយនាងកណ្ដលៈកេសីនេះស្អាតណាស់មិនមែនបរោះក្នុងក្រុងហ្នឹងអត់មានប្រុសណាទៅតដឹងនាងហ្នឹងបានដល់ថ្នាក់ហ្នឹងទេគេមកតដឹងមកកកោកមន្ត្រីតូចធំអ្នកមានមុខមាត់អ្នករៀនសូត្រចោះចេះដឹងព្រាមបរោហិតអីអ្នកមកស្រីតដឹងមកកកោកមិនខ្ចីតែឆ្លើយចាស់ជាមួយគេអត់ដែលទទួលយកអ្នកមកតដឹងត្រឹមត្រូវប្រុសល្អមកកកោកមន្ត្រីរាជការមកកកោកមកតដឹងនាងអត់ដែលឆ្លើយចាស់ទេនេះអាហ្នឹងដែលអាត្មាចង់លើកឡើងថាកាលណាយើងសន្សំអាពូជនៃសេចក្តីអាក្រក់ជាមួយគេពីមុនមកគ្រាន់តែឃើញអាមនុស្សអាក្រក់ហ្នឹងគឺទោះដឹងថាអ្នកហ្នឹងអាក្រក់ក៏ដោយក៏បណ្ដាលឲ្យចិត្តយើងត្រូវទៅបំរើអ្នកហ្នឹងឲ្យវេទនាខ្លួនឯងអញ្ចឹងតែម្ដងហ្នឹងហើយប៉ុន្តែបើយើងសន្សំពូជនៃសេចក្តីល្អជាមួយគ្នាគឺអាបុណ្យកុសលហ្នឹងវាទាញបណ្ដាលឲ្យចិត្តយើងជួបតែមនុស្សល្អទេបើបានកូនក៏កូនល្អបើបានប្តីក៏ប្តីល្អបើបានប្រពន្ធក៏ប្រពន្ធល្អបើបានញាតិក៏ញាតិល្អបើបានមិត្តភក្តិក៏មិត្តភក្តិល្អខ្ញុំឃើញទេហ្នឹងអញ្ចឹងបានមកថាថ្ងៃហ្នឹងយើងប្រពៃណាស់យើងនាំម្ដាយយើងឪពុកយើងមកសន្សំពូជនៃសេចក្តីល្អរួមគ្នាចតិបរិសន្ធិទៅអនាគតជាតិណាក៏ដោយយើងជួបតែអ្នកល្អល្អដូចគ្នារហូតណាញោមអនុមោទនាណែដល់ពេលប្រាប់ឪពុកចឹងបង្ហើយឲ្យចប់រឿងហ្នឹងកុំឲ្យនៅម៉ាទៀតដល់ប្រាប់ឪពុកចឹងឪពុកថាអត់អីទេកូនមានអីចាំមើលឪពុកណោផ្ញើសារព្រះរាជសារថ្វាយដល់ស្ដេចសុំណោផ្ញើសារទៅទូលស្ដេចអត់អីទេឥឡូវចាំពុកប្រាប់ឲ្យមន្ត្រីទុកបរោះហ្នឹងនៅផ្ទះឪពុកស្អែកឪពុកទៅគាល់ស្ដេចដើម្បីសុំព្រះរាជទានទោសអំពីស្ដេចថាកូនស្រីវាពេញចិត្តចឹងហើយគាត់ក៏ជាអ្នកមានឧបការៈក្នុងវាំងក្នុងជាតិចឹងទៅក៏គាត់មានមុខមាត់ដែរទៅនិយាយស្ដេចក៏អភ័យឲ្យទៅហ្នឹងអភ័យឲ្យទៅក៏នេះអាបណ្ដាលឲ្យកម្មនាំឲ្យស្ដេចហ្នឹងក៏មើលលែងឃើញអំពីទោសដែរចឹងបាទអាត្មាចេះបញ្ជាក់ថាតុលាការមនុស្សអាចអយុត្តិធម៌តែតុលាការកម្មអត់មានអយុត្តិធម៌ទេនឹងដូចកូនស្រីរបស់លោកសេដ្ឋីអញ្ចឹងណានាងកណ្ដលៈកេសីកូនតែមួយគត់ហើយដឹងថាគាត់នឹងជាចោរជាអ្នកប្រព្រឹត្តបទអក្រិតលួចឆក់ប្លន់សាហាវក្នុងស្រុកក្នុងភូមិយ៉ាងម៉េចក៏ដោយរហូតដល់ព្រះរាជាដាក់ទោសប្រហារជីវិតឲ្យចោលក៏ដោយក៏នៅតែដឹងថាចោលហើយក៏នៅតែការឲ្យកូនដែរព្រោះកូនស្រឡាញ់ហើយអញ្ចឹងក៏ការឲ្យទៅនៅជាមួយគ្នាមិនបានប្រមាណញោមសារជាតិជាចោលនេះគឺមិនកែប្រែគំនិតទេញោមអាធម្មជាតិរបស់មនុស្សណាវាកើតមកមិនគឺចឹងចឹងបានជាពាក្យចាស់គេពោលពាក្យមួយគេថាឈើកោងវល់ពាត់មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត
hai pịa mùi tiết cái thai chỉnh châm cái bằng ca còn đau chỉnh châm chma bằng ca còn đau chỉnh châm chạy cái bằng ca cháu vẫn là bởi chỉnh châm chất mà nụ tô sao mồ háo đôi chỉnh châm cháu túc bằng ca thầy dùng cái ấy cái ta chỉnh châm chma bằng ca còn đau chỉnh châm cái bằng ca cháu hãy bởi chỉnh châm chất mà nụ chỉnh châm mà nụ chất tô sao mồ háo đôi chỉnh châm cháu túc bằng ca thầy anh ấy mẹ đôi chỉnh châm cháu ấy châm cháu mà do cháu mà đâu không tê hả nè ba cái đăng lư cục kia tập plon này cái món do ta cắt cỏ trao lá anh do màu nè chỉnh châm nâu nồng té mà do thơ côn và xa ấy về đai đô cầm náo xa để chiết bao vi ấy nhúng nâu tập bông nó về che đăng kho đăng thấu à về xả lánh nha tập bông về hối luôn pi bà hai chỉ vật phong nó hay côn cầm mông kia về xa phóng hay trên nâu mấy côn kia dân tấu sờ bài chất bắn đòi du du tới cái cao cầm nứt tê anh cái sao ở đà anh chị cháu vì môn máu cái đăng lư tại anh chị cháu cho bữa ngày khỏi tấu nọ cái mình sờ bài chất cái bà đánh anh tranh việc té anh đăng ban ấy chẳng có cao cầm nứt muối là buông luôn luôn và pốn ôi vách bằng vách mía vách trọp sầm bát mà bằng vách thông hay sông nè mà đai ở phục mày đang đàm bấy từ lên té bom ôn nhiệt hàng luôn đâu anh đi hai niên của con đấy có đạp tam vào đấy vạch bằng vạch miền prạm miền bạch mà bằng vạch thông tàu tam vào đây ở bọc thao nè bằng rau chun tàu có sọc chặt đấy buộc vào đấy cái miền cầm rong hai cái tham bạch oi nè nam mau tới ôn dương tàu từ pin nè đây pon dương tàu chẳng tàu có thưa tầm nào tàu bọc này tha oi nè bằng rau ai chun nằng tam pháo ot cho tê sợi giờ ai chun con tàu ọt phổ mới sọc chặt tàu pin nè đây pon nằng hay ai nè cái tao đo cả đào prey cái kết hơi đó thì tha anh tao đo cả đào prey giật miền nam nâng niềng nâng tàu na tiết tế cứ sầm lập niềng nâng trao nâng prey anh do trọp nâng tàu ruộng ruộng chỉ vật ai cái chôn nó ọt nâu cầu kê tế của anh sao và đa chỉ cháu bờ cana ngày nào mũi kê và đánh anh tranh việc tế anh đang ban tì bằng anh nhôm mơ ao tao đây lơ mía lơ bách kê và cô côn kê ao tầng mu bằng nâng ai nâu tao xa để chiết nâng vào ọt đố nhung nâu để trong thứ ai trao nâng tao đây chẳng ban cái ta chỉnh châm má tục bạc ca cả đỏ chỉnh châm cái tục bạc ca cháu ai bao chỉnh châm chặt mà nụ tô sao mồ háo đôi chỉnh châm cháu tục bạc ca thấy chứ hay anh đi do cháu mà đặt bài luôn với men đâu xa để chiết qua viên á nâu mình du và mán với nâu ta cao đã cầm nứt nâng ta đài ai chẳng nom niên con là kê xây ta đo đa cặp prey cặp phnom ta đo cả đa phnom cả đa prey nó có ta đo nó kia và cái chênh cả đo cả đa prey ngắt đạch mà nụ đạch ấy hết cái chênh nhà xa để chiết bao kê máu cái than niên anh nó trong đại pram mà hơi tới dương nòm niên mau nước miền nòm niên tàu tẹt bom ôn sạch nhiệt bao dương ấy tê dương nòm niên mau ấy vịnh mi ấy mau nâng sầm rạp luôn dương tê dương nâng sầm rạp niên cháu lại nông muối rồng bách khang mục đi niên trong đại pram ấy vậy hai o tao đó cái tha chẳng nhôm niên con là cây xây ní chia sợi trai để miền Panya nè nè nâng bẹt quan môi Panya thế là tàu chỉ môi pre thế đó pre ta sọc khao Panya và đệ liệp hồ nè na bò thì bộ đời Panya để năng mua thật đầm pui này sẽ gây sọc nè năng miên sẽ gây sọc mà đò miên Panya ai đò sài Panya hà phliêm ban hay thà ta sao niên năng cái nhung bờ thà ma với đôi phliêm chắc đôi phay nho đôi họ nặng khơi và niên con là kê sấy nhiều phay đái pan này Panya nó về chặt luôn mỏng nhung nắc khơi về thi phliêm thò mà đa mà nơi pro này tổ bay pro crop giang mạch cả đôi pan này bờ cana bờ pôn câu nư nẹt đợt tây chia bị xe pro này cứ trong bờ cài bờ man cả đôi pan này chanh đầy nè nà nhôm chanh đầy nè nè đây cha cái chợ này vậy tham mê toạp khăng pan na cả đôi có sắc sừng kriêm mình đây chanh pan màu chanh nè nè chanh sấy mình chăng ý nhổ mà đẳng đôi sầm đại ở xa vậy này nâu cả lại anh thơ cá đấy cài bay phần đập pe mà đập tét và bốn cài pram nhớ nghe nè ngày trắng nó neng con lạ cây sách nó khơi về thi phliêm bà kia phải tranh mau trắng ấy cái thai dương do niên ai mau đấy ọt miên do mau từ lên sạch nhiệt hàng dương ai na tê cứ do niên ai mau sầm lap cháu là lâu nó lâu dương sầm lap niên ai mà đập bạch tiết nó lâu niên trong prai pram mấy prai đam mà ấy đâu dương ao vậy bay buôn mắt dương sầm lap niên tụm lẹt chuột nó cháu là lâu nó có bãi mọt chuột nó nhóm cái do mà đó là lại nó cái mông bay cho lẹt chuột nó niên đấy ọt toàn nó khơi rương sòng quay ấy với sòng quay quay na hai cứ với sòng nó thà anh mình cua na do luôn mau biết mà nương đang soi đăng hơi đăng thà kia chỉ trao hai tay có chất anh với bản ta rồi tôi chỉ là lanh trao dạng năng nè năng ấy nhiệt giống chập đờm đôi nhạc khác vừa bon đập pe bon ao sóc ao từ tục tới dương chập đờm tôi chất thà bon nó vừa on miền đấy mưa tao ba anh vừa bon chuột từ tục nè anh nó bẹt sầm đây tiếp nè bongแต่ អ្នកធ្វើ សេចក្តីល្អ នៅ ពេល ផល ល្អ មិន ទាន់ ឲ្យ ផល អ្នក ហ្នឹង គិត តែ ផល ល្អ អត់ មាន ទេ អា អ្នក ធ្វើ អាក្រក់ នៅ ពេល ផល អាក្រក់ មិន ទាន់ ឲ្យ ផល ក៏ គិត តែ ផល អាក្រក់ អត់ មាន ទេ ដូច អាចោល លួច មន់ គេ បាន ស៊ី ព្រឹក ងាយ ដល់ ពេល ម្ចាស់ គេ អត់ ទាន់ ម្ដង វា ថា ប្រហែល បាប ហ្នឹង អត់ មាន ទេ អញ លួច មន់ គេ បាន 10 មន់ គេ ដល់ ស៊ី ដល់ ពេល ថ្ងៃ ណា មួយ គេ ចាប់ វា បាន ទាន់ គេ វាយ ធ្លាក់ គួត ធ្លាក់ ឈាម បាន ដឹង ថា អូ អា កម្ម អាក្រក់ ហ្នឹង អា ហ្នឹង វា ឲ្យ ផល អញ្ចឹង មែន ហ្នឹង ហ่ะ អញ្ចឹង នាង ហ្នឹង ចាប់ ផ្ដើម នឹក ឃើញ មិន គួរ ណា អញ យក ខ្លួន ទៅ បៀត នឹង អ្នក ហ្នឹង សោះ ឥឡូវ នឹក ឃើញ ផ្លែត
niềng nắng coi mà sứt tú mà plet nắng nặc khơi thà ai chẳng anh miền đã đọc luôn ở ruồi sân chẳng rồi vì thế ấy đọc luôn có ao chương bắt đầy ao chương bắt đầy thà cho cái bắt là cao vậy nữa niềng ai trong bắt đầy mà hơi dường do niềng ai mà thầm lạp cho bòn ơi bòn ao chương bắt đầy cho bòn ơi bòn cái vậy mùi á bòn ơi bòn nhom hai tầm miên này say nương bong tục bay bồ rọc đợt tây lọ con na cả đôi mà say tận đăng nhom mình tây nặng tôi nặng thông mà say tận đăng nhom mình đây chơi cha tê con tay nhom chua bong nhom sả lạnh bong nè tí đôi trầu tù mền té nó nhúng nhom chua bong cứ nhom sả lạnh bong đòi miên lẹ khăn cứ bong kia chưa mà chắc chỉ vật là bọc nhom bong trong ao nhom thưa ấy có nhom pin chất à lâu bong trong sầm lạp nhom có nhom pin chất đây con tay môn được nhom slap tâu tăng bị nhom ca chỉ môi bong mọc nhom mình đây ban quan tia bong tia à lâu bong cùi mọc nhom sông phai bằng cung quan tia đau và tẹt sân bong bay chung phai cung bong ruồi bong trong sầm lạp bong trong thưa ấy thưa chọc nhom sông cả ma tô bong cày lô nhom miên Costco ấy chủng bong đòi chắc là đây này kì cùi cho tấu à mà lâu quan tia là lâu đau tẹt sân ấy tẹt hơi rồi thì chết ngó mà đó cái coi tấu nè bay một từ chua tao cái coi thơm phơiចឹងcái ta mà lâu trong và tẹt sân quan tía nè cái đào ba là pi chừng hiến mà đo khỏi nó men cột bay chôm nè men chăm bay và tẹt sân và cái vô ấy mà kim hồng làm anh lâu nè ngày này chẳng lược chướng thật tùm lẹ lơ chua nó bọc chỉ mua chơi chung nâng có đại chó ngon tàu nè này nó khơi đào tạt lọt tẹt vinh nó khơi sẵn nóc luôn ai nó kịch tấu xa để chiết này thom mà chiết này mà nước trọ này ở bắt đầu do một bảo cài prai ở tàu chia mà nước lọ giang ná có mình ai nghe là cài prai chất cầm nứt ở bong mà nước ban đó nhôm chả năm mưa mà nước na flop lôi flop hay cái chắp đặt cục đặt nó đặt cho vác bay năm qua cái đôi buôn năm cái đôi năm cái đôi pe vì tranh mà vẫn bị lôi thiệt nhớ á nè à chẳng niềng đang nấc khơi bị cha là na sẵn nọ sừng ve luôn ai tọt slot đào sẵn nọ và đào nấc khơi pịa mà đai pịa bốc flop tu miên priên và đào mau pan đấy hai đấy bàn tàu trắng nhiều mang vậy thò cần đang hai đấy bàn mau chẳng cứ dương mà nè luôn nấu à sấy để sạp bon nó người ốp thom quan pia dương ở đào prom nơi sự đây sốc bực dương rồi nơi qua bón dương ở bàn sự đây sốc thì pro đôi pem hà thai lục prai mình chẳng thật bon miền này là mất bón prai mau ta sốc prai mau ta xa prai mau ta lọ hay bình dây ở nghe sắp bon mà mắt prai mau thật bình là ấy cứ bình đôi sự đây lọ nè đôi nhiệt nhôm con trâu mà chắc đơm bon ngày này chẳng quạt cứ pin đôi sự đây lỏ ấy bàn non nhiệt nhôm mà chay sự đây lỏ nhôm tầng ngọc nếp ban bộ quạt bọt bọt hao dương mau nó cứ hao dương mà do sự đây lỏ hao dương máu đầm bấy chay sự đây lỏ chay bon của do là dương hay bọt bọt prap nhiệt mất bay buồn phôm đầm bay chay bon rồi kế mà to luôn dương nó pin đôi bon này pin đôi sự đây lỏ không luôn bàn dương ai hao nè được tới mà chay bon rồi kê cao phần đấy mà mơ mà cha đơm bon là lấu đôi pe bọt sờ bọt dương hao rồi kia mà do bon mà cho rùm bon bắn đào pe nhiều mà đo rùm bắn đó đã hao nhiều mà do bon phỏng ao tập nhiều mà đo rùm bắn đặt đại nhiều cho tóc hậu bài mà nắng dương nọ mẹ hao nhiều mà do bon này đồn ta dương cái miền tầm lọp caประเดซอนทาระจมพพnhiềuนั้นเกประเดซอนทาระโดยให้ประมาณบานบอลเช้าโยมมาหลอกไปเจ้าโดยให้ปีย่างมันจังทอมแม็กประเดซอนทาระมุ้ยไม่ซักประเดซอนทาระมุ้ยโดนตายยื้อเกี่ยมีนระเบียบระบอบนั่งทอมแม่ปริสันธาระเมียนในแต่เป็นพิ้วมาดอนมกรงบอนเลือกได้สเปะจมเรียบซัวพิ้วซัวซอกซัวตกหายดักได้พิ้วมาทวายกลมเปรี้ยมาสเปะประซ้องให้จูนบอนหน่อยพิ้วสั้นเอามาอมขยมบานสบายเจ็ดนะบานอมมาโจรวมบอนน่ะเราขยมซอมจูนบอนอมพองขยมเธอบอนอ้อยมาได้ขยมปกซอมอมมาโจรวมบานบอนสมาขโมยนะอมนะให้บะเกงแต่ตัวบอนผียืงให้กิซาทูให้บะเกงกุยสลับท้อก็เกงกุยสลับเต้าให้บะเกงอัดบานกุยสลับเต้ไข่กิจกจะแกชื่อจะก้งก็เตียงใดcáiโจbị sao phôi chỉ là hà tao cái hào thả mới sắp bệ san thara à bật to bị chun bon này cái nắng thom mẹ bệ san thara bị chọc thom mẹ bệ san thara tao đặt đại nhiều châu tóc nắng cái hào mới sắp bệ san thara nắng bàn trâu dương bọt sờ bọt hào kia mà do bon bỏ phần này đò pe nhiều mà đò rong bón đặt đại nhiều châu tóc nắng smart được bọt sờ bọt hào nhiều mà chụp liêng mình chắc ngay nhau mấy chẳng nọ vì ngày nên tao dương che từ tuôn nhiều cứ dương chạy bon rồi nhiều dần ở nhiều nòm nên mà thoại công press nè tầm liên tầm lọp nâng ấy ban nhôm chỉ nằm mơ cha để con song sơ bay song sơ đó phải dụ cha bị chặt chiêng bay chiêng tô bay con mà đo rong bón dương chui con châu tóc của con toàn châu tóc cứ con đau sầm đau mà đó thoại công press được luôn con tay mà đo thoại công pressให้ban con từng coi tóc hậu bài miền này thạp nó cầm nứt nó bị chua không sẽ tệ rong bọc con bị bổ ràn máu cứ bổ ràn máu cái từ tua phiêu để hai pi nưng cứ từ bốn cái từ tua phiêu để thò sắn và tọp máu tước nòm phiêu tấu bị sặc và để săn thà ra nâng ban bon chở nè ban bon chàng dương nè thưa ban bon chàng nè màu bon chàng ấy nhau má vậy nè thề chan
đạp toàn đấy nhóm toàn đấy chẳng dương nè mau bón tàu đăng luôn dương đây dương mau ngày nắng mẹn mau đầm bày ấy thế cứ dương màu do bón nè thằng ọ thế này pro dương mau ngày nắng mau đầm bay bón này mẹn mau đầm bay bỏ ấy nó nhôm đấy và nẹt lá máu này vạch bao mà chia gì bột màu pi vẫn là nắng mẹn mau đầm bay bón đấy nè mai dương nẹt sọc sai đôi nẹt bầy ve nẹt ta cao mà ấy ní tầm mau ấy giờ bị bao đạp tam cả bao vong tam ấy vong hay tao với spear nắng mẹn mau đầm bay bón này dương mau đầm bay bón cứ dương sập bài chất chỉ môi mà cha bón sập bài chất là ca thoai cùng press sập bẹt của song sập bài chất là sập tho sập bài chất nên chỉ mượn sự đây lọ bỏ nên ngày ri nên sự đây lọ để dương bàn một bình chẳng nọ hai ấy bàn thà dương trâu ri nên sự đây lọ vì press sự đây lọ nó ao bị bại chỉ sọc hai ấy bàn dương trâu sờ lạnh bón nó prai mau tờ sọc bón prai mau tờ lọ bón prai mau tờ chỉ mượn bón prai mau tờ sạp bón prai mau thá pin được mà vậy mà nhỉ đời dương nè vừa bón prai tập pin nó về to là dương pin đôi sự đây lọ luôn dương kế dương tớp dương chay đồng lệ sự đây lọ tao kia cao ở ốc má đôi nọ sự đây sờ lạnh để dương miên pin được nông bẹt đồn bao dương á đôi dương miên sự đây sờ lạnh nâng tăng bị cao bao dương ở đây miên sự đây khăng sọp chỉ môi nè nè chẳng ao ta mình nuôi sạch na một đôi các bài luôn dương cứ dương bắt đo ta sẽ đây sờ lạnh ở kia mà bao nè bắt nè pe ná cứ dương miên ta sẽ đây sờ lạnh ở kia đi mà đai nâu các bài có sóc ở bốc nâu các bài có sóc ở đây nâu các bài có sóc côn nâu các bài có sóc à sát tệ để chan nâu các bài có sóc cái chứ mà mình nâng về po pin đôi sẽ đây sờ lạnh á nè ngày chặt nâng về từ ly miên ta sẽ đây sờ lạnh hay đó à mà nâng nay chặt về miên ta sẽ đây khăng cao sẽ đây cung cuốn nâng sẽ đây sóc sẽ đây chi niên ní cứ bao nè móc ban là cả đau cả hai đòn mình nuôi sạch chung bên luôn mà nè chẳng dương tàu po pin đôi sự đây lọ po pin đôi sự đây sờ lạnh đòn mà nuôi sạch chung quanh luôn dương cứ sóc á riêng chậm rãi tới nơi sự đây lọ bao chặt dương ngồi từ ly sóc á nhôm sóc á bao này mau khơi vào đây nhâm đặt vào đây khơi câu này nhâm đặt câu chuột mai nhâm đặt mai chuột âu nhâm đặt âu bao này khơi ma nhâm đặt ma khơi sky nhâm đặt sky sóc sóc cao bỏ ao ta bắt này bao này bao sự đây sờ lạnh ao mà nuôi sạch chung quanh luôn dương cứ sóc cao cướp cả nại chất từng ở này riêng bao này bắt này bao nâu mê tai chất cả nại chất son tàu xạ đo mà nuôi sạch chung quanh luôn dương cứ sóc cướp cả nại chất nhôm xa mới bao mình chưa lột bao chất dương ngồi từ ly đôi tắc sầm mót đấy nhôm đấy đang ngặt mà lọp bị chẹt bạch bị chẹt tiệt rường này con trong bị chẹt nhiệt nhôm thay dương từng ở này dương sờ lạnh bon của sáu máu phí bon của sáu năng ấy với ao bị bà chỉ sóc bà này dương trâu chầm rợn trâu sờ lạnh bon sờ lạnh của sáu hơi bon của sáu nó cứ dương trâu ca từng ở này mà đại ở bốc dương cả trâu ca bón chỉ đôn chỉ tai nhiệt bao dương để cho tệ để săn thị để chiết lộ môi xanh tiệt hái cả lộ môi xanh tiệt hái cả trâu ca bón của sáu pro bon của sáu trâu trống ao dương từng ở này đào prom nơi sẽ cái sóc sóc nông lôទាំងពីរអ្នកណាបំពេញបនរមែងនឹងឲ្យវិបាកជាសក់ក្នុងលោកទាំងពីរនឹងបនហ្នឹងណាបញ្ញាំងសុកតੰបារិកាំងខាអ្នកណាបានសន្សំបនដូចសាងចិន្តានាំយើងទៅកាន់សុគតិទៅកាន់សួគ៌ទេវលោកប៉ាប៉ាំងទុកតੰបារិកាំងខាហើយតអ្នកណាស្រឡាញ់បាបខ្សែគប់ជាមួយបាបដូចសាងចិន្តាចុះទៅអវិជ័យចុះទៅនរកចុះទៅតិរិឆានចុះទៅអបាយភូមិបញ្ញាំងចោរេហិទុរាំងអ្នកណាធ្វើបនចោលលួចអត់បានទេប៉ុន្តែបើយើងសំទ្របអាចបាត់បង់ប៉ុន្តែបើសន្សំបនហ្នឹងអត់បាត់ទេអត់មានអ្នកណាលួចបនយើងបានទេហើយវាឲ្យវិបាកជាសម្ពាយសម្រាប់ខ្លួនយើងតាំងពីលោកហ្នឹងរហូតដល់លោកខាងមុខហ្នឹងហើយអ្នកណាសន្សំបនព្រះអង្គសម្ដែងថាជាការសន្សំពូជនៃសេចក្តីសុខទីមួយដែលណាចង់បានសេចក្តីសុខគឺរក្សាសិលប្រព្រឹត្តសេចក្តីល្អតាំងពីក្មេងរហូតដល់ចាស់ជរាសុខខាងយាវៈជរាសីឡੰសុខខោបញ្ញាបដិពាលាភោបាប៉ានងអករណੰសុខខាងយាវៈជរាសីឡੰនឹងព្រះថាអ្នកណាបានចម្រើនសេចក្តីល្អរក្សាសិលតាំងពីក្មេងរហូតដល់ចាស់ជរាទៅអ្នកនឹងឈ្មោះថាដល់ព្រមនៅសេចក្តីសុខតាំងពីលោកនឹងរហូតដល់លោកខាងមុខមួយទៀតព្រះអង្គសម្ដែងថាសុខខោបញ្ញាបដិលាភោអ្នកណាបានចម្រើនទៅនៅបញ្ញាអ្នកណាបរិបូរដោយចំណេះដឹងបរិបូរដោយបញ្ញាក៏ជាហេតុនាំខ្លួនយើងឲ្យដល់ព្រមនៅសេចក្តីសុខហើយព្រះអង្គសម្ដែងត្រូវមនុស្សណាតែបរិបូរដោយអវិជ្ជាហើយអត់សុខទេប៉ុន្តែបើបរិបូរដោយបញ្ញាគឺមនុស្សហ្នឹងឈ្មោះថាដើមពូជនៃសេចក្តីសុខដែរសុខខាងយាវៈជរាសីឡੰសុខខោបញ្ញាបដិលាភោប៉ាប៉ានងអករណੰសុខខាងព្រះអង្គសម្ដែងថាបើអត់ធ្វើសេចក្តីអាក្រក់ក៏ជាហេតុដើមពូជនៃសេចក្តីសុខដែរនឹងមិនបាច់ធ្វើបន់ធ្វើកុសលអីប៉ុន្តែកុំតែផ្ដល់សេចក្តីក្តៅកាហាយទុកទោសឲ្យអ្នកដទៃក៏ជាហេតុនាំឲ្យបានសេចក្តីសុខដែរនឹងឲ្យយើងមិនបានទៅសាងសាលាកុដិព្រះវិហារចែកដីផ្លូវថ្នល់ដងទឹកស្រះទឹកឲ្យអ្នកណាមែនប៉ុន្តែតាំងពីកើតមកយើងអត់ដែលផ្ដល់ក្តៅកាហាយឲ្យគេទុកខោបញ្ញាសឧជយោហ្នឹងការសន្សំបន់រឿយឈ្មោះតែយើងបានដាំពូជនៃសេចក្តីសុខដែរអញ្ចឹងអាការសន្សំបន់កុសលរឿយក៏ជាហេតុនាំមនុស្សសេចក្តីសុខអញ្ចឹងហើយបានជាកូនចៅប្រុសស្រីថ្ងៃនេះកូនរបស់ញោមម្ចាស់ផ្ដើមទានប្រធានបនទាំងអស់
គាត់ណនឹកឃើញគុណរលឹកឃើញគុណមេត្តាបៃតាអត់មានតបទៅនៅលុយកាក់ប្រាក់ការសម្ពុតអាវសៅស្បៃតែម្យ៉ាងទេគឺនាំមេត្តាបៃតាមកចម្រើនទៅនៅសេចក្តីល្អគឺតបទៅនៅគុណតម្លៃនៃសេចក្តីល្អព្រោះពួកគាត់យល់ថាគាត់រស់នៅធំធាត់តាំងពីក្មេងដល់ចំណាស់នេះគឺអាស្រ័យដោយសារតម្លៃនៃសេចក្តីល្អរបស់មេត្តានិងបៃតារបស់គាត់ដោយរាប់តាំងពីជាតិគុណគឺការផ្ដល់កំណើតសាច់ឈាមឧបការៈគុណគឺការចិញ្ចឹមទំនុកម្រងបីបាច់ថែរក្សាថ្នាក់ថ្នមបំបីឃុំក្រងការពារក្រោយពេលកើតនិងសុហទេគឺសេចក្តីល្អដែលរាប់មិនបានប្រមាណមិនត្រូវចំពោះហតិយាគឺបេះដូងរបស់មេត្តានិងបៃតាដែលដាក់ទៅនៅសេចក្តីស្រឡាញ់និងការបារម្ភចំពោះយើងនេះអាហ្នឹងឯងញាតិញោមដែលលោកទេសនាអាចារ្យនិយាយធម៌ព្រះអង្គសម្ដែងថាអនន្តគុណអន័យកប្បគុណអសមគុណបរមាណគុណមេត្តាបៃតានឹងមានគុណប្រមាណមិនបានរាប់មិនបាននោះគឺនៅត្រង់សុហតិរបស់លោកនឹងអាសេចក្តីស្រឡាញ់ដែលដោះចេញពីហតិយារបស់គាត់នោះគឺគ្មានអ្នកណារាប់បានទេមិនដឹងថាតើទំហំនៃសេចក្តីស្រឡាញ់ក្នុងបេះដូងគាត់ដែលគាត់ដាក់ជាមួយយើងនឹងវាធំប៉ុណ្ណាតែហ្នឹងឯងដែលលោកសម្ដែងថារាប់មិនបានបងចឹងហើយយើងទាំងអស់គ្នាដឹងថាមេត្តាបៃតាមានតម្លៃនៃសេចក្តីល្អឬយើងដែលយើងមិនអាចកាត់ថ្លៃបានជាយើងទាំងអស់គ្នារួបរวมគ្នាចម្រើនសេចក្តីល្អជូនគាត់វិញនាំមេត្តាបៃតាយើងមកចម្រើននិងបជនជូនគាត់ហើយនាំគាត់មកបកគលកាយថ្វាយខ្លួនជាបាសកបាសិកានិយាយតាមម្ចាស់បុណ្យពីថ្ងៃហ្នឹងទៅយើងតែធ្វើបុណ្យចម្រើនបជនហើយអាចារ្យមិនដឹកនាំយើងបកគលកាយថ្វាយខ្លួនឲ្យយកប្រតនត្រ័យទាំង3ជាសរណៈដល់ប្រសើរស្មើដោយជីវិតពីថ្ងៃហ្នឹងទៅតាលែងដាក់មងទៀតហើយលែងដាក់ទ្រូទៀតហើយហ្នឹងហើយលែងដាក់បកាយទៀតហើយនិយាយលែងគោះក្រងទៀតហើយហ្នឹងហើយគឺមានន័យថាពីថ្ងៃហ្នឹងមកហ្នឹងទៅគឺកូនចៅគេអ្នកមើលថែនឹងយើងនៅតែស្ងៀមនឹងប្រព្រឹត្តតែព្រមចរិយធម៌អាកាយលែងប្រឡាក់ដោយបាបវិជ័យលែងប្រឡាក់ដោយបាបលែងប្រឡាក់ដោយអកុសលនឹងគឺជំរះកាយវាចាចិត្តឲ្យប្រព្រឹត្តទៅនៅក្នុងផ្លូវកុសលឲ្យចម្រើនទៅនៅសេចក្តីល្អគ្រប់ខណៈចិត្តព្រោះអីព្រោះវ័យយើងពេលនេះគេហៅថាបច្ចមវ័យឬជារាវ័យជាវ័យមួយដែលយើងត្រូវតោងទៅនៅសេចក្តីល្អទាំងអស់គ្នាមិនមែនតែញោមម្ចាស់បុតនេះយើងទាំងអស់គ្នានឹងតែចូលដល់បច្ចមវ័យហើយជាវ័យមួយដែលយើងត្រូវខំប្រឹងចម្រើនសេចក្តីល្អហើយលោកយាយលោកតាណាដែលចូលវ័យមួយណោដែលចាប់ពីចិត្តឡើង8ឡើង6ឡើងហើយអ្នកណាដែលមានជំងឺប្រចាំកាយក្អកកាហែមញឹកញាប់ហ្នឹងឲ្យតែឃើញអាចារ្យយោគីដើរមកញឹមមុខផ្ទះព្រឹកហ្នឹងយើងខំប្រឹងទៅសៀទៅរកប៉ុនហ្នឹងញោមអាចារ្យយោគីឲ្យតែណាឈឺក្អកខេះខានឹងព្រលឹមឡើងគាត់ដើរញឹមមុខផ្ទះញឹមទៅឲ្យញឹមមកញឹមអញ្ចឹងគាត់ឲ្យសញ្ញាយើងថាយើងត្រូវខំប្រឹងទៅសៀទៅរកសេចក្តីល្អទាំងអស់គ្នាត្រូវយកប្រពុតជាទីពឹងពធជាទីពឹងហើយអត់មានសើចទេគឺគ្មានអ្នកណាកិច្ចរួចពីអាចារ្យយោគីទេតាំងអ្នកទេសហ្នឹងក៏កិច្ចអត់រួចដែរហ្នឹងហើយគឺមុនក្រោយយូរឆាប់អត់មានកំណត់លើវ័យទេអត់មានកំណត់លើក្មេងចាស់មានក្រអាក្រក់ឈឺជាក្រៅរងាអីអត់ទេគឺកាលណាអស់បន់ទៅបញ្ញកយានមរណៈតអស់បន់ស្លាប់អាយុកយានមរណៈតអស់អាយុស្លាប់កម្មកយានមរណៈតកម្មកាប់ផ្ដាច់ស្លាប់អញ្ចឹងគ្មានអ្នកណាជាទីពឹងបានក្រៅអំពីតម្លៃនៃសេចក្តីល្អបើអញ្ចឹងយើងត្រូវប្រឹងតោងទៅនៅសេចក្តីល្អទាំងអស់គ្នាណាញោមអនុមោទនាកូនល្អម្ដាយល្អឪពុកល្អទើបយើងរត់រអ្នកល្អដូចគ្នាម្ដាយល្អហើយបានកូនចៅប្រុសស្រីហ្នឹងគឺត្រង់ភ្លឹងដើរតាមលំអានមេដាបៃតានាំម្ដាយឪពុកមកប្រព្រឹត្តសេចក្តីល្អកម្រណាស់កូនអ្នកអត់ធអត់មាននាំម៉ែនាំឪមកថ្វាយអង្គមព្រះសពះប្រសង់ស្លៀកពាក់សមកល្អចេះទេកូនអត់ធអត់សិលអត់ទានអីដល់ពេលឪឯងចាស់ទៅឲ្យតែឪចូលតែក្លឹបហ្នឹងកូនអ្នកខ្លះវាផ្ដាំឪវាទៀតឪឯងប្រឹងហត់ពីក្មេងឥឡូវឪឯងកុំគិតច្រើនលុយចង់បានប្រមាណក៏បានដែរចាំខ្ញុំឲ្យអង្គរៈខ្ញុំជូនឪឯងសបាយឪឯងចង់ទៅណាទៅដល់ឪនេះដល់សបាយយូរទៅភ្លេចខ្លួនហ្នឹងមានស្រីក្មេងមួយទៀតទៅជាប់មែនតែនទៅមកវាយមុខប្រពន្ធយាយនេះហើមមុខហើមថ្ពាល់ព្រឹកងាយហ្នឹងហើយដល់ហើយកូននេះចាប់ផ្ដើមទៅលន់តួសុំវ៉ឪហើយឪឯងសបាយអីក៏សបាយទៅប៉ុនកំនន់ទុកដល់គ្រួសារដល់អាមនុស្សវាពងវង្វេងពេកទៅអវិជ្ជាវាបាំងមុខទៅប្រមាថតាក់កើតឡើងទៅនិយាយលែងស្ដាប់ចាប់ផ្ដើមមកថ្វាយអង្គមលុតជង្គង់សុំនៃគុណហើយជួយធ្វើម៉េចរកវិធីណាធរណាពយល់ឪពុកកណាផងមានអ្នកខ្លះអញ្ចឹងណាញោមដល់ពេលកុនមែនតើលោកមនុស្សយើងអញ្ចឹងតាអ្នកទៅវត្តរាល់ថ្ងៃមិនមែនទៅដោយសារយល់3ដកទេអាត្មាធ្លាប់វិភាគថាញោមទៅវត្តរាល់ថ្ងៃទៅដោយសារហេតុ3ទី1ទៅដោយសារវ័យខ្លួនឯងវាចាស់មួយទៀតទៅដោយសារភាពចាំបាច់មួយទៀតទៅដោយសារទំនៀមទម្លាប់នេះដោយអាភាពចាំបាច់ដោយអាមិញដល់ឪខ្លួនឯងនិយាយលែងស្ដាប់ទៅពិបាកក្រៅអាយពេញគ្រួសារទៅអាម៉ែនេះទឹកភ្នែកព្រឹកល្ងាចទៅបានចាប់ដើមទៅរលោកប៉ាពីមុនមកមាននាំឪទៅរលោកតែណាហើយនេះដោយកូនចៅថ្ងៃហ្នឹងល្អអញ្ចឹងនាំម្ដាយនាំឪពុកមកប្រព្រឹត្តសេចក្តីល្អអញ្ចឹងគឺយើងទាំងអស់គ្នារស់នៅជាសុខនឹងគ្នារហូតមិនដែលមានបញ្ហាអីទេប៉ុន្តែអត់យកធម៌មកដាក់ខ្លួនហើយអត់យកសេចក្តីល្អមកដាក់ខ្លួនហើយអត់សុខទេ
អត់សក់ឲ្យយកមិនបាច់ទៅនិយាយជាតិមុខជាតិក្រោយនិយាយតែជាតិហ្នឹងយកមកឃើញភ្នែកអញ្ចឹងកាលណាយើងស្រឡាញ់សេចក្តីល្អយើងចម្រើនសេចក្តីល្អសុខហើយតែកាលណាយើងអត់តោងទៅនៅសេចក្តីល្អអត់សុខទេហ្នឹងអញ្ចឹងដល់មានភាពចាំបាច់អញ្ចឹងបានទៅរកលោកបានទៅរកវត្តដល់ម្ដាយស្លាប់ឪពុកស្លាប់ត្រូវទៅខ្ចីកាទៀលខ្ចីឆ្នាំងខ្ចីចានខ្ចីសាភាខ្ចីប៉ាន់តែលោកបានទៅរកលោកនឹងទៅវត្តពួកចាស់ពីដើមតែធ្វើបន់ខ្ចីតែរបស់វត្តហ្នឹងកាទៀលខ្នើយចានឆ្នាំងវែកទៅព្រានឹងប៉ាន់តែអីដឹកតាំងអាទេសខ្ចីវិវត្តទៅនឹងអញ្ចឹងដល់មានភាពចាំបាច់បានទៅរកលោកអវត្តអាមួយទៀតទៅដោយសារខ្លួនឯងវាចាស់ដូចយ៉ាងអាយុ80ហើយនៅតែក្បាលក្តាមកុំឲ្យគេថាសយអត់ស្គាល់វត្តកុំឲ្យគេថាអឿនអត់ស្គាល់វត្តអញ្ចឹងទៅគេទៅកុំឲ្យគេថា80ហើយអត់ស្គាល់វត្តណាហ្នឹងហើយអញ្ចឹងកុំឲ្យគេថាចាស់ហើយមិនស្គាល់វត្តនៅតែក្បាលក្តាមអញ្ចឹងទៅវត្តគេទៅអាមួយទៀតទៅដោយសារទំនៀមទម្លាប់ដូចថាចូលឆ្នាំជុំបិណ្ឌកឋិនអីគេទៅស្ងាត់ស្រុកអស់នៅតែម្នាក់ឯងកុំឲ្យគេថាថ្មិលអត់សាសនាអញ្ចឹងទៅវត្តគេដែរទៅប៉ុន្តែបើថាទៅដោយសាររៀនបីដកយល់ហ្មងគឺមកមើលដូចកម្រណាសម័យនេះដូចគ្មានអ្នកណាតនេយាយអ្នកប្រែកអញ្ចាញដូចគ្នាមិនដែលមានយាយណាតនេហូបបាយកាយត្រង់ឲ្យដេកលោកនាំគ្នាទៅវត្តសុំខ្ចីបីដកលោកប៉ើងសភៅបីដកមើលមកដូចមិនដែលឃើញញោមហ្នឹងដូចកម្រណាហើយព្រះថា5000ឆ្នាំបានលែងមានអ្នកជឿពុទ្ធសាសនាលែងមានអ្នករៀនធម៌លែងមានអ្នកបួសបើអាត្មាថាដូចមិនបាច់គ្រប់5000ទេបើមនុស្សលែងចង់រៀនបីដកតាំងពីឥឡូវហ្នឹងហ្នឹងហើយតែមិនបានពាក់កណ្ដាលមនុស្សដូចអត់មានដែរអ្នកណាតនេទៅរៀនបីដកផងមានចាំបីគ្រប់5000ឯប៉ាលោកឥឡូវវានៅមានណានៅមានប៉ាមានរាល់ថ្ងៃទេមានជាសមត្ថសង្ឃមិនមែនជាអរិយសង្ឃរអរិយបុគ្គលមិនមានទេហ្នឹងអរិយបុគ្គលផុតតាំងពី1000ឆ្នាំព្រះអរហន្តផុតចាប់ពី1000ឆ្នាំមកលែងមានព្រះអរហន្តឥឡូវ2566ហើយអញ្ចឹងយើងបើថាចូលទៅយល់ធម៌ទៅជ្រះថ្លាហ្នឹងវាអត់អញ្ចឹងបានសាសនាយើងមិនងាយរីកចម្រើនទេហើយញោមឃើញតែរីកចម្រើនកុដិសាលាព្រះវិហារណាហ្នឹងគេមិនមែនហៅតែរីកចម្រើនទេគឺសាសនារីកចម្រើននៅត្រង់ប្រសក់និងប្រសង់យល់ធម៌ហើយនាំគ្នាបដិបត្តិធម៌ព្រះទាំងអស់គ្នាហ្នឹងអាហ្នឹងបានគេហៅថាសាសនារីកចម្រើនហើយអ្នកចេះធម៌ហ្នឹងចែករំលែកផ្សព្វផ្សាយដោយសាសនាយេស៊ូអញ្ចឹងណាហ្នឹងពួកហ្នឹងដែលវាចេះហើយវាផ្សព្វផ្សាយសាសនារបស់វាបន្តកូនបន្តចៅបន្តគ្នាអាហ្នឹងបានគេហៅសាសនាគេរីកចម្រើនបើយើងនេះអត់ទេអញ្ចឹងអាត្មារងថ្ងៃលែងចង់សម្ដែងឲ្យចាស់ស្ដាប់ហើយពួកសម្ដែងក៏គិតតែសម្ដែងតាំងពី3 10ឥឡូវចិត្ត40ហើយដូចមិនដឹងថាតើយាយនឹងចេះអីខ្លះបងនឹងតាមស្រួលញោមខ្លះសូត្រតែយ៉ាងកេញសូត្រម្នាក់ឯងសូត្រមិនចប់ផងមិនដឹងយ៉ាងកេញមានប៉ុន្មានកតាំងទៀតតាមស្រួលសួរយ៉ាងកេញមានប៉ុន្មានកតាំងអត់ដឹងទៀតមាន2កតាំងហ្នឹងណាហើយធေါ်សាពេបរតមាយាយខ្លះអាចារ្យខ្លះទៅដល់អាចារ្យធំឯ20ឆ្នាំមកប៉ាន់សួរតែសាពេបរតមាមានយៈម៉ានអត់ដឹងមានយៈម៉ានទៀតបងហ្នឹងហើយមែនតែនយើងអត់យល់ទេអត់មានយកចិត្តទុកដាក់ជាមួយធម៌ទេហ្នឹងហើយតើអញ្ចឹងទៅធ្វើមិនឲ្យសាសនាយើងរីកចម្រើនអត់ទេអញ្ចឹងយើងតប្រឹងទាំងអស់គ្នាដូចអាទៅសើពីទឹកចិត្តកូនចៅទាំងអស់គ្នាថ្ងៃហ្នឹងក្តីណាញាតិញោមសិតតែជាសប្បុរសកាលណាយើងសប្បុរសយើងរត់រកសប្បុរសដូចគ្នាអ្នកធររត់រកអ្នកធរអ្នកអធររត់រកអ្នកអធរហើយដល់តែយើងអ្នកធររត់រកអ្នកធរអញ្ចឹងយើងសុខទាំងអស់គ្នាញោមមើលយើងមកហ្នឹងសិតអ្នកធរឲ្យស្នាមញញឹមដាក់គ្នាល្អហ្នឹងញញឹមមកផ្អែមល្ហែមដូចផ្លែល្មុតហ្នឹងទាំងអស់គ្នាអញ្ចឹងសុខប៉ុន្តែបើញញឹមមកដូចអូនម៉ូចហ្នឹងអត់សុខទេបើភ្នែកមកនិយាយតែដើមគ្នាមិនសុខបងហ្នឹងចិត្តយើងកាលណាសាបព្រោះបណ្ដោះនៅក្របពូជណាគឺអាពូជហ្នឹងវាត្រឡប់មកវិញយុទ្ធធម៌ហ្មងហ្នឹង2 + 2គឺរៀលលី4ហ្មងអត់មានper head 4 maybe 4 rock លី4នេះគឺអត់មានប្រហែលទេគឺរៀលលីហ្មងអញ្ចឹងតែកាលណាសាបព្រោះពូជអីគឺអាហ្នឹងមកហ្មងតឡាការកម្មខ្ញុំឃើញហ្នឹងប៉ុន្តែបើតឡាការមនុស្សអាចអយុត្តិធម៌ចុះបើយើងដឹងថាតឡាការកម្មយុត្តិធម៌អញ្ចឹងហើយ2 + 2ដឹងតែ4ហើយចុះយើងខំប្រឹងសំអាពូជណាដែលវាល្អមកអាពូជល្អហ្នឹងវានឹងត្រឡប់មកយើងវិញទាំងអស់គ្នាហើយណែដូចនាងកណ្ដលៈកេសីញោមដល់អញ្ចឹងទៅឪពុកនឹងទៅសុំស្រេចអភ័យឲ្យទៅក៏រៀបចំសំគុំឲ្យកូនយកឲ្យស្រឡាញ់កូនញោមក៏ដឹងតែចោលក៏ដោយដឹងតែមនុស្សអាក្រក់ប្រព្រឹត្តបទអក្រិតក៏ដោយប៉ុន្តែចាប់ចិត្តបញ្យលកូនវាមិនបានទៅហើយបើកូនថាបើមិនបានអាគាត់នឹងធ្វើប្រៃសុកចិត្តងាប់ហ្មងហើយលឺតែកូនចង់ងាប់ហើយអាណាសុកចិត្តណាញោមមិនត្រូវស្វែងរកធ្វើម៉េចឲ្យតែកូនឯងសុបាយចិត្តបើកូនស្រីមានតែមួយនោះឥឡូវបែបគេដល់ពេលគេហូបបាយឥឡូវគេដាច់មីក្រូហ្នឹងហ្នឹងដល់ពេលឪពុកហ្នឹងដល់កូនថាអញ្ចឹងទៅរៀបចំសំគុំអាចោហ្នឹងឲ្យការមួយកូនឯងមើលទឹកចិត្តនៃសេចក្តីស្រឡាញ់ចំពោះកូនណាចឹងបានមកចេះបញ្ជាក់ថាម៉ែឪនេះពេលខ្លះបង្កើតកូនមកទៅបីឃើញកូននឹងខ្វាក់ភ្នែកក៏នៅតែអោបថើកូននឹងស្មើដល់ជីវិតកូនខ្វាក់ខ្វិនជារាពីការកើតមកមុខយ៉ាងម៉េចក៏នៅតែកូនដែរ
ហើយកើតមកកូននឹងធំដឹងក្តីទៅប្រព្រឹត្តបទអក្រិតលួចឆក់ប្លន់កាប់កេងប្រវាញ់យ៉ាងម៉េចក៏នៅរកូនអាកូនដេកក្នុងគុកក៏នៅរកូននេះកាន់ជែកទៅទាំងត្រុកយកទៅលេងកូនមកមិនបានដឹងដោយសារខ្លួនឯងដើរតែកម្មវិធីអប់រំតាមមណ្ឌលកែប្រែតាមអង្គការកម្មាកព្រានឹងឯងអញ្ចឹងពេលដែលទៅអប់រំពួកនឹងម្ដងឃើញយាយខ្លះកាន់ជែកទៅមកស្និតយកទៅលេងកូននៅគុកនឹងមិនមែនគាត់មិនខ្មាស់គេទេពេលកាន់ដើរសម្ដៅទៅគុកនឹងគេនិយាយគេថាយាយនឹងមានកូនជាប់គុកចេះមួយចុះពីរគឺគាត់ខ្មាស់គេណាស់ប៉ិនគាត់អត់ខ្វល់នឹងអាណាថាទៅសំខាន់អញបានឃើញមុខកូនអញនឹងទៅចង់ដឹងសុខទុក្ខរបស់កូនទោះបីកូនខ្លួនឯងយ៉ាងម៉េចក៏នៅតែកូនដែរដើរទៅជួបកូនឲ្យតែត្រុកនេះទឹកចិត្តនៃសេចក្តីស្រឡាញ់របស់ម្ដាយឪពុកហើយកូនស្គមថាដល់ឲ្យជាប់គុកទៅលេងឲ្យតាមស្រួលធំតាឲ្យអត់ធ្វើអីសោះគ្រាន់តែគាត់ក្រស្បែកមិនសូវស្អាតហ្នឹងគេឡើងជាអុកញ៉ាអត់ដែលឃើញកូនណាមួយនាំឲ្យទៅកម្មវិធីជប់លៀងធំឯខ្លាចបាក់មុខព្រោះស្បែកឲ្យហ្នឹងដូចថាវាមិនសមនឹងទៅចូលរួមកម្មវិធីធំស្លៀកតខោដាច់គូតហើយម៉ែនេះកាត់សពុតថ្មីឲ្យក៏មិនស្លៀកស្បែកហ្នឹងមើលទៅវាដូចមិនសមវាចូលកម្មវិធីវានាំមកបាក់មុខបាក់មាត់គេមានអាកូនខ្លះគិតដល់ប៉ុណ្ណឹងណាញោមដូចថាម៉ែឲ្យនៅស្រុកស្រែជនបទដូចតែស្បែកមិនសូវស្អាតដូចម៉ែឲ្យគេនៅពេញខ្មៅកផឹងស្គមសស្បែកចឹងដល់ចឹងអត់ដែលនាំឲ្យទៅឲ្យគេអ្នកណាគេស្គាល់ទេអត់ដែលនាំឲ្យទៅណែនាំអ្នកតូចអ្នកធំថានេះឪពុកខ្ញុំគាត់មានគុណលើខ្ញុំណាស់នេះម្ដាយខ្ញុំឲ្យគេស្គាល់ដូចអ្នកដតីទៀតអត់ទេកុំថាដល់គាត់ទៅប្រព្រឹត្តបទល្មើសបង្ហាញមុខឪពុកម្ដាយឲ្យអ្នកដតីស្គាល់មិនហ៊ានផងតែម្ដាយឪពុកទោះបីកូនទៅជាយ៉ាងណាក៏នៅតែកូននឹងផ្ដល់សេចក្តីស្រឡាញ់ឲ្យស្មើដោយជីវិតរបស់គាត់នឹងដូចបានចប់ធម៌ប៉ុណ្ណឹងបានបនបានកសលតាមបនិស័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាសូមអនុមោទនាកាលណាកើតសេចក្តីស្រវឹងសតិវាលែងតាំងនៅមមអបមាទៈទៅសេចក្តីធ្វើប្រហែលកើតឡើងនាំឲ្យសត្វទៅប្រព្រឹត្តទៅនៅអកុសលអញ្ចឹងយើងអត់អាចឆ្លងផុតនៅអន្លង់នឹងទៅបានទេនឹងអញ្ចឹងពេលវេលាយើងមានកំណត់ណដើម្បីឆ្លងទៅនៅអន្លង់4ភព3ហ្នឹងវាតលយកធរទាំងឡាយ4ហ្នឹងទៅឆ្លងអញ្ចឹងយើងឆ្លងចែកដីថ្ងៃហ្នឹងទី1ឆ្លងថ្ងៃហ្នឹងដើម្បីបង្កើនទៅនៅសទ្ធារបស់ម្ចាស់ទាននៅកាន់តែជ្រះថ្លាទី2ឆ្លងឲ្យផុតពីរបស់អញគឺសំដៅដល់ការឆ្លងទៅនៅអត្តានឹងគឺសំដៅដល់ការឆ្លងទៅនៅអត្តាគឺការប្រកាន់មមនាំឲ្យយើងជាប់ជាពាក់ទៅនៅក្នុងវត្តដាក់គឺអន្លង់4ភព3ហ្នឹងកើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់ដើម្បីឲ្យរួចពីអាហ្នឹងយកធម៌4ទៅឆ្លងចុះយើងឆ្លងថ្ងៃហ្នឹងឆ្លងអីឆ្លងបច្ច័យដីចែកដីថ្ងៃហ្នឹងដែលហៅតែចែកដីថ្ងៃហ្នឹងតើចែកដីយើងថ្ងៃហ្នឹងគេសម្គាល់នឹងហៅតែជាចែកដីអីថ្ងៃហ្នឹងគេហៅចែកដីអីចែកដីមាន4ណាយាយយោនចែកដីមាន4មានបរិភោគចែកដីធម្មចែកដីអទេសកចែកដីធាតុចែកដីចុះចែកដីថ្ងៃហ្នឹងគេហៅចែកដីអីណាធាតុតុចែកដីពីព្រោះចែកដីថ្ងៃហ្នឹងមិនមែនធ្វើដាក់ព្រះទេមិនមែនធ្វើដាក់ធាតុរបស់ព្រះមិនមែនធ្វើឧទ្ទិសដៅនៅគុណព្រះចែកដីថ្ងៃហ្នឹងមិនមែនធ្វើដាក់កពីក្បួនច្បាប់បត្រៃ3ដកទេចែកដីថ្ងៃហ្នឹងមិនមែនដាក់គ្រឿងបរិក្ខាររបស់ព្រះរបស់ប្រសង្ឃទេអញ្ចឹងចែកដីថ្ងៃហ្នឹងយើងធ្វើតម្កល់ធាតុម្ដាយឪពុករបស់យើងគេហៅថាធាតុតុចែកដីចឹងចែកដីមាន4ណាយាយហើយអា4ហ្នឹងចាំថ្ងៃក្រោយចាំមកអធិប្បាយតែចែកដីទី1គេធ្វើដើម្បីអីចែកដីទី2គេធ្វើដើម្បីអីចែកដីទី3គេធ្វើដើម្បីអីបើថ្ងៃហ្នឹងនិយាយតែធាតុតែចែកដីបានណាធាតុតែចែកដីគេធ្វើឡើងសម្រាប់តម្កល់ទៅនៅអធិធាតុរបស់លោកអ្នកមានគុណប៉ុន្តែមិនមែនដាក់តែធាតុបានដាក់តែធាតុម៉ែឪអ្នកមានគុណទេធាតុអ្នកណាក៏ដាក់បានដែរហើយមិនមែនតែកូនចៅយើងទេញាតិមិត្តជិតខាងអ្នកណាក្រខ្សត់អត់លំបាកគេសុំដាក់ជាមួយបើគ្នាវាសុំដាក់ក៏ដាក់ជាមួយទៅដល់ពេលខែចូលឆ្នាំជុំបិណ្ឌរដូវម្ដងយើងបានធ្វើបន់ជុំគ្នាសប្បាយទៀតបងជាតិក្រោយទៅមានទាំងទ្របមានទាំងញាតិបងនឹងអញ្ចឹងទៅណាមកណាគេស្រឡាញ់អាណិតចូលចិត្តយើងច្រើនទៀតបងព្រោះយើងផ្ដល់សេចក្តីសុខឲ្យអ្នកដទៃនឹងផ្ដល់តម្លៃឲ្យអ្នកដទៃផ្ដល់យកអាសាញាតិបើអ្នកខ្លះញោមមកឃើញអ្នកស្រែយើងចិត្តទៅលេងណ៎បើអ្នកមានស្រុកយើងនេះអានៅរស់មានទ្រព្យមិនចេះចែករំលែកឲ្យអ្នកដតីបានរស់បានសុខអ្នកណាដាច់បាយក៏មិនអាចអាស្រ័យទ្រព្យនឹងបានហើយដល់អាដាច់ខ្យល់ហើយធ្វើចែកដីអស់10 20ម៉ឺនអ្នកក្រក៏មិនបានដាក់ក្នុងអាចែកដីនឹងជាមួយទៀតអានៅរស់ក៏អ្នកដតីអាស្រ័យមិនបានអាងាប់ដាច់ខ្យល់ហើយក៏គេអាស្រ័យអីអត់កើតអញ្ចឹងបកគលនឹងបានលោកអ្នកប្រាជ្ញគេថាហាក់បីដូចជាទឹកសមុទ្រទឹកសមុទ្រសភាពនៃចិត្តបកគលអ្នកមានហ្នឹងដែលមិនមានសទ្ធាមិនមានមេត្តាហ្នឹងហាក់បីដូចជាទឹកសមុទ្រហ្នឹងមានន័យថាទឹកសមុទ្របើទោះបីជាវាសបោរាប់ប៉ោតលៀនកោតនឹងលីត្រយ៉ាងណាវាច្រើនណាស់យើងមិនអាចរាប់ជាលីត្រជាកោតអីកើតវាច្រើនទំហំហ្នឹងវាធំធេងអស្ចារ្យណាស់ប៉ុន្តែហើយទាំងមនុស្សទាំងសត្វពេលដែលយើងស្រែកឃ្លានយើងអាចទៅអាស្រ័យទឹកនឹងបានទេញោមតែផឹកទឹកសមុទ្របានទេទាំងអស់គ្នាផឹកអត់កើតទេទាំងមនុស្សទាំងសត្វទាំងស្រែកឃ្លានយ៉ាងម៉េចក៏ផឹកអត់បាន
ចុះឧទាហរណ៍មកមនុស្សយើងវិញណាមកជាកតិសម្រាប់ពិចារណាក្នុងជីវិតយើងវិញទ្របអុកញ៉ាខ្លះឯកឧត្តមខ្លះមានរាប់រយលានដុល្លារដាក់គ្រប់ទៅធនាគារគេលែងចង់ទទួលប៉ុន្តែដល់យើងអ្នកដាច់បាយដាច់ទឹកនេះអាចទៅចាយទ្របគេនឹងបានទេញោមចាយបានទេទៅអាស្រ័យមួយគេបានទេចឹងចិត្តអ្នកហ្នឹងគេហាក់បីដូចជាទឹកសមុទ្រមានទ្របដូចមានទឹកសមុទ្រមានន័យថាវាទ្របច្រើនមែនទឹកសមុទ្រច្រើនមែនតែអ្នកណាស្រីឃ្លានក៏មិនអាចអាស្រ័យបានតែយើងអ្នកក្រនេះអ្នកប្រាជ្ញគេឧបមាហាក់បីដូចជាទឹកអណ្ដូងញោមស្គាល់ទឹកអណ្ដូងទេញោមទាំងអស់គ្នាហើយទឹកអណ្ដូងវាហូរដូចទឹកទយោឬក៏វាហូរមិនទឹកអណ្ដូងណាញោមណាធ្លាប់កាយអណ្ដូងពីមុនដឹងហ៎អាត្មាកើតមកដឹងក្តីឆ្នាំ8ជាងហ្នឹងណពេលដឹងក្តីហ្នឹងអាខែប្រាំងចេះខែ3ខែ4អញ្ចឹងតែបលឹមឡើងចិត្តភ្លឺឡើងទៅជាមួយម្ដាយទៅចំតាត់គូតនឹងកោសអាទឹកអណ្ដូងនៅអាណាឡើងបានមុនគេម៉ោង3ម៉ោង4ឡើងរែកមុនគេណាអាហ្នឹងទឹកកន្លះអណ្ដូងពីព្រោះអាអណ្ដូងហ្នឹងគេកាយក្នុងឡូទៅហើយគេដាក់ណែជួនកាលអ្នកខ្លះមានលូដាក់ទៅអ្នកខ្លះអត់មានលូដាក់ទេកាយអញ្ចឹងទៅឲ្យជ្រៅប្រហែលជាកន្លះជង្គង់អីទៅវាចេញវាជ្រាបអញ្ចឹងអ្នកណាឡើងរែកមុនគេអាហ្នឹងបានពេញមាត់អណ្ដូងហើយបើអ្នកណាឡើងក្រោយគេម៉ោង7អីបានឡើងណាអាហ្នឹងដឹងតែចំតាត់គូតកោសជ្រេចុះអានោះវាជ្រាបចេញពីដីមកបន្តិចប៉ុន្តែញោមណាកុំភ្លេចគុណថាទឹកអណ្ដូងដែលវាជ្រាបចេញមកបន្តិចពីដីនោះវាចិញ្ចឹមមនុស្ស3 4ភូមិឲ្យរស់ណាហ្នឹងអញ្ចឹងមានន័យតែចិត្តយាយនេះដូចទឹកអណ្ដូងអញ្ចឹងយើងអ្នកមានបនមានសទ្ធានេះទ្របយើងវាតិចតួចប៉ុន្តែអ្នកណាមកក៏អាចសុខជាមួយយើងបានយាយនេះឃើញគេដាច់បាយឲ្យបាយគេហូបឃើញគេដាច់ទឹកឲ្យទឹកគេមកផ្ទាល់ឃើញគេអត់ខោឲ្យខោគេមួយមិនអញ្ចឹងហើយយាយទាំងអស់គ្នាហ្នឹងយើងមិនសូវមានទេប៉ុន្តែចិត្តយើងមានអញ្ចឹងបាទអាត្មាថាចែកដីដែលធ្វើឲ្យមិនមែនដាក់បានតែអ្នកមានគុណទេម៉ែយើងក៏ដាក់បានឪយើងក៏ដាក់បានជីតាយើងក៏ដាក់បានជីដូនយើងក៏ដាក់បានកូនយើងបងយើងប្អូនយើងដាក់បានទាំងអស់ហើយបើញាតិគេសុំដាក់ក៏សบายចិត្តនឹងឲ្យគេដាក់ជាមួយគ្នាបានធ្វើបន់រួមគ្នាជាតិក្រោយកើតជាញាតិនឹងគ្នាមានទ្រព្យហើយសបោញាតិទៀតមានសេចក្តីសុខទេញោមបើមានទ្រព្យហើយមានញាតិសបោញាតិទៀតសុខទេញោមយីអូនសុខបើយើងមានតែទ្រព្យប៉ុន្តែអត់ញាតិមានទុកមានបញ្ហាអត់មានអាណាមកក្បែរហ្នឹងអាហ្នឹងមិនល្អទេបងប៉ុន្តែបើយើងមានទាំងទ្រព្យមានទាំងញាតិរឹតតែប្រសើរនឹងណអញ្ចឹងកុំឲ្យណដូចណយាយតាពីរនាក់នោះអាត្មានិយាយរឿងចែកដីនោះកូនគាត់មានទ្រព្យហីយាយអុកញ៉ាប៉ុណ្ណាណីណប៉ុន្តែចិត្តគាត់មិនទលាយហើយមិនទលាយហ្នឹងមិនមែនមិនទលាយតែជាមួយអ្នកដតីទេធ្វើចែកដីដល់2ចែកដីមួយសម្រាប់គាត់ចែកដីមួយប្តីចែកដីណខ្មែរយើងមានទំនៀមទម្លាប់តាំងពីបុរាណកាលមកកាលណាមិនមែនពីបុរាណកាលទេរឿងបន់ឆ្លងនេះកើតមានតាំងពីសម័យព្រះលោកយាយវិសាខាធម្មិកបាសកប្របាទប្រសេនតិកោសលអីគាត់ធ្វើសាលាធម្មសភាថ្វាយព្រះជាពិសេសនន្ទយៈបាសកអីធ្វើសាលាធ្វើអីរួចចប់សពគ្រប់តែងវេប្រគេនថ្វាយសង្ឃប៉ុន្តែគ្រាន់តែថាការវេប្រគេនថ្វាយសង្ឃហ្នឹងជំនាន់ព្រះអត់ទាន់មានបល័យវេឲ្យយើងថាតាមដូចឥឡូវទេដោយលោកយាយវិសាខាគាត់វេចង្ហាន់អីគាត់វេតែខ្លួនគាត់ហ្នឹងហើយណារៀបចំចង្ហាន់ឬទឹកដោះគោស្រស់ពេលព្រឹកពេលថ្ងៃរៀបចង្ហាន់ហើយគាត់ពោលថាបបិទ្ធលោកម្ចាស់ដោយចម្រើនបបិទ្ធប្រសងគ្រប់ព្រះអង្គចង្ហាន់រៀបសំគួរតាមធម៌តាមវិន័យហើយសូមប្រសងគ្រប់ព្រះអង្គមេត្តានិមន្តតាមការគួរតាមធម៌តាមវិន័យចុះគ្រាន់តែប៉ុណ្្នឹងលោកទទួលតសាធុកឆានបានអត់មានបល័យវេបល័យប្រែមគ្គធៈភាសាខេមរៈភាសាកន្លះម៉ោង1ម៉ោងដូចយើងឥឡូវនេះទេបល័យវេនេះទើបតែកើតក្រោយក្រុមជំនុំបត្រៃ3ដកមានសម្ដេចប្រសងរាជជោទិញ្ញាណោហ៊ុនណាហួជួនណាពុតតាអ៊ុំស៊ូហែមជាម៉ាញ់សុកម៉ងសេះប៉ុនសម្ពេចប៉ាងខាត់អឺរីសេងយើងកំតោកៅស៊ីងឈឹមសុំយូអ៊ុនក្រុមអ្នកប្រាជ្ញខ្មែរយើងហ្នឹងលោកគិតថាអំណេះតទៅមុខប្រជាពលរដ្ឋនឹងរវល់រឿងរបរចិញ្ចឹមជីវិតច្រើនចឹងម្លេះសំគ្មានអ្នកណាមួយរៀន3ដកឲ្យចេះឲ្យចាំឲ្យយល់អាចបំពេញបនកុសលខ្លួនឯងកើតទេកាលណាចង់បំពេញបនតលតែមានអ្នកដឹកនាំហើយដើម្បីមានអ្នកដឹកនាំដែលដឹកនាំទៅកើតតលរៀបរៀងភាសាបាលីតាមធម៌តាមវិន័យទាំងខ្មែរទាំងបាលីឲ្យអ្នកដឹកនាំហ្នឹងនាំគេថាតាមអញ្ចឹងក៏រៀបបាលីវេនឹងមកនឹងដោយធម៌អ៊ីមេហ្នឹងព្រះមានបង្រៀនយើងសូត្រធម៌អ៊ីមេណាជំនាន់ព្រះអត់មានធម៌អ៊ីមេទេតែមកកើតក្រោយនេះទេអញ្ចឹងបាទអាចារ្យខ្លះចេះជជែកមួយអាត្មាថាព្រះលោកអត់បង្រៀនឲ្យដុតធូបអាចារ្យថាចុះធម៌អ៊ីមេហិតិបៈធូបានឹងទៀនធូបការភ្ញីហ្នឹងគាត់យកធម៌អ៊ីមេហ្នឹងមកជាគោលអាហ្នឹងមិនមែនទេញោមនឹង3ដកណាអត់មានបង្រៀនយើងឲ្យដុតធូបទេបើអ្នកពុទ្ធសាសនាយើងសិក្សាអំពីពុទ្ធវាព្រះដែលមានពភៈព្រះអង្គអត់ឲ្យដុតធូបទេព្រះអង្គអត់ឲ្យយើងសូមទេព្រះអង្គអត់ឲ្យយើងបន់ស្រន់ទេព្រះអង្គអត់ឲ្យយើងបួងសួងទេ
សាសនាសូមនិងសាសនាបួងសួងសាសនាប្រតិបត្តិស្រន់នេះគឺសាសនាព្រលឹងដែលខ្មែរយើងមានតាំងពីបុរាណកាលមកប៉ុន្តែបើតាមពុទ្ធសាសនាគឺអត់មានឲ្យយើងបន់ស្រន់បួងសួងដុតធូបសូមទេអញ្ចឹងយើងអាធូបហ្នឹងកាត់បន្ថយខ្លះបានក៏កាត់បន្ថយទៅញោមចំណាំមើលអ្នកស្រុកស្រែយើងខែភ្ជុំបិណ្ឌចូលឆ្នាំឡើងសាលាឆានអត់ចង់បាននេះល្ងឹតឆឹកហ្មងញោមដុតដល់ចូលអត់ចង់ចង់នឹងហើយកាន់តែដុតកាន់តែក្រនឹងកាន់តែដុតកាន់តែឈឺហើយចុះបើអាផ្សែងធូបនោះវាចូលសួតវាទៅជាអលិកសួតវាទៅជាលបែងហ្នឹងវាមិនល្អអីហើយធូបនឹងយើងទៅតែកើតក្រោយនេះទេពេលចិនវាមករកស៊ីស្រុកខ្មែរយើងវាបានប្រពន្ធខ្មែរទៅអាចិនអាយួននេះវាទម្លាប់មុនដេកញាក់វិដេកវាដុតធូបហើយប្រពន្ធឃើញប្តីដុតក៏ចេះដុតតាមប្តីយើងទៅនឹងរឿងវាមានវែងឆ្ងាយមកមិនចង់បញ្ជាក់ទេព្រោះមកធ្លាប់ទេហើយខ្សែអាប់មិនប្រវត្តិដុតធូបដុតទៀនវាកើតពីណាមកប៉ុន្តែទៀននេះកើតក្នុងពុទ្ធសាសនាយើងព្រះអង្គមានសម្ដែងក្នុងព្រះសតនវេដកនឹងអង្គតរនិកាយចតុកនិបាតនិយាយពីប្រវត្តិទស្សកនិបាតនិយាយពីអានិសង្ឃញោមទៅមើលក្នុងបៃដកឃើញប្រទីបនេះបើធូបអត់មានទេណាបងញោមមិនបាច់ទៅរកទេគឺអត់មានទេអញ្ចឹងបានព្រះអង្គបានមកចេះបញ្ជាក់ថាបើព្រះអង្គមិនបានសម្ដែងហើយយើងមិនចាំបាច់ព្រះអង្គសម្ដែងបានយើងដើរតាមព្រះអង្គហើយយើងពិចារណាខ្លួនយើងថាតើផលនៃការដុតធូបហ្នឹងវាឲ្យផលអីខ្លះបើមានកូនតូចនៅក្នុងផ្ទះដុតហើយបាត់ទ្វារបាត់បង្អួចទៀតកូនហ្នឹងវាទៅជាលាកសួតវាទៅជាមានបញ្ហាសុខភាពជាមួយនឹងផ្សែងហ្នឹងចឹងយើងកាត់បន្ថយខ្លះទៅហើយបើជ្រុលដុតឲ្យយល់ផងគេដុតមានតំណាងសម្ដេចជួនណាតឲ្យយើងដុតច្រើនអស់ត្រឹម9តសៃហើយខ្មែរយើងរាល់ថ្ងៃមិនមែនដុតត្រឹម9តសៃទេនិយាយខ្លះទិញធូបពីផ្សារទៅមកដុំដកមួយដៃនោះដុតទាំងអស់ហ្មងបងហើយមិនដឹងតំណាងឲ្យស្អីខ្លះមើល3តសៃតំណាងអីញោមទាំងអស់គ្នាតិចទៀតមកនិយាយរឿងចែកដីឡោះ3តសៃតំណាងអីពុទ្ធពធប្រសងចុះ5តសៃពពុទ្ធ5ព្រះអង្គឬថែមមេដាបៃតាមានតែពពុទ្ធពធប្រសងមេដាបៃតាគ្រប់5ឬក៏ពពុទ្ធ5ព្រះអង្គឬបញ្ចខណ្ឌទាំង5ចុះដល់7ស័យ7ស័យញាតទាំង7សន្តានផ្លូវធម៌បានដល់អរិយទ្រព្យទាំង7មិនអញ្ចឹងចុះ9តស័យ9ស័យបានដល់អី9តស័យហ្នឹងគេដុតពេលក្រុងពលីខ្មែរយើងដូនតាយើងគេដុតតក្រុងពលីបាទគេដុត9តស័យតែដែរបាទដុត9តស័យគាត់ចង់តំណាងឲ្យទិសទាំង9ហើយបើផ្លូវធម៌តំណាងឲ្យលោកកតរៈធម៌ទាំង9មគ្គ4ផល4និព្វាន1គេដុតច្រើនអស់ត្រឹម9តស័យហើយឯងដកដុតមួយដៃចង់50តស័យនេះអានឹងតំណាងឲ្យអីខ្លះបងបើគេអុកញ៉ាអ្នកធំគេដុតច្រើនត្រូវហើយព្រោះគេតំណាងលើសពីយើងអ្នកក្រកុំដុតដូចគេអ្នកមានលុយចាយមិនអស់គេដុតមួយតស័យតំណាងឲ្យពុទ្ធ2តស័យតំណាងឲ្យពធ3តស័យតំណាងឲ្យប្រសង4តស័យតំណាងឲ្យមេដា5តស័យតំណាងឲ្យបៃតា7តស័យញាតកា7សន្តាន9តស័យមគ្គ4ផល4ទៅពៀន1ឬក៏ទិសទាំង9ទម្លាប់ដល់ម៉ែយើងមកនិយាយទំនៀមទម្លាប់ហ្នឹងបានចូលដល់រឿងដុតធូបដុតទៀនហ្នឹងដុតធូបដុតទៀនហ្នឹងគឺជាទំនៀមទម្លាប់ត្រង់ថាទៀនហ្នឹងវាជាទំនៀមទម្លាប់បែបពុទ្ធសាសនាពុទ្ធនិយមដល់ពេលធូបនេះបុរាណនិយមហើយដូចយើងដាក់បាយសីដាក់អីណាគេហៅព្រាមនិយមហ្នឹងដល់យើងថ្វាយអង្គមព្រះសពះប្រសង់សុំសិលស្ដាប់ធម៌ទេសនារាប់បាតនេះគេហៅថាពុទ្ធនិយមហ្នឹងពុទ្ធមេគាតាមផ្លូវពុទ្ធតាមបែបពុទ្ធសាសនាអញ្ចឹងយើងអ្នកកាន់ពុទ្ធសាសនាយើងដើរតាមកន្លងនៃពុទ្ធសាសនានៃយើងអញ្ចឹងសម័យដើមឲ្យតែគេធ្វើចែកដីធ្វើសាលាធ្វើកុដិធ្វើវិហារណាថាវរៈវត្ថុផ្សេងរួចស្រេចជាស្ថាពរកាលណាមិនថាផ្លូវថ្នល់ដងទឹកស្រះទឹកសាលាឆោទៀនសាលាឆាន់និងវិហារកុដិចែកដីទេគេតែងធ្វើកម្មវិធីឆ្លងហ្នឹងដើម្បីអីដើម្បីឆ្លងទៅនៅសទ្ធាដែលបញ្ជាក់ប្រាប់នឹងឧត្តមភេទបញ្ជាក់ប្រាប់ដល់អស់ភិក្ខុសង្ឃថាសាលានេះគឺកើតឡើងដោយសទ្ធារបស់អ្នកករបស់អ្នកខដើម្បីញ៉ាំងទៅនៅសេចក្តីជ្រះថ្លានឹងឲ្យរឹងរឹបទៅធ្វើឡើងហ្នឹងគេធ្វើកម្មវិធីហ្នឹងដើម្បីញ៉ាំងចិត្តរបស់ម្ចាស់ទានហ្នឹងឲ្យកាន់តែកើតទៅនៅសេចក្តីជ្រះថ្លាហើយចឹងយើងធ្វើបន់ឆ្លងចែកដីថ្ងៃហ្នឹងគឺញ៉ាំងចិត្តយើងឲ្យកាន់តែជ្រះថ្លាណាយាយហេងយាយអូនញោមហេងញោមសេងតែលឺអត់ទេលឺមកនិយាយអត់ដឹងលឺអត់ទេបងគឺគេកាន់តែធ្វើឲ្យកើតទៅនៅសេចក្តីជ្រះថ្លាអញ្ចឹងយើងធ្វើថ្ងៃហ្នឹងក៏តប្រឹងជ្រះថ្លាលើសពីអង្ការមិនតាន់ធ្វើបន់អាហ្នឹងបានបន់ច្រើនព្រោះបន់ឆ្លងហ្នឹងគេធ្វើដើម្បីទី1ហេតុទី1ដើម្បីញ៉ាំងបុគ្គលដែលមានសទ្ធាហើយឲ្យរឹងរឹតតែមានសទ្ធាធ្វើឡើងបើមិនហ្នឹងសង្ស័យកំពុកសទ្ធាខ្លះទេហ្នឹងមកចេញទៅវិញមុខជូរគ្រប់គ្នា
nó tham mình trong muốn tê và nó còn có tham trong tê chẳng là tham mình nơi chạm cá nhóm tỏ tàu sân nên là tỏ tàu tục kỳ lục cao cho nó mà nó khơi tầm miền lục mà ông tiết đây bữa ăn miền lục mà ông tiết có mà tàu cháu đây nó dây rương dương này chẳng chlong đang đàm bay bằng panh sệt thia bảo cô là miền sệt thia ở miền sệt thia thuê la tì pi đàm bay chlong tao nó ca và càn mom chấm po học bò năng ôm mà ta lẽ hỏi đai chứ ở tia ho thì dương phơi cọt đái còn ai nâu và can ta cọt anh nừng đào pv thay sóng à năng về tao chia xa thì là nặng phải giao nừng phải giao sầm ráp bo để sát năng có ho nừng bắp phải chết của rốt bôi chia tặng buôn tư bo để sát mau pina có cho cao bán và song mau pina có sạ sài bán có một rất prom chạy dạ thò bán nâu xả là năng nâu cả lại năng chẳng dương chỉ mà trả tiền năng tao chlong thay đò sóng cứ tao chỉ là bỏ sóng lên tao chỉ là bỏ anh nừng bắt để dây khoan đâu là anh ở tia ho ta cọt năng phơi vài song hai chlong hai bay buồn năm mà đo cọt mơ khơi lục cọt thay cọt đôi đạch đai đôi đạch lẽ bằng uôi nó khla tâu hay cái nó ai đã nó chia kiên trong cọt nó ọt cao ọt chu đây chỉ po ấy ha là nên cả nó pin năng slide ấy căn ọt bằng hô tất cả hô hay nó cọt thắng anh slide lùi nè anh không thơ cọt anh mà mơn pi mơn hay lục ăn miên thay cọt anh anh tí nừng bạn bay khôi cọt anh hãy cho bà kiên đỏ sóng ấy đâu là bà anh tiến anh đang lên bà anh ơi chẳng bà kì thả chlong ở ruột pi là bà anh anh đang này tròng đòn này nay khang của son là thò để chlong pi là bà anh chlong pi anh đang miền này tại chlong ở pi ca bà can món chỉ có ata lên bà can chỉ có luôn chlong ở pot ẩm pi vọt đặc nè chlong ở pot ẩm pi phốc bay tiền ca mà phốc ở ruột phốc chlong ở pot ẩm pi ca cao chặt chư slap vân tô to hơn một là không phốc bay nó không yên ti bình chọn hay chlong vọt đạn nó kì do say từ chlong kì do thọ buôn từ chlong sệt thía và tạ là tệ ảo khăng vị này dễ là tóc cả mai chê tệ bài nhá và bạn để xoay chê tệ nâng mớ sệt thía và tạ là tệ ảo khăng vị này dễ là tóc cả mai chê tệ bài nhá và bạn để xoay chê tệ áp vào ma tệ là ăn ở hoàng kì do thọ buôn nó do từ chlong tì muối kì do sệt thía nó chlong lông đang tàu ban chlong là biết mất ảnh lông cam lông phốc nắng nà lông ạo vì chia nắng cana dương miên sệt thía chưa bon chưa báp nừng chấm ra ơn tâu nâu sệt đây lọ cam mà sệt thía chưa cam vì pa cả sệt thía chưa phò là bỏ cắm và đó chưa bon chưa báp chẳng tâu mà nữ với lên vừa cọ lên lui lên chọ lên plon lên cặp kênh của quanh của chân thì chân anh của chân trên đi về đom toa thẹ cặp chạ nè đợt tới lâu cai của lọ lâu vi cha của lọ lâu chết của lọ vì ai chlong phật đàn lông ti muối cái hao thành lông cám ca nam mà nữ dương lẹ tâu nó ác của sao là thò tâu bán phúc nó có về lên và cọt này nâng lên và cọt ca na dương ọt chầm ra tâu nạ của sao ọt chọp chụp vẹt tâu non lông cám ọt tê tả ọt pin chặt ọt chọp chụp vẹt chỉ môi cương sau mong chặt tầng lái vừa no mà chặt dương cao pasati pa mau chặt bay tệ sọc hạ còn men chầm ra sọc tầng quay chỉ bắn sọc tầng lô hàng mục nâng chẳng tì môi sệt thía ca na dương miên sệt thía chưa cam chưa phó no mà luôn dương ọt bậc bậc cọ ca na dương ọt bậc bậc cọ dương ọt vơ cao chặt chui slap tiệt tê ca na dương ọt tâu nâu ác của sao dương ọt tâu là ton là ha cứ sệt đây bậc ná dương lên mà vọt đạn đằng tì là khơi bị tròn phục nâng đau sệt thía nâng đờm hái ta ca na miên sệt thía chưa bon chưa bạp hay bật toa mắt ta ca na chưa bon chưa báp ọt thua cọ hay ta ọt thua cọ cộ sò cao hay ta cộ sò cao thái với chầm ra tâu nâu sệt đây sọc anh đừng dừng tì pi vi để là tóc mai chê tê chlong sệt đây tóc lồng bạ tàu bát pro sệt đây chia diêm mà nô dương nhôm bờ cana ruột nâu quạt sệt đây chia diêm dương ọt bàn sệt đây sọc tê người ta để ruột chỉ môi nâng sệt đây chia diêm prang prai ao hạt ruột rẹt chia diêm nẹt bờ pret thọ đôi khné bờ mình bờ pret prom chạy để dẹp thọ nâng đại ca ọt sừng cọt đại ca prang prai có mình ban sầm đại côn được thọ dương ro xí bờ mình prang có bộ ọt miến đôi bẹt chặt của bà là thầy ấy nhôm mơ prang đau cho crom prang bờ pret prom chạy để dẹp thọ sma thị bạc để bắt nâu không rô ngả xóm nâng dây rô ngả bao sọt nâng coi sma thị áp này cái chư hâm pan này nâu tầm một chục đau cho crom này nâng hia tu hia chia mau khôi nè trong tu hơi cái bé trong bay chứ cái bé ta chụp của pret prom chạy đẹp thò tiệt tâu từ pet nâng ro nam ro mo cru ấy cái bắt cái đạn pet này nó chia săn tâu chạm mau của pret prom chạy đẹp thò vinh lô thang ọt bờ cana mình ban sầm rạch con thò tròn po nhóm sọc chặt chào sai chào bay chào trắng nâu không ngả xóm nâng chắc prang nhung prang chia diêm ao hạt không prang tầng chư tầng chia nó có pret prom chạy đẹp thò bay tệ sau mà nó chặt nó cao pasati pa mau chạy lò hốt đó là sầm rạch con thò tròn po đó là sầm rạch con thò ban sầm rạch chỉ pre ra hón nè tầng pi nó có túc bài
ហើយដែលភ្នែកនឹងវាសុកវាកើតឈឺខ្ទុះបែកភ្នែកទាំងពីរដោយសារតែអតីតហ្នឹងខ្លួនឯងជាពេទ្យហើយខឹងស្ត្រីម្នាក់កុហកខ្លួនហ្នឹងក៏ផ្សំឆ្នាំដាក់ឲ្យខ្វាក់ភ្នែកគេចឹងជាតិហ្នឹងឯងបានបួសហើយសម្រាប់ជាព្រះរហន្តហើយក៏កម្មនឹងវាអត់រួចទេវានៅតែបែកភ្នែកទាំងពីរនឹងដូចគ្នាចឹងញាតិញោមត្រូវចាំក្នុងចិត្តយើងណោថាអកុសលដែលយើងសាងហើយអត់បាត់ទេបច្ចុប្បន្នមិនទាន់ឲ្យផលក៏ជាតិខាងមុខហ្នឹងមិនបាត់ដែរចឹងយើងប្រឹងចម្រើនទៅនៅសេចក្តីល្អគុណធម៌ក្នុងចិត្តទាំងអស់គ្នាចឹងឆ្លងហ្នឹងគេឆ្លងឲ្យរួចពីរបស់អញមួយទៀតហ្នឹងគឺសំដៅដល់ការឆ្លងទៅនៅអត្តាឆ្លងទៅនៅអន្លង់4ភព3ឆ្លងទៅនៅវត្តដាក់នេះដើម្បីឆ្លងវត្តដាក់អន្លង់4ភព3ទៅបានតលយកសទ្ធាជឿកម្មជឿផលទី1ដោយថ្មបញ្ជាក់ខាងដើមទី2សេចក្តីជាយាមចម្រើនកុសលជាយាមលះទៅនៅអកុសលនឹងជាយាមចម្រើនកុសលលះអកុសលនឹងបានអាចឆ្លងអន្លង់នឹងទៅបានទី3បញ្ញាយបរិសិទ្ធតិព្រះថាអ្នកណាឆ្លងសេចក្តីបរិសុទ្ធមិនបរិសុទ្ធទៅបានឆ្លងសេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានព្រោះបញ្ញាបាទអញ្ចឹងអន្លង់គឺអវិជ្ជាកាលណាយើងឆ្លងអន្លង់អវិជ្ជានឹងទៅបានបើតើមានបញ្ញាសមាទិដ្ឋិអញ្ចឹងដើម្បីឲ្យកើតបញ្ញាបើតើយើងជាយាមស្ដាប់សត្វតាមរយៈបញ្ញាស្ដាប់ហើយជាយាមគិតចិនតាមរយៈបញ្ញាគិតហើយជាយាមបដិបត្តិភាវនាមរយៈបញ្ញាឃើញទេព្រះអង្គសម្ដែងអញ្ចឹងណាប៉ុន្តែសម្ដែងធររៀងជ្រៅបន្តិចដូចស្ដាប់ប្រហែលណាញោមមិនដឹងលោកទេថាមិនមកជួហើយហ្នឹងចឹងកាលណាយើងឆ្លងសេចក្តីមិនបរិសុទ្ធឲ្យបរិសុទ្ធទៅបានបើតើយកបញ្ញាទៅឆ្លងនឹងហើយដើម្បីឲ្យកើតបញ្ញាបើតើយើងជាយាមស្ដាប់ហើយជាយាមគិតឲ្យបដិបត្តិផងអាហ្នឹងបានកើតបញ្ញាដល់តែមានបញ្ញាទៅយើងអាចឆ្លងលងគឺសេចក្តីទុកណាឆ្លងអន្លង់នៃភព3អន្លង់4ហ្នឹងទៅបានណាទាំងកាមោខៈពវោខៈអវិជោខៈតិដ្ឋោខៈទាំងកាមភពរូបភពហ្នឹងក៏រមែងឆ្លងផុតព្រោះអាស្រ័យធម៌ទាំងឡាយ4ហ្នឹងហើយចុងក្រោយព្រះអង្គតែឆ្លងលង4ភព3នឹងទៅបានដោយសារសេចក្តីមិនប្រមាទអបមាទេណអដវង្សសេចក្តីឆ្លងសត្វទាំងឡាយឆ្លងនឹងអន្លង់4ភព3នឹងទៅបានព្រោះសេចក្តីមិនប្រមាទតែកាលណាយើងមានសេចក្តីប្រមាទក្នុងខ្លួនមនុស្សនឹងអត់អាចឆ្លងផុតទេមកពីមានសេចក្តីប្រមាទអត់ជឿបន់ជឿបាបនឹងហើយបានអត់ធ្វើបន់មកពីមានសេចក្តីប្រមាទហ្នឹងបាទជេរម៉ែជេរឪមកពីមានសេចក្តីប្រមាទធ្វើប្រហែសហ្នឹងបានវាយម៉ែវាយឪអត់ដឹងបន់ដឹងបាបដឹងគុណដឹងទោសដឹងល្អដឹងអាក្រក់ដឹងខ្ពស់ដឹងទាបដឹងចាស់ដឹងទុំមកពីសេចក្តីប្រមាទមកពីប្រមាទហ្នឹងហើយបានគិតថាមិនតាន់ធ្វើបន់អញវាតែអាយុ75បែបអត់តាន់ងាប់ទេនឹងម្ដាយខ្ញុំអាយុ85នោះហើយម៉ែខ្ញុំហូបតែប្រហុកអំបិលគាត់បាន85 90នោះហើយខ្ញុំហូបសិតតែភីហ្សាជី570ឲ្យខ្ញុំជីតែទេសគោហូបតែប្រហុកបាន90ខ្ញុំជីភីហ្សាជី570បែបដល់120នោះបានងាប់នឹងអាហ្នឹងគេហៅថាមានសេចក្តីប្រមាទចឹងមិនតាន់ធ្វើបន់ទេខ្ញុំចាំមើលដល់110អីចាំចូលវត្តអាហ្នឹងគេហៅថាប្រមាទនឹងបានព្រះអង្គសម្ដែងថាកុំឲ្យស្រវឹងនឹងវ័យមតោអរុក្យមតោធនៈមតោជាដើមសត្វខ្លះស្រវឹងតែខ្លួនឯងវាមិនទាន់ចាស់ដល់ពេលត្រូវទៅវត្តមិនទាន់ទៅវត្តសត្វខ្លះស្រវឹងតែខ្លួនឯងវាមានទ្រព្យច្រើនបែបអត់ស្លាប់សត្វខ្លះស្រវឹងថាខ្លួនឯងអត់ដែលឈឺបែបប្រហែលជាមិនទាន់ស្លាប់ទេហ្នឹងអាហ្នឹងគេហៅថាមានទៅនៅសេចក្តីស្រវឹងហើយស្រវឹងហ្នឹងកាលណាអាត្មាដល់ហើយចេះដីមួយគាត់មុនទៅទេឆ្លងម្ដងហើយដល់ពងទេឆ្លងហ្នឹងឃើញកន្លែងជាងគេពងធ្វើអាចចេះដីមួយទៀតឡើងបានពាក់កណ្ដាលមកសួរថាហើយចុះមិនក៏ឆ្លងមួយចុះអាមួយនោះបោះពីណាថាហ្នឹងអាពងឆ្លងនេះអាហ្នឹងបោះម៉ាក់នឹងណធ្វើឡតហើយអីហើយគេធ្វើទុកទៅហើយគេមិនមែនដាក់ឆ្អឹងទេគេបញ្ចុះក្នុងហ្នឹងគេធ្វើដូចផ្ទះវិឡាអញ្ចឹងម៉ូតនោះអស់ជាង 10,000 ចិត្ត 20,000 នោះចែកដៃមួយហើយដល់មួយទៀតគេពងធ្វើហ្នឹងបោះប៉ាហើយអាត្មាសួរចុះមិនក៏មនុស្ស2នាក់ឲ្យចែកដៃប៉ុណ្ណាណីប្តីប្រពន្ធយើងធ្វើឡត2ដាក់ក្បែរគ្នាហ្នឹងទៅចែកដៃតែមួយទៅបានទេចាំមិនធ្វើ2 3ទេគាត់ថាលោកគ្រូកណាអត់មានចង់រវល់ទេកណារវល់រឿងការងាររកស៊ីណាប៉ុន្តែបំពេញទឹកចិត្តម៉ែឪគាត់ចង់អញ្ចឹងម៉ែគាត់ផ្ដាំកណាម៉ាក់កណាគាត់ផ្ដាំថាបើអញងាប់ទៅអញហាមដាក់ចូលមួយឪឯងហ្នឹងណោព្រោះឯងដឹងស្រាប់ហើយអញហើយតាវារាល់ថ្ងៃនេះតបើកភ្នែកឡើងជីគ្នាបចោគ្នាព្រឹកល្ងាចហើយបើឯងយកអញទៅដាក់ចូលគ្នាណាអញគ្មានពេលបានដេកទេអញជីពីអ្នកតានឹងពេញចែកដីងាប់អញ្ចឹងអញដាច់ចោលទៅអញចង់នៅស្ងប់សុខស្ងប់តែអញអញ្ចឹងណោចែកដីបើថាធ្វើពីរបងហើយដល់មកចេះគិតថាអូចុះបើដឹងថាស្លាប់គេយកទៅបចោហើយនៅដឹងឡើងជីគ្នាទៀតអញ្ចឹងបាច់ចាំឲ្យគេយកដាក់ចែកដីអីនៅផ្ទះហ្មងទៅយាយអូនចាំបាច់ទៅនៅក្នុងចែកដីអីបើដឹងនៅជីគ្នាកើតទៀតបងអត់ទេមនុស្សយើងកាលណាអាសាសៈបាសាសៈអាខ្យល់ដកដង្ហើមចេញចូលវិផរលត់ពេលណារាងកាយនឹងបីដូចកត់អស់ហើយយើងកុំឆោតព្រះអង្គសម្ដែងតែអចិរាំងវតិយ៉ាងកាយយោបតវឹងអតិសេសតិឆោតធោអពេតវិញ្ញាណោនិរិទ្ធវកលង្ករាំងកាយនេះមិននៅយូរប៉ុន្មានឡើយតែមានវិញ្ញាណទៅប្រះហើយជាកាយគឺគេបោះបង់ចោលក៏នឹងដេកសង្កត់នៅលើផែនដីក្នុងការនោះឯងដូចជាកត់អស់ព្រះថាអញ្ចឹងអញ្ចឹងកាលណាតាខ្យល់ដកដង្ហើមចេញចូលផុតទៅហើយចប់ដូចកត់អស់ហើយគេយកទៅណាក៏អត់ដឹងដែរចឹងមិនបាច់ទេដាក់គ្នាប្រមាណអ្នកក៏មិនអីដែរយាយបងមិនទាស់ទេនឹងអញ្ចឹង
chẳng nó dương ca na dương chạy đồng lệ kia tiết rất là ban bon thuê là ngày năng tiết và tha chẳng mến trong sầm đau rồi con cháu nâng thuê chạy đây thom mà đa tê cục côn từng kịp thuê cái trong đặt cua xa con cháu kia mà tha chẳng tao còn mọi dây mà xong qua đây con mọi đã tao on chết thằng cho ta nên chết chừng ít men tê thằng cái này nâng nâng ta kịp thuê cái trong đặt con cháu cua xa kia dương men la tập tiếp chừng thuê bao dương đai tấu này nâng chẳng lâu dương dây rương a thì xong này chẳng ban là tham ăn nó và cao bằng phọc cùng nết môi tam vọt ở rám bây giờ mà đào tê sná mà tay bằng phọc cùng nết cha cái nạ cam và ca nâng phải xong nó cua non biết thôi chặt đây ruộng môi thông được nòng vọt đây chỉ lôi ruộng bao để sát thằng ọt thế này hay thua ở thông miền các bạch các bô ra chả na xa chẳng máu miền nặng chẳng máu má đâu sọc mà thôi chẳng chặt đây ruộng thông môi nó nặng chẳng hay nè na slap muốn do mà đặt lư kia chẳng máu hay bà to nè đánh chẳng máu nè chặt đây ruộng nè ấy đó là thưa chẳng tới nè đại khuyên là tập hiếp có ai do mà đặt lên cây bàn bỏ nâng chẳng thay nâng nhố lột một màu ấy lột một màu nâng ở đây nào nâng cái nào rót niệm một vòng ngọc cái này nó mô tên chẳng nó nè này trong đại châu nếu dương ai cha cái nào cầm ca tam vót dương thời chạy đây ruộng mùi từ thò mà đà nè nâng xru nâng nào thấy chạy đây ruộng nó miền tọt nè thế đó khá nó mà vừa hơi chẳng đâu sọc á vừa thùng mùi á đọc về vừa hơi tới vượt to hàn nẹt đặt tận việc thôi chọn đó nẹt đâu khổ kia nếu vượt to hàn nẹt đâu lơ nó đỏ xìm lá ơi khổ cái đánh cái tham mau vì ai do mai âu cho ta đã đâu khổ kia cái chọn mình lơ hay đòi chẳng tha một đồ xong đặt hàng lơ với tham ta từ rơ thiết kia mấy nẹt kia đâu lơ miền đây ta kia do màu mốt chẳng cái tàu đặt tam lê bà to chẳng á hay bởi nhung anh trong ta ấy ở đây cái nào đặt khổ cái chứ mà trong đặt lơ kế phong ngọc ban môn kế năng tàu môn kia tóc ban đạn lơ kia nè bỏ nó vượt to hà hướng đạn lơ đạn cộm nó tia chạy tay ruộng nó vừa che pa nhà ha tên mình đâu dương và cả mà trong phải chạy thà bởi dương trong phơi chạy đây đạn ruộng mà dây rương nào bao chạy ở tờ lia bởi cái sông đạn có đạn tấu hay bởi tha mình trong đã dương phơi chạy đây ruộng nó không vọt là tàu mà che bằng phọc cùng nét chân cha cái nạ cam cá cướp vọt ở tại đào tên mà bằng phọc cùng nét nó dương miền chạy đây ruộng mùi tam vọt sầm rạp nè để quạt miền lạt tập tiếp quạt ai do mà đài phục bọc quạt đạn bàn chẳng nó rương phải chạy đây nó đôi mà phải chạy chẳng nó miền buồn miền thom phải chạy đây tây scả chạy đây bạn phục phải chạy đây thiết thì chạy đây những chạy đây dương ngày nó chặt tục hai chít thiết thì chạy đây để dương đầm cao tơ là thiết thiết là bỏ lụng nè miền quân bỏ dương hai an thì xong vì sao na mà thì dây mà mắt tiết và kênh phải đẹp từ quân chặt bộ bỏ một màu ấy chẳng bàn kia bỏ và to nào an thì xong vì sao bọn sầm đai thắp bót tầng lai na để bàn lược miệt đa bay đa ở khu tăng vì nâu ruột ban sang thì na sẽ nạp tẹt sầm bay chun mà đai lò hốt đo slap tư bàn phơi chạy đây chun mà đai lược đầm công đầm cao miệt đa bay đa lược côn mà đai ở khu này dây ở nghe slap lược côn mai côn áo ở khu nó câu nó ấp xì dọc dọc đi nè thắp vào tay dao nè thắp vào tay dao nó bên đây thà chặt tệ và để son thị cợt mọi chuyện ná câu nước ở đây trên đầu cầu kia đây ruột ban lược côn mà đai côn ở khu ở khu nâng môi tiết mà tê chú nó bên đây ta đo prom là ca của rút bị nẹt là tì pro câu nó của rút mai của rút âu của rút con mai âu rất là nghe chẳng ót gì dọc cho tì môi lược mai lược âu ở khu tổ bay mai âu nâu ruột có ti sẽ na kre phục pral prom chiêng trong rồi đang vang non riệp trong chặt chay tục đặng mà đai phục đôi là đó là quát slap đâu còn mình trao thiết mà đai ở rót ở đây đôi côn khla mai âu không prang rosi sẵn xăm lôi cặp bạc ca thua tẹt thông tận nông khu đò mai âu slap tấu ta thiết mà cả chọc hiện đã lợp tẹt có câu nhưng phía trái nơi mai dương miền chấm nưa mỗi cứ ấp tục đặt thiệt không lợp tẹt thế chỉ môi thế khóc kê đã tham đấy bỏ để ấp chưa đồn ta bỏ mà thiệt nhôm say ma mai giao do tam cướp ta cả lấy mà từ riêng nơi khai cả đao do tao khai cả đào riêng nông pin do tầng pin tao đo sọc cao do tao tam nó sọc cao nâng ấp đây khơi nhà tham đại cho rồi câu bình niệm tao na phong đó miền này chậm rãi miền đặt đo prom để ca cướp sờ lanh vì nè đợt tì chân dương còn cháo mà thay trong đặt thiết mà đai ở bốc dương lơ tét có ót miên panh hai đó pan nhôm cua bị cha na sòng vết nè áp tét luôn ai prang rosi đạch bị mót bằng rót bị co thưa nhom cái món xong tét nâng ban mũi ti bằng phật toàn ban nâu vẫn đại cho dây khá thưa hai nó chuồn can nâu chỉ vất pan ót ban nâu tét không nâng tiếp của ba lăng ba chót thưa tôm nâu khổ mà đây ê prang rosi đạch bị mót bằng rót bị co cho ngót là thưa tét không mấy ót đây lơ tét đây tôm nó còn tét mũi cái này thấy đó đại cho tao cái ấp tục thiết mà cái chọc lơ tét thế tạm số là rúp thọt mà sờ lắc nâu lơ tét nó cao ai nâu rúp về ta sao đó thì ao quay máy thọt mà pon nó đưa nhầm xóm ơi xóm đó anh đại cho tao cái khai không vậy chứ là đại con rúp thọt chứ ta lợn tao việc mưa nhôm cho nam mới ta đã tóc đang rúp thọt đang mấy cái sầm lăng mà dương máu á rúp thọt nè nát đôi nè nè ta lợn tao cái sầm lăng ấy đò lợn tao mai sầm lọ
ចុះម៉ែសំឡក់ឡើងម៉ែសំឡក់ឯងអញថាដូចមិនស្រួលទេយប់ឡើងពេលមួយដូចឡើងទៅល្ងិតអត់តាន់បានដុតជាគៀងឆ្មារត់ប្រោកទៅស្មានតែខ្មោចម៉ែរើទេណានឹងឯងអញថាຕົករូបនឹងដូចមិនកើតទេឥឡូវយកផ្ញើតែគុណឆនមកមេតាវត្តណបែក្រោមហ្នឹងយកទៅផ្ញើលោកផ្ញើតាធៀបដូចមិនកើតទេអ្នកខ្លះអាធិធមិនຕົកឲ្យរូបថតហ្នឹងមកស្លឹកមិនຕົកមើលទេណាហើយកាលឯងនៅរស់វាទៅសើតែមកប៉ោះហ្នឹងសមដល់ដៃខ្យល់ទៅវាខ្លាចអាមកប៉ោះហ្នឹងបាទយកទៅផ្ញើលោកឲ្យលោកនេននេះខ្លាចឮសូរកូនគេថាមិនសូវស្រួលបានយកមកផ្ញើទាំងធិធទាំងរូបថតដល់លោកនេននេះមិនតាន់យល់ធរអីដែរខ្លាចខ្មោចយាយហ្នឹងដែរយកធិធយាយហ្នឹងចាក់ដាក់ស្រះអស់ទុកតកោតទៅទេហើយឯងមកថ្វាយអង្គមរាល់ថ្ងៃអត់បានប៉ើងមើលស្មានតែធិធម៉ែនៅក្នុងកោតតាមពិតសល់កោតទៅទេនេនយកចាក់ដាក់ស្រះទឹកអស់បាទនឹងសង្វេគណាស់ទីបំផុតទៅមានអីជាទីពឹងញោមមើលដែលយើងត្រូវប្រឹងដោយមិច្ឆាទិដ្ឋិមិច្ឆាជីវៈប្រឹងលួចឆក់ប្លន់កឹបកេងប្រវាញ់ចំណែនប្រចាំឈ្នាននេះគេមកទីបំផុតទៅបានតែមកកញ្ចប់គុតមកកញ្ចប់នឹងកូនគេអត់ទុកលើផ្ទះទៀតបងនឹងសង្វេគណាស់ហើយអ្នកខ្លះប៉ុនអត់ធ្វើយកតែបាបដាក់ខ្លួននេះធ្លាក់ភ្លៀងមកមួយមេពីរមេអញ្ចឹងអាខ្លះប្រមងបាបដាក់ខ្លួនឲ្យតែធ្លាក់ភ្លៀងវាទាញចប់យកទៅរិះភ្លឺស្រែគេមួយឆ្នាំមកចប់មកចេះនិយាយលេងតែលោកអ្នកពងចាំមានមនុស្សអញ្ចឹងដែរណាហ្នឹងមួយឆ្នាំមកចោពីរចប់ចាអាថ្មចេះគិតអីអត់ធ្វើបត់ណាយកតែបាបដាក់ខ្លួនយកទៅឯណាជិះបើដាច់ខ្យល់ទៅបើបញ្ចុះដោយបានតែ2ម៉ែត្រទេយាយហីអ្នកពងចាំបញ្ចុះបានតែ2ម៉ែត្រទេមិនអញ្ចឹងអាចាបញ្ចុះបាន2ម៉ែត្រហើយបើបូជាបានមកកញ្ចប់ទេហើយមកកញ្ចប់នោះបើអាចារ្យយកគីអាឡៃទៅស្វឹងស្រាសមើលអាចារ្យភ្លុកហ្នឹងចាក់ទឹកអត់ទាន់អស់អាលីងមកកញ្ចប់នោះទៀតហ្នឹងសង្វេគណាស់ហើយយើងយកអីទៅជាមួយក្រៅអំពីសេចក្តីល្អអញ្ចឹងប្រឹងចម្រើនទៅនៅគុណធម៌ក្នុងចិត្តនិងសេចក្តីល្អនឹងទាំងអស់គ្នាចូលមករឿងយើងមួយម៉ាត់ទៀតអ្នកធ្វើចែកដីនឹងមិនត្រឹមតែជាទីគោរពនៃអ្នកដទៃព្រោះយើងគោរពម៉ែគោរពឪអញ្ចឹងចត់តិបរិសន្តិកើតមកមនុស្សនឹងដល់ព្រមនៃការគោរពពីអ្នកដទៃយើងលើកម៉ែលើកឪលើកគុណម៉ែឪឲ្យខ្ពស់អញ្ចឹងចត់តិបរិសន្តិកើតមកអត់ដែលនៅក្រោមគេហើយមួយទៀតព្រះអង្គសម្ដែងទៅពិសេសណាសម្បត្តិសមិច្ឆន្តាអ្នកណាបានសាងបច្ច័យដីនឹងឈ្មោះថាសាងស្រែបុណ្យមួយដ៏ធំកើតបុណ្យរាល់ថ្ងៃយោប៉ុន្តែដែលកើតបន់ទៅបានបន្តឲ្យយើងនាំគ្នាមកបោសមកសម្អាតមកដាក់ទឹកមកដាំផ្កាមកថែរក្សាមកគោរពមកបូជារាល់ថ្ងៃអាហ្នឹងបានបន់រាល់ថ្ងៃបើធ្វើឲ្យមួយឆ្នាំអត់ដែលមកអើតម្ដងផងទេអាហ្នឹងមិនមែនស្រែបុណ្យទេមកទៅស្រែបាបវិញណាញោមហ្នឹងឲ្យគោអាចដាក់ឲ្យមន់អាចដាក់កក្រិកកគ្រក់នៅហ្នឹងអាហ្នឹងវាមិនមែនទៅជាស្រែបុណ្យទេវាទៅជាស្រែបាបទៅវិញចឹងដើម្បីឲ្យទៅជាស្រែបុណ្យកន្លែងកើតបុណ្យព្រឹកល្ងាចតតែយើងមកអាសាសម្អាតអាសាដាំផ្កាដាក់ទឹកថែរក្សាគោរពបូជាព្រឹកល្ងាចកើតសេចក្តីជ្រះថ្លានឹងគុណមេត្តាបិតាព្រឹកល្ងាចអាហ្នឹងបុណ្យកុសលនឹងចម្រើនគ្រប់គណៈចិត្តទាំងអស់គ្នាអនុមោទនាចប់ធម៌ទេសនាអាត្មាបែកអាត្មាប៉ុណ្ណឹងឥឡូវទៅមុនប្រគេនព្រះទៅដឹកគុណម្ចាស់និងប្រគ្រូចាតិកាវត្តប្រពែក្រោមម្ដងណោថ្មខ្ញុំកណាជាស្រ័យព្រះអង្គគ្រូណោទៅមុនណាព្រោះណោមានតរៈបន្តទៀតជាងប្រគេនព្រះទៅគុណចាស់មុនសម្ដែងឲ្យកើតចិត្តជ្រះថ្លាដល់បរិស័ទគ្រប់គ្នាបន្តនិងខ្ញុំកណាសម្ដែងមុនជាស្រ័យណោមិនបានសម្ដែងរួមគ្នាថ្ងៃនេះហើយណោអាត្មាស្មាព្រះអង្គណាអត់បានសួរទៅទៀតឯគុណអត់ដឹងទេក្រែ2ទៀតដល់មកដល់រោងប៉ុនបាទដឹងណោតាមពិតទៅមិនអីទេធ្លាប់អធិស្ឋានទេជាមួយគ្នាច្រើនកន្លែងហើយដេចគុណឲ្យតែធ្វើប៉ុនមុនដល់អាត្មាទេហ្នឹងនឹងស្គាល់អធិស្ឋានគ្នាប៉ុន្តែថ្ងៃនេះមានតរៈព្រមអីបើតាមរោងមកកងចាំអត់អីទេអធិស្ឋានមកស្រួលតអញ្ចឹងប៉ណ្ណឹងចុះបានបនបានសល់តាមបច្ច័យស្ថារៀងខ្លួនទាំងអស់គ្នាសូមអនុមោទនាចប់ធម៌ទេសនាប៉ុណ្ណឹងយើងបានមកមនុស្សណាមានរូបសម្បត្តិសមរម្យមានកេរ្តិ៍ឈ្មោះសម្បត្តិញាតិសម្បត្តិភោគសម្បត្តិបញ្ញាសម្បត្តិត្រង់ទ្រាយលក្ខណៈល្អបរិបូរណ៍គ្រប់យ៉ាងព្រោះអាស្រ័យដោយសារបុណ្យញោមមើលបើអ្នកខ្វះបុណ្យមកមិនបានល្អដូចយើងទេតែរូបកាយនឹងក៏មិនពេញលក្ខណៈកុំថាឡើយដល់ទ្រព្យសម្បត្តិនឹងចំណេះដឹងនឹងញាតិសំបីតែរូបសម្បត្តិនៅនឹងខ្លួននឹងក៏គេរៀបឲ្យខុសកន្លែងទាំងអស់ភ្នែកផ្សេងចើមផ្សេងច្រមុះផ្សេងមាត់ផ្សេងដីគេដើរស្មើឯងដើរអាលាក់នឹងវេទនាណាស់ខ្វាក់ខ្វិនជារៀបពីការតាំងពីកំណើតនឹងរូបសម្បត្តិមិនសមជាមនុស្សនឹងដូចណយើងធ្លាប់ណមើលរឿងនិទានខ្មែរព្រេងនិទានខ្មែរយើងមករឿងមួយគេឲ្យយើងពិចារណាជាកតិណារឿងខ្មែរយើងពីមុនល្អណាស់ដោយរឿងជ័យប្រាជ្ញអីល្អណាស់ធនជ័យរឿងហ្នឹងមួយអាត្មាសរសើរខួរក្បាលអ្នកនិពន្ធណាញោមសរសើរមែនតែនហ្មងអ្នកនិពន្ធហ្នឹងគាត់អ្នកនិពន្ធហ្នឹងគឺមកសាច់រឿងហ្នឹងតាំងពីញោមមើលរឿងហ្នឹងចាប់ផ្ដើមរឿងរហូតដល់ចប់រឿងទៅវិញគឺមករឿងហ្នឹងនិយាយលើកតម្លៃតាំងពីអក្សរភាសាអរិយធម៌វប្បធម៌ប្រពៃណីទឹកដីជាតិសាសនានិយាយពីបេះដូងរបស់ស្ដេចត្រូវតែមានស្អីលើប្រជាពលរដ្ឋលើយើងនិយាយពីដូចស្មារតីបញ្ជាក់ចឹងកាលណាយើងត្រៀមចិត្តទទួលយកបញ្ហាដោយយល់ច្បាស់ថាសភាវៈលើលោកនេះសត្វតែគ្មានអ្វីកំណត់តាំងនៅមមការជួបហើយនឹងការប្រត់
នេះគឺកំណត់អាស្រ័យទៅលើកម្មដែលអាត្មាសាបញ្ជាក់ថាកម្មដូចជាអ្នកនិពន្ធដោយរឿងយើងមើលរាល់ថ្ងៃមានអ្នកនិពន្ធសាច់រឿងមានអ្នកដើរតួយ៉ាងណាមិញយើងគ្រប់គ្នាអាត្មាឧបមាថាដូចជាអ្នកដើរតួទាំងញោមទាំងអាត្មាទាំងអស់គ្នានឹងដូចអ្នកដើរតួរឿងរីឯអ្នកនិពន្ធដែលយើងដើរគឺកម្មជាកុសលនិងអកុសលកាលណាពីមុនយើងសន្សំកម្មជាកុសលច្រើនគេចាត់ចែងឲ្យយើងទៅកើតមកព្រាមជាកូននាយករដ្ឋមន្ត្រីកូនបនាយករដ្ឋមន្ត្រីកូនទេសរដ្ឋមន្ត្រីកូនរដ្ឋមន្ត្រីកូនអង្គញាកូនអាយដាមព្រាមឲ្យបាត់ទៅតាមហេតុដែលយើងបានសន្សំមកអញ្ចឹងបានអាសាដាក់ទានថាគួរគាត់បីយើងខំប្រឹងធ្វើម៉េចសន្សំគុណតម្លៃនៃសេចក្តីល្អនឹងឲ្យបានច្រើនហាត់ពុតលត់ដំអប់រំផ្លូវចិត្តរបស់យើងនេះហើយសេចក្តីសុខផ្លូវចិត្តអត់ប្របាក់ទេញោមតាំងពីពេលយើងបើកភ្នែករហូតដល់ពេលយើងនិនព្រាបាត់ភ្នែកទៅវិញនៅពេលណាដែលយើងបានធ្វើសេចក្តីល្អតាមរយៈផ្លូវទាំង3ទាំងកាយទ្វាវិច័យទ្វាមโนទ្វានិយាយឲ្យងាយស្រាប់តែផ្លូវកាយផ្លូវវិជ្ជាផ្លូវចិត្តរបស់យើងនេះបានប្រព្រឹត្តល្អអាចផ្ដល់សេចក្តីសុខឲ្យអ្នកនៅជុំវិញខ្លួនរបស់យើងគេបានសេចក្តីសុខបើកចិត្តឲ្យទៅលាយរស់នៅធ្វើម៉េចឲ្យខ្លួនឯងបានសុខនិងអ្នកនៅជុំវិញខ្លួនបានសុខនោះសេចក្តីសុខផ្លូវចិត្តរបស់យើងគឺស្ងប់អត់សូវមានបញ្ហាទេញោមសម្គាល់មើលប្រសងមើលចាស់ព្រឹទ្ធាចារ្យឬក៏អ្នកសកស្ាយជនបទមកមើលទៅគាត់អត់សូវខ្វល់ទេទោះបីជាជីវភាពរបស់គាត់ក្រខ្សត់អត់លំបាកមិនសូវសម្បូរធនធានដូចយើងយកសក្ខណៈទូនាទីអីមិនមានមែនប៉ុន្តែគាត់រស់នៅដោយមានសុភមង្គលរស់នៅដោយមានសេចក្តីសុខដោយសារអីដោយសារចិត្តរបស់គាត់ទទួលព្រមនៅអ្វីដែលគាត់កំពុងតែមានហើយគាត់ជឿជាក់ក្នុងខ្លួនរបស់គាត់ថាគាត់ធ្វើតែសេចក្តីល្អម្ល៉េះហើយគាត់សម្រានក៏សម្រានលោកសុខស្រួលដើរក៏ដើរដោយមិនមានភាពភ័យខ្លាចទៅណាមកណាគឺគាត់មានភាពកក់ក្ដៅសម្រាប់ខ្លួនគាត់ដោយសារគាត់យល់ថាខ្លួនគាត់បានសន្សំសេចក្តីល្អអញ្ចឹងកាលណាយើងបានហាត់ពុតលត់ដំអប់រំខ្លួនយើងសន្សំសេចក្តីល្អគ្រប់ខណៈចិត្តទៅបានសេចក្តីសុខនិងសេចក្តីចម្រើននឹងអាចកើតមានបងហើយសំខាន់ណាស់ផ្លូវចិត្តនេះញោមកាលណាយើងមានតែធនធានទ្រព្យសម្បត្តិតែយើងអត់បានហាត់ពុតលត់ដំអប់រំចិត្តរបស់យើងឲ្យបានល្អសេចក្តីសុខអត់អាចកើតមានបានទេបើទោះបីជាយើងមានយកសក្ខណៈទូនាទីធនធានទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយយើងមើលជាឧទាហរណ៍ដូចលោកយាយលោកតាសក្កមាណាចាស់មកស្រឡាញ់មកធ្វើបន់នៅជាមួយចាស់ទេភាកច្រើនល្អណាស់ដែលយើងគួរគាត់បីបង្អោនចិត្តជ្រះថ្លាជាមួយគាត់ហើយចាស់ទៅអញ្ចឹងយើងមើលគាត់ជាគំរូធ្វើអញ្ចឹងវ័យកាន់តែជ្រេគុណធម៌ត្រូវតែកាន់ចម្រើនអាយុកាន់តែច្រើនគុណធម៌ត្រូវតែចម្រើនដូចអាយុដែលកំពុងតែកើនកុំឲ្យអាយុកាន់តែច្រើនគុណធម៌កាន់តែធ្លាក់ចុះមានន័យថាអាយុកាន់តែច្រើនសេចក្តីល្អនិងបុណ្យកុសលត្រូវប៉ឹងចម្រើនមកខ្លួនយើងនេះឲ្យបានកាន់តែច្រើនពីព្រោះអីពីព្រោះយើងដឹងថាខ្លួនយើងនេះអាយុកាន់តែច្រើនហើយទៅស៊ីទៅរកអីបើដូចជាព្រះអាទិត្យវិញវាទៅស៊ីរកតែកន្លែងលិចមែនទេយាយរកកន្លែងលិចហើយអ្នកខ្លះអាយុ70ស្មើនឹងម៉ោង6ល្ងាចអ្នកខ្លះអាយុ75អីស្មើនឹងម៉ោង6កន្លះអ្នក80ម៉ោង7ល្ងាចឆឹងហ្នឹងអ្នកទៅ50អីស្មើនឹងម៉ោង2ដល់10ថ្ងៃត្រង់40អ្នកទៅទៅកើតបាន7ថ្ងៃស្មើនឹងម៉ោង7ព្រឹកអញ្ចឹងយើងដឹងតែខ្លួនយើងទៅស៊ីរលិចហើយយើងធ្វើម៉េចខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អដើម្បីឲ្យស្អែកឡើងបានរះជាព្រះអាទិត្យដដែលមានន័យថាម៉េចមានន័យថាព្រះអាទិត្យថ្ងៃហ្នឹងវារះមកជាព្រះអាទិត្យលិចទៅឲ្យស្អែកឡើងរះជាព្រះអាទិត្យដដែលយ៉ាងណាមិញយើងបានមកកើតឥឡូវនេះជាពូជមនុស្សបានជាឯកឧត្តមបានជាអង្គញាបានជាទេសរដ្ឋមន្ត្រីបានជារដ្ឋមន្ត្រីបានជាឧបនាយករដ្ឋមន្ត្រីបានជាអង្គញាឬក៏បានជារាជសម្បញ្ញក្តីឲ្យតែយើងបានភាពជាមនុស្សខ្ពងពោះប្រសើរណាស់ព្រះលោកប្រសើរសភាពជាមនុស្សនេះពូជមនុស្សនេះព្រះអង្គប្រសើរបើយើងមិនទាន់បានសម្រេចពធចំពោះយើងរក្សាពូជមនុស្សឲ្យបានអញ្ចឹងឥឡូវយើងដឹងតែយើងបានមកមនុស្សដោយសារបុណ្យខំប្រឹងសន្សំបុណ្យឲ្យរួចស្លាប់ពីមនុស្សទៅកើតមកជាមនុស្សទៀតមានន័យថាដូចព្រះអាទិត្យលិចទៅហើយស្អែកឡើងរះជាព្រះអាទិត្យដដែលតោះនេះនិយាយកុំឲ្យលិចហើយស្អែកឡើងអត់បានរះឬរះទៅអីផ្សេងណាយ៉ាងណាមិញយើងបានជាមនុស្សឲ្យបានមកជាមនុស្សទៀតកុំឲ្យស្លាប់ពីមនុស្សទៅមកវិញស្រាប់អត់បានជាមនុស្សតកតុយវិមុខពីក្រោយឲ្យក្បែរយើងរាល់ថ្ងៃអញ្ចឹងធ្វើម៉េចខំប្រឹងមានសតិសម្បជញ្ញៈហិរិអោតបៈនឹងចងខ្លួនយើងជានិច្ចយកសេចក្តីល្អនឹងដាក់ក្នុងខ្លួនជាពិសេសបុណ្យកុសលនិងសេចក្តីសុខកើតនៅក្នុងចិត្តរបស់យើងនេះដូចមកបញ្ជាក់អញ្ចឹងហើយចិត្តនេះពិបាកណាពិបាកក្នុងការគុំក្រងពិបាកក្នុងការមើលថែវាណាមកសារបញ្ជាក់ថារូបរាងកាយរបស់យើងបើទោះបីជាយើងមានជំងឺធ្ងន់ប៉ុណ្ណាក៏ដោយមិនពិបាកទេក្នុងការស្វែងរកថ្នាំមកព្យាបាលពេលខ្លះសំបីតែជំងឺមហារីកក៏វិទ្យាសាស្ត្រគេឥឡូវអាចព្យាបាលបានទៀតទៅតែដឹងដំបងគេអាចព្យាបាលបានដល់ដំណាក់កាលមហារីកហើយនៅតែគេអាចព្យាបាលបានព្រោះកាពះក៏ដោយថ្លើមក៏ដោយបេះដូងក៏ដោយប្រមាត់ក៏ដោយឈឺនេះឈឺនោះគ្រប់សពរាប់រយចម្ពោះទៅតាមប្រភេទនៃជំងឺទៅតាមការរស់នៅអិរិយាបថរបស់យើងប្រចាំថ្ងៃហើយដោយញោមទាវជាសភារាឯក្នុងភូមិគ្រឹះរបស់គាត់រស់នៅលក្ខណៈ natural មានន័យថាធម្មជាតិសៅក៏ដាំហូបក្នុងនឹងបន្លែក៏ដាំក្នុងគាត់ហូបលក្ខណៈធម្មជាតិសុទ្ធសាធអញ្ចឹងបានមើលសាច់ឈាមរបស់គាត់ស្រស់ថ្លាយើងអត់ហូបគីមីហើយមិនសូវឈឺទេអ្នកហូបអញ្ចឹងសូវឈឺទេអាត្មាទៅសើចាស់បុរាណមកកើតមិនតាន់ទេសម័យញោមប្រុសកាលពី70ឆ្នាំជាងមុនគាត់ថាលោកកូនចាស់ពីមុនគាត់រស់នៅដោយសម័យអាជីវោហើយល្អណាស់បន្លែបកាត្រឹមតែរបស់ហូបចុកហើយគេអត់ដៃលុកទេចាស់បុរាណគាត់អត់ដៃលុកទេរបស់ហូបចុកគឺគាត់ចែកគ្នាហូបអ្នកទៅស្ទូចត្រីបងត្រីបានយកអ្នកមកមានបន្លែមកគេផ្លាស់ដូរគេហូបគេអត់លុកទេជំនាន់នោះតែញាតិញោមកើតតាន់ប្រហែលជាដឹងហើយ
hay là nam các bài tè mình đại miền tè na ọt miền chỉ cây ọt miền chi ọt miền om ọt miền tây ọt miền đấy cứ chỉ tu tao miền cột tè chả chỉ non muốn nát mẹ đây gì là ba hộp cho cứ dùng miền cột tè đó sớm mai nó bổ sung men tên tao nhốn à sấy có tính sớm mai bớt là tính là đâu đấy là có sáng có tính hay dễ sọc sái đó pe class mà tao sao uất đẹp lâu thế này để con hai sọc tê dương là nó bổ sung men ban đầu sung men tết thôi mà đâu bị khỉ xong bay ta chỉ cây cái này dương đặt cho bay tiếng tắc bay sỏi tắc cái lầm lá pol mọt đập tầng mọt đạo biết cái bộ này đấy có ớt là quan chắc là tình kỳ mà mơ cầm địch dương là căn tầng một hơi là mình lúc căn được kia từ ăn từ tình kỳ hay còn u ta là cú ai chăm bay bỏ bạc đam mà vi tình như đấy là cái đầu ngày bạn như hồi như đấy và lâm láng và lại cái lòng bay chăm đau tập xa thì nó cái đặt đập té thì con còn ai chứ nghe và lại cái đặt đập té thì ớt có từ tình co mà bao mất hộ đuôi mà khai bạch thui sái hộ bàn là câu từ từ rụng chạm bao giờ nuôi vô một tình co hộp xu là và lại cái đặt đập té xu mà hộp cái đặt đập té xu là lâu nay ọt lối ọt vào ba tiết lục rú bạch trăm phẳng tổ si ấy ọt lối vô tập long té tóc đặt mấy đáy bốt vô lối mà chạy xuống đào ngay cái ô té xuống đôi cái này là sao còn là sao còn là mò sao phải lột tiền cầm nật giường nhé cầm nật giường dương ọt mừ từ chiều phiền bận đi nhiệt nhôm miên sao với bệnh dây nhạc diễn nhôm với từ dây nẹt co và trâu đường này lâu dương dây rương plau chật giường này đẹp mà phải chuyện ngày nay trong này dây pi chừng ngứ plau cai đừng plau chật bỏ giường này việc học này giường bệnh chừng ngứ plau cai cả nay giường chơi dương ọt của bạn rồi nằm tỉ mày nói giấy nó chia sẻ với từng nữ ọt của bạn rồi nằm tỉ chừng ngứ đây của bạn rồi nằm bằng phật chừng ngứ ấy chừng ngư plau chặt bao dương này, các bạn này, hay chừng ngư plau chặt nó miên trao nó rọp rồi chỉ buộc đôi khi, vì pro ấy, vì pro dương chọt chỉ bẹt nó không cái là sạc cam đang vật thổ cam, là sờ lanh bên chặt vật này chọt chỉ bẹt chăn này kẹp cam mò chỉ buộc ạt tá,แต่การนั้นสลายจะพบตัวคลุนให้เอาไว้กบสอบอักกบสอบเซ็งเซ็งการละนะจำรานะปรารถนาการแต่เจริญสิ่งใดตกการแต่เจริญสลายกันแต่ครั้งตกกันแต่ครั้งดอกสิ่งใดสลายบานกันแต่เจริญตกก็ออกกันแต่เจริญดอกสิ่งใดประกันมอมบานกันแต่เจริญสิ่งใดสอบเราจัดก็มีกันแต่เจริญการนายยืงเล่าแต่ชอบจะแปะเนยแต่ประกันมอมสิ่งใดตกเนยแต่เมียนพอเนยแต่เมียนน่ะจึงมือเราจัดบ่ยืงนี่เบิ่นใหญ่ทอมทอมอัดเมียนเจริญตีนายโยมจะนำนะหนึ่งมาเรียนปีวิธีสักดักนำอย่างไม่เอาเชียเราจัดบ่ยืงนี่ปีโปรน่ะตื่นแต่ใส่สะเพนั่งอะไรนี่ใหญ่ปีโกสะเพนั่งใครแต่เอาโยมเมียนจำนำประดอมจองอ่านสะเพนั่งเย้นะมือมาเนี่ยป่อนะdương chư bao chặt bao dương nó chư ấp trơn thì chừng ngư thông thông miên ta bay thì nhôm chừng nằm chừng ngư ti muối cứ chừng ngư tô sạch là tô sạch chặt chừng ngư ti pí cứ chừng ngư lô phẹt chặt chừng ngư ti bay cứ mô hạt chặt chừng ngư bao chặt bao dương rọp để thông miên bay này là thấy đôi chừng ngư bao cay ấy cả na dương chư cặp bé dương thầu ở nam cặp bé một đặt ở miền chư cặp bé ta đặt nam thợ thì cả na dương đặt nam khó căn tự thôn bọt tất cả chẳng chừng ngư thằng bay thông thông nắng tao miền nam đạo chồng một chừng ngư đôi khi đôi nhôm tiêu ấy còn con tay là ngày bòn chẳng nực khơi sao nó sai bỏ nực khơi nhà lọ lại lúc sau đi xa đầu mới tục đầu chắc cao miên tiền đặc biệt này chẳng chừng rô vì thi xa đồng ngọt đầu chặt bao nhiêu không ai cả tục lặng đôi chỉ chừng ngư tì mùi tô sạch chặt bao nhiêu đăng tay chừng ngư tô sạch chặt này vừa cáo tay dương tao giọt nam ấy giờ tập đặt hãy tô sạch này cana cao miên hãy sọc ọt miên tê nhôm chả năm sọc kẹt bằng côn sẽ cây sọc đầu chặt ọt miên hãy chọc phải tục bao nhiêu miên trò pan na cả đầu nhiệt nhôm khạc quạt tràn tập bạc đầu chặt nó miên trò phải pe khạc đầu chặt và quạt lọ chẳng dương dương đồng ngọt chẳng mấy tầm bao giờ sọc đầu chặt bao nhiêu miên sẽ cây sọc nè tô sạnนี่มันธรรมดาได้แต่มาเปรียบอุปมาថាភ្លើងនៃโตสะនេះណាដូចជាភ្លើងដែលគ្មានល្ងើកគ្មានផ្សែងតែវាក្តៅខ្លាំងជាងភ្លើងដែលមានល្ងើកមានផ្សែងនេះណាហើយโตសៈនេះឧបមាមួយទៀតដូចជាយក្សអ្នកដើរតួយក្សមិនដែលល្អទេណាអ្នកដើរតួយក្សមួយមិនដែលល្អទេញាតិញោមធ្លាប់ឃើញគេដើរតួយក្សមកល្អទេយេមកអត់ល្អទេណាគូអញ្ចើមគូចកោមគូថ្មិញអីមិនល្អទេហេតុអីគេតំណាងឲ្យសភាវៈអាក្រក់ហ្នឹងគឺវាមិនល្អអញ្ចឹងណាយ៉ាងណាโตសៈចិត្តរបស់យើងនេះដូចជាយក្សតែយក្សដែលមានចកោមនៅលើឆាកនេះมันคลั่งโดยยาอดจะโกมในกรองฉากนี่ตีไอ้ยาโตสะนี่แต่การนั้นคังเติ้งอ่ะต้องใจมายาอ๋อยังเศร้าเจ้นะดอกไปโตสะเจ็ดมายังได้คังเติ้งกับปัดแต่จานสะคังเติ้งแต่ตัวคังเติ้งแต่เพียงแต่จังvừaออกสกัดสอบจังยังรอวิธีสักถึงไม่ดำไปรองงอบเราเจ็ดมายังบางทนำรองงอบโตสะเจ็ดไอ้เมียนโดยที่รองงอบโตสะเจ็ดนี่เหยียดโยงกับเมียนเนตเต้นี่กับเมียนก่อนที่ใจจานนั่นไงมันปะดิใส่เตเมียนโดยที่เหยียดโยงคลาสโซตลูกครูไอ้ลูกครูต่อจัดเรื่องไอ้ได้บอกขมิ้นปนขมิ้นโกนเพื่อต่อจัดขมิ้นเหยียดขมิ้นต่อไปนะเพื่อนั่งทักขมิ้นกลางนี่นะหลวงเจ้านาโรซีลีไซได้ปนเอาต่อจัดทักขมิ้นปนโกนเพื่อต่อจัดไปคลาสตะขังลงเนนลงกอดนั้นนะบาปหนึ่งลงเนนหนึ่งนะก่อนละติดไอ้เจ้าจังหวะท่าออกคือมันออกเตะประทัดจนจังยังต้องรอทำเชียบาชื่อครั้งเชียบาตามระเบียบครั้งชื่อใต้เชียบาตามระเบียบติดหนึ่งแล้วยังเชียงชื่อจมือตีมวยนั่งโตสัจเจ็ดนั่งตายยังจะทำไอ้ตัวเล็บทำระบบแปรมีปีกรอบกรอบตีมุ้ยคันไตกรอบตีปีสาวรันจักโยจำนะให้ธรรมดายังเล็บน้ำยังเราเล็บจีมวยไอ้โยมเล็บมวยไอ้น้ำเล็บจีมวยตัดจังน้ำแปรก็เป็นตัดโดยคณีทอมโมเอาสะท้อนะนั่นกรอบตีมุ้ยคันไตกรอบตีปีสาวรันจักเล็บจีมวยตัดใบแก้วตัดแก้วตีมุ้ยตัดเมตาตะกาวตีปีตะการนะตะกาวตีใบสันเต่าสักการนายยังดังตะกลุนยังเมียนจึงมือตีมุ้ยคือจึงมือโตสักเจ็ดนี้ยังเล็บน้ำปีกรอบทมนั่งคันไตสาวรันจัก
ហើយលេបជាមួយទឹក3កែវគឺទឹកមេត្តាទឹកករុណាទឹកសន្តោសៈកាលណាយើងលេបថ្នាំ2គ្រាប់ហើយនឹងទឹក3កែវនេះតោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាតោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាស្ងប់រងាប់ទៅបានต้องត្រូវដឹងរបៀបលេបឧទាហរណ៍តែថ្នាំយើងដុកទ័រគេផ្សំមកណានេះលក្ខណៈបង្រៀនធម៌ញាតិញោមណាស្ដាប់ងាយមិនពិបាកក្នុងការស្ដាប់គាត់យើងចំណាយពេលវេលាបន្តិចប៉ុន្តែមិនវែងទេប្រហែលជា40នាទីយ៉ាងយូរមកចប់បងប្អូនខ្លាចតែដំលោកទៀងអង្គុយបានយូរបងនេះបើយើងមានពេលវេលាយើងរៀនធម៌ណាលក្ខណៈបង្រៀនទៅយើងងាយយល់យូរទៅយល់ចូលចិត្តក្នុងពធណាយើងត្រូវដឹងក្បួនលេខទៀតដូចថ្នាំពេទ្យដុកទ័រគេផ្សំមកថាយាយឈឺកាពះចឹងឈឺខ្លាំងគេផ្សំមួយខែមួយខែហ្នឹងថ្នាំមួយថង់តែមួយថ្ងៃលេខ3ដងព្រឹកថ្ងៃល្ងាចដល់យើងយកមកយើងចង់ជាឆាប់យើងអត់លេបមួយខែដាក់តែមួយថ្ងៃយើងអស់ហ្មងបាទវានាំឲ្យយើងកាន់តែពិបាកទៅវិញយ៉ាងណាមិញអ្នកខ្លះចង់រងាប់ផ្លូវចិត្តខំប្រឹងទៅសុំសល់ខំប្រឹងទៅធូរសមាធិខំប្រឹងទៅស្ដាប់ធម៌អាចចិត្តនោះនៅក្រៅខ្លាំងយើងខំប្រឹងព្យាយាមតាមពេលធ្វើម៉េចឲ្យរងាប់ផ្លូវចិត្តនឹងបានវាអត់អាចរងាប់បានទេទៅតែព្យាយាមមានវិរិយៈនោះព្យាយាមក្នុងការហាត់ពុតលត់ដំអប់រំចិត្តរបស់យើងរឿយចំណាយពេលវេលាក្នុងការស្ដាប់ចំណាយពេលវេលាក្នុងការគិតពិចារណាហើយស្ដាប់ហើយយើងយកពាក្យនឹងទៅគិតពិចារណាហាត់ពុតលត់ដំអប់រំខ្លួនយើងកើតជាប្រយោជន៍ញោមកើតជាប្រយោជន៍ណាអញ្ចឹងពេលណាយើងខឹងភ្លាមមានខន្តីកើតឡើងផ្លែតអូអញខឹងទៅដុតទៅចិត្តឯងក្តៅតែឯងឧបមាបុគ្គលកនិងបុគ្គលខអាកនឹងវាខឹងទៅអាខនឹងវាអត់ខឹងជាមួយយើងផងនៅវាក្តៅកាហាយទៅខ្លួនយើងឧបមាថាអ្នកខឹងនឹងដូចអោបដុំភ្លើងជាប់នៅនឹងទ្រូងហើយអ្នកដែលអត់ខឹងយើងឧបមាដូចជាទឹកអញ្ចឹងយើងខឹងទឹកនឹងខ្លាំងណាស់ព្រោះយើងថាចង់អោបអាដុំភ្លើងទៅទម្លាក់ឲ្យរីងទឹកហ្នឹងណាអោបទៅពីផ្ទះទៅរត់ទៅដល់ទឹកទម្លាក់ទៅទឹកនឹងវារីងឬក៏ភ្លើងនឹងវាអលត់ភ្លើងអលត់ទម្លាក់លើកទី1អលត់អោបម្ដងទៀតទម្លាក់លើកទី2ក៏នៅតែភ្លើងនឹងវាអលត់ទឹកនៅតែទឹកណាយ៉ាងណាមិញទីបំផុតទៅទឹកនៅតែទឹកតែយើងនេះអាលៀកទ្រូងផងអាលៀកដៃផងយ៉ាងណាមិញពេលដែលយើងខឹងគេយើងក្តៅកាហាយខ្លួនយើងគេអត់ខឹងយើងគេរកនៅជាសុខគេសម្រានលោកស្រួលយើងដេកក៏មិនស្រួលណានៅក៏មិនស្រួលណាអញ្ចឹងសំខាន់ណាស់យើងរៀនហាត់ពុតលត់ដំអប់រំផ្លូវចិត្តរបស់យើងនេះណាដើម្បីសេចក្តីសុខនឹងវាកើតសេចក្តីសុខនឹងកើតហើយកាលណាយើងហាត់ពុតលត់ដំបានកុសលចម្រើនញោមណាបនកុសលមិនបាច់ចាំដើរទៅបនឯណាទេបនកើតនៅក្នុងខ្លួនយើងបានហាត់ពុតលត់ដំបានល្អនោះបនកើតគ្រប់គណៈចិត្តកាលណាយើងទូមានចិត្តរបស់យើងបានល្អហើយណាសោមនស្សចិត្តនឹងកើតឡើងសមាធិនឹងកើតឡើងពេលហ្នឹងកុសលកើតឡើងព្រមក្នុងគណៈនឹងដូចគ្នាហើយតែកាលណាកុសលកើតហើយវិបាកឲ្យផលមកវិញជាសុខណាទាំងបច្ចុប្បន្ននិងប្រាក់លោកខាងមុខហើយតែអកុសលកើតឡើងហើយវិបាកឲ្យផលមកវិញជាទុកទាំងបច្ចុប្បន្នទុកទាំងប្រាក់លោកខាងមុខអញ្ចឹងកាលណាយើងខន្តីលេបក្របខន្តីនេះបានអត់ធន់ដឹងមានសតិរលឹកខ្លួនយើងដឹងតែកាលណាយើងខឹងយើងមានសេចក្តីក្រៅកាហាយនៅវិនិច្ឆ័យអន្តរាយខាតអូចប្រយោជន៍ទៅខ្លួនយើងខន្តីកើតឡើងផ្លែតពេលណាខន្តីកើតសោរញ្ញៈកើតមានតាមនឹងដែរកើតមានបន្ទាប់ពីខន្តីសោរញ្ញៈនឹងកើតបន្ទាប់ពីខន្តីពេលណាខន្តីបានសោរញ្ញៈកើតមានគឺស្ងប់កាយស្ងប់វិចារស្ងប់ចិត្តបើតាវិញកាយលែងវាយលែងដំលែងទាត់លែងធាក់ហើយបើយាយវិញមាត់លែងឲ្យពតើណានឹងយើងស្ងប់កាយស្ងប់វិចារស្ងប់ចិត្តហើយវិធីសាស្ត្រកាត់បន្ថយរោគខន្តីមួយទៀតនោះគឺណាល្អប្រសើរណាគឺយើងរៀនអញ្ញឹមញោមវិធីសាស្ត្រនេះញោមសាករៀនអញ្ញឹមព្រឹកឡើងបើកភ្នែកឡើងលុបមុខអញ្ញឹមដាក់ប្តីតិចទៅអញ្ញឹមដាក់កូនតិចទៅអញ្ញឹមដាក់ញាតិអ្នកបម្រើអីតិចទៅមានសេរីបងណាមានសេរីញោមសាកមើលបងព្រោះលោកអ្នកប្រាជ្ញលោកថាចេះញញឹមព្រោះស្គាល់សង្ខាររលោភញញឹមព្រោះជោគស្ងប់រោគចិត្តញញឹមមួយយ៉ាងនោះព្រោះចរិតញញឹមបណិតព្រោះចិត្តជាញញឹមតស៊ូនឹងឧបសគ្គញញឹមបំបាក់សេនាមាញញឹមព្យាបាលអស់រោគាញញឹមរាល់គ្នាចិត្តមេត្តាញញឹមពុទ្ធអនន្តសួរញញឹមគប់គួរតាមធម្មតាបើញញឹមវឹកហាត់កាត់ទោសាញញឹមស្នេហាបាច់ហាត់នេះអាកន្លែងញញឹមវឹកហាត់កាត់ទោសាដែលលោកថាញញឹមនឹងអាចវឹកហាត់ល្អអាចកាត់ទោសៈបានឧបមាថាមើលតាខឹងយើងខ្លាំងណាស់ឧទាហរណ៍បើណាលោកយាយសពខ្សែឧទាហរណ៍តាខឹងយើងខ្លាំងណាគាត់ដើរសំដៅមកកាន់តបងមកណាដើរសំដៅមកយើងមើលតែខឹងបើខឹងខ្លាំងយើងកំតតអីទាំងអស់មើលតែគាត់ដើរសំដៅមកហើយញឹមដាក់គាត់ទៅវិញពេលខ្លះទម្លាក់តបងនឹងចុះសើជាមួយយាយក៏មានមកធ្លាប់ឃើញណានឹងហ្នឹងបើយើងអត់តទៅវិញដោយណាអិរិយាបថមិនសមរម្យណាមួយគាត់តែសើចតែញឹមជាមួយគាត់ទៅជាទោសៈហ្នឹងវាស្ងប់រងាប់រសាយក្នុងគណៈនឹងវិញសើចលេងជាមួយប្រពន្ធវិញប៉ុន្តែបើទីហោតែសើចទៅហើយទីហោគាត់ដើរមកអញខំប្រឹងឲ្យញឹមបើញឹមទៅតានៅដើរមកមុខទៀតអាហ្នឹងតើយើងរកកន្លែងស្រួលបើណារត់ចេញបើនៅតែញឹមទៀតលោកគាត់ថាឌឺគាត់ហៅតែធ្ងន់ណាប៉ុន្តែពេលខ្លះយើងឲ្យញឹមទៅអាចកាត់ទោសៈចិត្តបានទោសៈចិត្តបានអញ្ចឹងវិធីសាស្ត្ររងាប់ផ្លូវចិត្តរបស់យើងនៅយើងត្រូវលេបថ្នាំពីរគ្រាប់ហ្នឹងខន្តីសោរញ្ញៈណាកាលណាយើងរងាប់បានល្អសក់ផ្លូវចិត្តកើតមានហើយយើងលេបជាមួយទឹក3កែវមិញនេះសំខាន់ណាស់ទឹកហ្នឹងទឹកកែវទី1គឺទឹកមេត្តាកែវទី2គឺករុណាកែវទី3សន្តោសៈហ្នឹងព្រះលោកបង្រៀនយើងអញ្ចឹងណាកាលណាយើងមានមេត្តាចិត្តករុណាចិត្តទូទុនទៅរកមនុស្សសត្វជុំវិញខ្លួនយើងសុខញោមបើសុខញោមមើលអ្នកដែលសំសិលអ្នកដែលរៀនធម៌គាត់មានសេចក្តីសុខស្ងប់ផ្លូវចិត្តដោយសារអីគាត់អត់មានជាប់ជាពាក់រឿងអីច្រើនហើយគាត់អត់បានប្រព្រឹត្តអកុសលចិត្តច្រើនបងហើយកាយរបស់គាត់អត់ហ៊ានលើកដៃកាប់សម្លាប់គេទៅកើតដោយសារអីដោយសារមានមេត្តាករុណាចិត្តហ្នឹងហើយនឹងសន្តោសៈ3ហ្នឹងសំខាន់ណាស់អ្នកដែលអត់ហ៊ានកាប់សម្លាប់សត្វដទៃបានគឺដោយសារធម៌3ហ្នឹងនៅក្នុងខ្លួនដូចអាត្មាអីទៅនៅវត្តតាំងពីអាយុ6ឆ្នាំលោកគ្រូយកទៅចិញ្ចឹមតាំងពីតូចទល់ពេលនេះអាយុ34 35ហើយអត់ដែលស្គាល់សម្លាប់បានសត្វមួយទេដោយសារអី
ណាឲ្យអត់ហ៊ានណាខ្ញុំឃើញគេដាក់មន់ដាក់ទីអីសឹងតែសក់ទឹកភ្នែកជំនួសសាក់ពេលខ្លះអាណិតដោយសារយើងមានមេត្តាចិត្តករុណាចិត្តអញ្ចឹងព្រះលោកឲ្យបង្រៀនយើងឲ្យស្រឡាញ់មនុស្សសត្វដទៃដោយផ្ដល់មេត្តាចិត្តករុណាចិត្តដល់មនុស្សជុំវិញខ្លួនយើងសុខណាហើយអ្នកដែលកាប់សម្លាប់សត្វរាល់ថ្ងៃដោយសារខ្វះមេត្តាហ្នឹងខ្វះករុណានិងខ្វះសន្តោសៈគ្មានសតិពិចារណាថាពេលខ្លះបើយើងមានសតិរលឹកតែបន្តិចមានបញ្ញាកំណត់បន្តិចយើងអាចហូបសាច់កើតទៀតពេលខ្លះសម្បីតែសាច់សត្វហ្នឹងយើងអត់ហូបបានទៀតពេលខ្លះយើងពិចារណាថាវត្តដាក់នឹងវិវល់ចុះឡើងពេលខ្លះម្ដាយឪពុករបស់យើងកូនចៅយើងដែលស្លាប់ទៅអត់ទៀងថាជួនកាលកើតមកជាមនុស្សទៀតណាអត់ទៀងទេជួនកាលគាត់កើតទៅរឿងអីផ្សេងទៅសត្វដែលយើងកំពុងពិសារាល់ថ្ងៃហ្នឹងគាត់ថាបាទអញ្ចឹងបើយើងមានសតិពិចារណាដល់ហ្នឹងម្លេះសំយើងអត់ហ៊ានហូបសាច់ទាំងអស់ហ្នឹងទេបងដូចនៅឥណ្ឌាអីរដ្ឋខ្លះគេអត់ហូបសាច់ទេគេហូបតែបន្លែល្អណាស់ណាហើយរបៀបធ្វើបន់មកគេមិនពិបាកដូចយើងទេយើងធ្វើបន់ម្ដងត្រូវចំណាយអស់រាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារតែជនជាតិស្រីលង្កានឹងឥណ្ឌាគេអត់ធ្វើបន់ពិបាកដូចយើងទេសង្ឃទានគេធ្វើខុសពីយើងណាយកពេល5នាទីរៀនពីរបៀបធ្វើបន់របស់គេងាយគេនិមន្តលោកបើថាទីហៅថាគេជ្រះថ្លា7អង្គគេយក7អង្គជ្រះថ្លា10អង្គគេយក10អង្គជ្រះថ្លា20អង្គគេយក20អង្គចឹងតាមសទ្ធារបស់គេ7អង្គអញ្ចឹងបាតអត់មានសោកបាតទេបាតទេកាន់ទៅណាហើយអត់មានស្បែកជើងពាក់ទេគឺយើងដើរជើងទៅទេហើយអត់មានថង់យាមថង់អីទេគឺមានតែបាតទៅទេហ្នឹងគឺដើរទៅសំដៅទៅផ្ទះណារបស់គេហ្នឹងទៅដល់ក្នុងផ្ទះគេមានទឹកពីពីងសងខាងផ្ទះគេហ្នឹងសម្រាប់ប្រសងលោកលាងជើងមុនឡើងផ្ទះអញ្ចឹងលោកលាងជើងហើយលោកឡើងទៅក្នុងផ្ទះគេរតនីបង្ហាញថាគង់កន្លែងណាដែលគេរៀបចំមើលទៅជ្រះថ្លាខ្ញុំក៏ជ្រះថ្លាសាមញ្ញតែជ្រះថ្លាមិនជ្រះថ្លាក្នុងចិត្តធ្វើដូចសម័យព្រះបងណាដល់ពេលឃើញគេធ្វើអញ្ចឹងនឹកដល់លោកយាយសាខាគាត់ធ្វើបន់ចេះនឹកថាកាលពីមិនទាន់ឃើញសភាពហ្នឹងចេះនឹកថាចុះលោកយាយសាខាក្នុងកាពីគេដាក់ថាប្រគេនចង្ហាន់ព្រះម្ដង1000អង្គ2000អង្គហើយទៅរកស្អីប្រគេនបានរាប់ពាន់អង្គដល់ពេលឃើញគេធ្វើបន់អញ្ចឹងបាននឹកឃើញតែចង់3000ក៏ប្រគេនបានដែរដល់ពេលគង់ហើយគេសំសិលនមស្ការរួចចប់សពគ្រប់គេចាប់ដើមរាប់បាតហ្នឹងអ្នកកាន់កធនបាយយកកធនបាយមកអ្នកកាន់ឧទាហរណ៍សម្ល5មុខគេកាន់កធន5មកមនុស្ស5ផ្សេងគ្នាអត់មានសាក់មានអីដូចយើងទេយើងប្រសងមួយអង្គបាតមួយសាក់មួយថងយាមួយមែនទេគេនោះមានតែបាតមួយទេឆៃអាសម្ល5មុខហ្នឹងបាយមួយកធនមកហ្នឹងលោកណាត្រូវការឧទាហរណ៍ថាគេដាក់មកវែងទៅលោកត្រូវការត្រឹមមកវែងហ្នឹងលោកលើកដៃជាសញ្ញាថាអាត្មាយកតែមកវែងហ្នឹងទេព្រោះកាពះអាត្មាទទួលបានមកវែងហ្នឹងណាអញ្ចឹងគេទៅមកទៀតអង្គខ្លះក្បាលពោះរឿងធំបន្តិចដាក់2វែងនៅរំលើកដៃ3វែងរំលើកដៃគេដាក់អស់មកកធនហ្នឹងឧទាហរណ៍បងអញ្ចឹងតម្រូវការលោកត្រូវប៉ុណ្ណាលោកយកប៉ុណ្ណឹងលើកដៃជាសញ្ញាហកសម្លមក5មុខហ្នឹងមិនមែនយកតែ5មុខហ្នឹងទេឧទាហរណ៍តែស្ងោរមកមុនបើលោកពេញចិត្តលោកអត់លើកដៃទេគេដាក់ស្ងោរហ្នឹងមកវែងទៅក្នុងបាយជាមួយគ្នាហ្នឹងហើយបើលោកអត់ត្រូវការលោកលើកដៃជាសញ្ញាអញ្ចឹងគេទៅមុខទៀតណាពេញចិត្តសម្លអីលោកលើកដៃជាសញ្ញាអត់ពេញចិត្តលោកលើកដៃជាសញ្ញាណាឲ្យជាសញ្ញាដល់ពេលបង្អែមមកទៀតបង្អែមមកដាក់ក្នុងហ្នឹងទាំងអស់បាយក៏នៅក្នុងហ្នឹងបង្អែមក៏នៅក្នុងចង់អាសន្លប់អាមជួអាឆាអីនៅក្នុងហ្នឹងទាំងអស់ហើយដល់មកដល់វត្តអត់មានជាព្រាអីចកឹះអីដូចយើងអញ៉ៃទេជាព្រាម៉ែចែកឲ្យវល់ចូលក្នុងទាំងអស់ណារបៀបរស់នៅដូចសម័យព្រះមិនចឹងហើយចឹងមកគិតថារឿងអីដែលយើងប្រគេន2000អង្គអត់កើតបើលោកយកតែមកកាពះមកកាពះលោកមកតិចមួយចានណាអញ្ចឹងយើងប្រគេនប្រមាណ1000អង្គក៏បានណាប៉ិនស្រុកយើងបើថាមុន100អង្គអីតបបតបាយ10 20ខ្ទះអីបានគ្រាន់ពួកបាតលោកមួយដាក់មកពេញបាតចង់មកកធុនដែរណាហ្នឹងហើយប៉ុន្តែវាខុសបដិបត្តិគ្នាត្រង់ថានៅស្រីលង្កាមិនសូវមានក្មេងមានចាស់ទុំអីនៅវត្តច្រើនទេមានតែជនបរទេសវាមករៀនសមាធិអីតែស្រុកខ្មែរយើងខុសគ្នាត្រង់ថានៅវត្តបើយើងដាក់របៀបអញ្ចឹងចាស់ដូនជីតាជីឬក៏សិស្សនៅក្នុងវត្តហ្នឹងអត់អីហូបហើយណាអញ្ចឹងយើងធ្វើបដិបត្តិសង្គមយើងចុះក៏មកចែករំលែកពីចំណេះដឹងពីរបៀបនៃការធ្វើបន់របស់គេណានឹកឃើញដល់សម័យព្រះគេធ្វើអញ្ចឹងញោមលើយាយសាខាគាត់ធ្វើអញ្ចឹងបានតែគាត់អាចប្រគេនប្រសងបាន2000អង្គ1000អង្គយើងគ្រាន់តែឃើញសភាពហ្នឹងយើងនឹកដល់សម័យព្រះភ្លាមអញ្ចឹងយើងខំប្រឹងសន្សំសេចក្តីល្អចូលគោធម៌យើងតែពេញមួយម៉ាត់ទៀតចប់ណាកន្លះម៉ោងហើយ10នាទីទៀតសន្យា40នាទីបាទហើយចុងក្រោយចាំសរុបរឿងបន់របស់យើងណាធ្វើម៉េចដើម្បីឲ្យដល់ណាឲ្យដល់បណ្ឌិតណាឧទ្ទិសកុសលជូនគាត់យ៉ាងម៉េចអីយ៉ាងម៉េចយើងចាំបញ្ចប់ចុងក្រោយយើងសរុបមកវិញនេះយើងរៀនគោលធម៌យើងឲ្យចប់អញ្ចឹងកាលណាយើងមានមេត្តាចិត្តករុណាចិត្តសន្តោសៈទាំង3នេះនៅក្នុងខ្លួនសុខទាំងខ្លួនយើងសុខទាំងមនុស្សសត្វនៅជុំវិញខ្លួនយើងណាហ្នឹងហើយអ្នកអត់មានធម៌ញោមមើលចុះបងណាមើលចុះតែសត្វធាតុនៅជាមួយក៏អត់សុខដែរមន់វិញចាំមិនតាន់ដោះស្នាផងស៊ីអស់អញ្ចឹងបានពាក្យក្មេងៗវាទៅលេងផ្ទះខែភ្ជុំបិណ្ឌទីភ្ជុំបិណ្ឌដល់ចូលឆ្នាំកឋិនអីវាផ្ដាំតេប្រាប់ម៉ែណាសួរមិត្តភក្តិពុកម៉ាក់ឯងខែមន់សន្តរដូវនឹងទៅលេងម៉ែលេងឲ្យលេងសុកអីថាទៅហ្នឹងខែមន់សន្តរដូវចូលឆ្នាំភ្ជុំបិណ្ឌនឹងគ្នាទៅណាគេថាទៅលេងខែមន់សន្តរដូវទៅលេងផ្ទះអាត្មាដល់លឺចឹងអាត្មាច្រើនត្រឡប់ពាក្យមកវិញមិនមែនខែមន់សន្តរដូវទេខែអាដូវម្ដងអសត់មន់ណាមិនមែនខែមន់សន្តរដូវទេខែអាដូវអសត់មន់ព្រោះមុនទៅលេងផ្ទះគេតេផ្ដាំម៉ែទុកកន្លះខែមុនអីនោះម៉ែមេមន់ក្រាប2ហ្នឹងក៏បានលក់ណាខ្ញុំថ្ងៃនេះខែនេះខ្ញុំទៅលេងផ្ទះនាំមិត្តភក្តិខ្ញុំអាបាត់ដបងនេះមួយមកកំពង់ចាននេះមួយ
មួយមកណាសង្សារខ្ញុំពីពេញទៅមួយទៅហោក៏ហ្នឹងហើយអញ្ចឹងអ្នកអត់ធေါ်អត់សុខមកក្តៅកាហាយដល់សត្វនៅជាមួយនឹងទៀតតែបើមនុស្សមានធម៌មកមើលណាផ្ទះញាតិញោមខ្លះមុនទៅសង្ឃទានសូត្រមុនអីសំបីតែសត្វក្នុងផ្ទះនោះស្លូគាត់ឃើញលោកឃើញដូនជីចុះទៅនឹងរត់មួយលិតជើងខ្ញុំណារត់មួយលិតជើងណាញោមមើលសភាពណាស្លូដល់សត្វទៀតនៅក្នុងផ្ទះទៀតហើយបើផ្ទះណាមិនដែលស្គាល់បុណ្យមិនដែលស្គាល់អញ្ជើញដូនជីចាក់ទុំស្លៀកពាក់សលោកមុនទៅគាត់ថាមានកម្មវិធីដែលជាបានដោយកម្មវិធីបុណ្យសពអីគាត់ឲ្យលោកចុះពីលើឡានតែរត់ដេញពីចម្ងាយឲ្យបាត់ព្រុសតាំងពីចម្ងាយមកបងវាកាយដល់សត្វនឹងទៀតដោយសារអីដោយសារមិនមានធម៌នៅក្នុងចិត្តណាធម៌នឹងឲ្យយើងសុខក្នុងបច្ចុប្បន្នទៅឲ្យបាត់យើងមើលឃើញជាក់ស្ដែងកុំចាំតែមើលណាឆ្ងាយណាបុណ្យបាបគុណទោសល្អអាក្រក់សខ្មៅខ្លៅបណ្ឌិតណាមាននៅបច្ចុប្បន្ននឹងហើយញោមខ្លះថាធ្វើបន់ដឹងបានអីមកវិញណាយើងកុំមើលសភាពឆ្ងាយពោះពីខ្លួនយើងមើលសភាពវៈជុំវិញខ្លួនយើងនេះណាអ្នកខ្លះកើតមកយ៉ាងម៉េចណារស់នៅរបៀបម៉េចសេចក្តីសុខរបស់គេរបៀបម៉េចសេចក្តីសុខរបស់យើងយ៉ាងម៉េចណាយើងប្រៀបធៀបមើលបងណាហ្នឹងហើយអ្នកខ្លះគេបន្ទោសថាមិនមកពីបន់ទេសុខមកពីខ្លួនគេខំប្រឹងបកកើតសុខទៅសុខវាកើតទៅសាធូប្របីហើយក៏បច្ចុប្បន្នត្រូវតែប្រឹងតែទៅរួមសំជាមួយផលពីអតីតផងទៅសេចក្តីសុខនឹងវាកើតឧបមាដោយការរស់ស៊ីគេថាមិនមែនបន់ទេឲ្យយើងមានមកពីយើងប្រឹងតែសាធូតតតែប្រឹងបានវាមានព្រះក៏ព្រះអង្គសម្ដែងដែរប៉ុន្តែបើសិនជាយើងប្រឹងខ្វះបន់ទោះបីជាប្រឹងយ៉ាងម៉េចក៏វាអត់ឡើងដែរបើហោគេថាទៀតក៏អាត្មាសាឆ្លើយសំណួរគេដេញដល់ច្រើនណាដូចជាសាសនាគ្រឹះអីសាតែប្រជុំអន្តរសាសនាជួបមួយសាសនាគ្រឹះអញ្ចឹងពាក្យច្រើនគេសួរដេញថាអ្នកធ្វើបន់ហ្នឹងអ្នកប្រឹងរស់ស៊ីហ្នឹងមិនមានមកពីគ្មានកំណត់ថាមែនទេចុះអ្នកខ្លះគ្នារៀនចប់ដល់ដុកទ័រចប់ដល់បណ្ឌិតអនុបណ្ឌិតហើយនៅមានចំណេះប៉ុណ្ណឹងហើយចេញមករស់ស៊ីខ្ចីលុយក្រុមហ៊ុនដាក់ស្អីខាតហ្នឹងដាក់អីបំឡើងហ្នឹងដាក់ខាតដោយសារអីមែនគេមិនមានកំណត់ទេកំណត់គេមានប៉ុន្តែខ្វះពូជពីអតីតឃើញទេអ្នកខ្លះគ្មានចំណេះដឹងអីទេមិនដែលបានចូលសាលាទេប៉ុន្តែរស់ស៊ីដាក់អីក៏ដោះដាក់អីក៏ឡើងឃើញមានចឹងមែនទេណាហ្នឹងហើយបនកុសលណាជំរុញឧបត្ថម្ភគាត់ពីយើងមកណាបនបាបមានពិតប្រកបណាមានពិតប្រកបដែលយើងគាត់បីពិចារណាហើយបនបាបនេះណានៅនឹងខ្លួនយើងអ្នកសន្សំអត់មានអ្នកណាឲ្យយើងទៅកន្លែងសុខកន្លែងចម្រើនទេទៅឋានសួគ៌ក៏ដោយមកមនុស្សទៀតក៏ដោយទៅកន្លែងណាក៏ដោយគឺខ្លួនយើងព្រោះអត់មានអ្នកណាឲ្យសុខឲ្យចម្រើនយើងបានទេទៅសួគ៌ក៏ដោយទៅនិព្វានក៏ដោយមកមនុស្សទៀតក៏ដោយណាសម័យព្រះអ្នកអត់ជឿពុទ្ធសាសនាមានច្រើនណាមិនតែសម័យយើងនេះទេមានច្រើនសម័យព្រះដូចនាងចេញចាមានអវិការអនន្តសទ្ធិអបតកសិទ្ធិណាសត្យអ្នកណាទេវតតអីណាសត្យអ្នកណាបៀតបៀនសាសនាខ្លាំងដូចអាចេលអីហើយដូចព្រាមម្នាក់មើលមកបច្ចៈពិតថៃនៅមកទៀតណាដែលយើងចង់បានសេចក្តីសុខយើងទៅស្វែងរកសេចក្តីសុខឯណាដតីក្រៅខ្លួនយើងណាយើងអត់ជឿកុសលអកុសលព្រោះអត់ជឿហេតុនិងផលណាយើងទៅជឿអ្វីដតីក្រៅខ្លួនព្រាមគាត់ជឿលើសាសនាព្រាមជាទូទៅគឺណាក្នុងមួយឆ្នាំគាត់ត្រូវប្រមូលសត្វចំនួន500ក្បាលដើម្បីយកមកសម្លាប់សត្វហ្នឹងបញ្ជូនសត្វហ្នឹងឡើងទៅឋានសួគ៌ព្រោះសាសនាគេគេយល់ឃើញតែអញ្ចឹងណាសម្លាប់សត្វទាំងអស់ហ្នឹងឲ្យគ្នារួចពីតិរិឆានពីវេទនាហ្នឹងទៅបានទៅឡើងឋានសួគ៌សាសនាព្រាមនៅឥណ្ឌាច្រើនណាស់ឥឡូវហ្នឹងក៏នៅតែមានតែបូជាយញ្ញហ្នឹងបងនៅឥណ្ឌាសាសនារាប់រយខ្ញុំច្រើនណាស់ច្បោកច្បល់ចូលគ្នាមានអាចេលសាសនាឥណ្ឌូសាសនាសាសនាពីអរិយសាសនាណាអ៊ីស្លាមសាសនាគ្រឹះសាសនាពុទ្ធសាសនាច្រើនសាសនាបងនៅឥណ្ឌាច្រើនណាណាមិនសាសនាចូលគ្នាទាំងអស់អញ្ចឹងអាព្រហ្មញ្ញសាសនាបូជាយញ្ញហ្នឹងក៏នៅមានដល់ថ្ងៃនេះដល់មួយឆ្នាំគេប្រមូលសត្វចំនួន500ក្បាលមកបូជាថ្ងៃមួយគេសុំសិទ្ធិពីបរិជាណាដើម្បីណាប្រមូលសត្វពីប្រជាពលរដ្ឋឲ្យបានចំនួន500ក្បាលមកបូជាតាមទម្លាប់ហើយបរិជាលោកអនុញ្ញាតហើយគ្មានប្រជាពលរដ្ឋណាហ៊ានតវ៉ាទេគឺគេដើរប្រមូលតាមផ្ទះយកមកតែម្ដងឲ្យគ្រប់ចំនួនរបស់គេទៅប្រមូលចំគោតាប៉ុម្នាក់ដែលគាត់មានតែគោ2នឹងសម្រាប់ចិញ្ចឹមជីវិតណាដឹកអាទិសដឹកអីចេញទៅរកស៊ីទៅប្រមូលចំគោគាត់មានតែ2នឹងហើយដល់គាត់វាអត់មានអីរកចិញ្ចឹមជីវិតណាគេប្រមូលគោទៅហើយគ្មានអីតវ៉ាគេទេព្រោះបរិជាលោកអនុញ្ញាតហើយចឹងដឹងតែប្រឹងអ្នកណាទទួលព្រះដោយព្រះអង្គថាអត់អីទេណាឲ្យបានសក់ចាំតថាគតទៅជួយព្រះសម្មាសម្ពុទ្ធព្រះអង្គក្រុងស្បង់ជីវរសម្ដែងព្រះហោះហ្នឹងទៅដល់កន្លែងព្រាមណាដល់ខ្លងព្រាមនិមន្តចូលទៅណាដល់ពេលចូលទៅដល់គេឲ្យណាកូនចៅបរិវាររបស់គេនឹងដេញព្រះចេញពីកន្លែងជំនុំហ្នឹងវិញណាដេញចេញហើយគេថាណាកន្លែងនេះមិនសមនឹងឋានៈរបស់លោកមកកន្លែងហ្នឹងទេឋានៈយើងផ្សេងគ្នាវណ្ណៈយើងផ្សេងគ្នាបានព្រះសម្មាសម្ពុទ្ធសួរព្រាមមនីព្រាមអ្វីទៅជាវណ្ណៈណាហើយផ្សេងគ្នានៅត្រង់ណាព្រាមថាលោកអ្នកបួសណាវណ្ណៈផ្សេងគ្នាគឺនៅត្រង់ថាយើងជាព្រាមវណ្ណៈយើងជាព្រាមព្រោះព្រាមវណ្ណៈជាព្រាមហ្នឹងគឺមានតម្លៃណាស់ចំណត់នោះយើងវណ្ណៈជាព្រាមអ្នកឯងវណ្ណៈជាអ្នកបួសជាបព្វជិតវណ្ណៈយើងផ្សេងគ្នាចែកដាច់ពីគ្នាដល់ឡែកដាច់ដល់ឡែកពីគ្នាបានព្រះសម្មាសម្ពុទ្ធមនីព្រាមនេះមិនហៅថាវណ្ណៈទេណាវណ្ណៈដូចមិនមានអ្វីផ្សេងគ្នាទេតថាគតយល់ថាវណ្ណៈមកដូចគ្នាទៅវិញដូចគ្នាព្រះអង្គថាវណ្ណៈអត់ផ្សេងគ្នាគឺនៅពេលដែលយើងកើតគឺវណ្ណៈតែមួយស្លាប់ទៅវិញគឺវណ្ណៈតែមួយមានន័យថាម៉េចមានន័យថាយើងកើតមកគឺកើតមកតែដូចគ្នាទាំងអស់មែនទេអាដាមកើតទៅទេញោមទាវកើតទៅទេបងណាកូនបនិយោរដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីអុកញ៉ាឯកឧត្តមអ្នកមានមុខមាត់ប៉ុណ្ណាក៏ដោយព្រោះទាំងញោមទាំងអាត្មាគឺកើតមកទៅទេចេះគ្មានអ្នកក្តាប់មាសមកតាមហើយក៏គ្មានខោគ្មានអាវមកតាមគឺទៅទេដូចគ្នាទាំងអស់មែនទេណាកើតមកទៅទេវណ្ណៈទៅទេដូចគ្នាតែមួយ
ពេលដែលត្រឡប់ទៅវិញអាសាសៈបសាសៈខ្យល់ដកដង្ហើមចេញចូលខណ្ឌ5វិរុទ្ធចូលរូបទៅពេលត្រឡប់ទៅវិញគឺទៅដូចមកដូចគ្នាអាមកក៏ទៅទេដូចគ្នាទៅវិញក៏ទៅទេដូចគ្នាវណ្ណៈណាក៏មកទៅទេវណ្ណៈណាក៏ទៅទេតោះនេះញោមអញ្ចឹងព្រះអង្គថាវណ្ណៈហ្នឹងអត់មានខុសគ្នាទេព្រាមគឺវណ្ណៈតែមួយដូចគ្នាមកទៅទេបានព្រាមភ្ញាក់បន្តិចព្រាមថាទៀតប៉ុន្តែលោកឯងមិនសំគង់នៅកន្លែងហ្នឹងទេណាអត់សំគង់នៅកន្លែងហ្នឹងទេអត់សំគង់នៅកន្លែងហ្នឹងទេពីព្រោះណាយើងមិនអាចទទួលអ្នកឲ្យគង់នៅកន្លែងហ្នឹងបានទេព្រះសម្មាសម្ពុទ្ធហេតុអីព្រាមថាមកពីទីនេះយើងត្រូវប្រកបកម្មវិធីរបស់យើងអ្នកប្រកបកម្មវិធីរបស់អ្នកផ្សេងគ្នាសាសនាយើងផ្សេងគ្នាព្រះសម្មាសម្ពុទ្ធបានឱកាសព្រះអង្គសួរព្រាមមនីព្រាមហេតុអីបានអ្នកត្រូវយកសត្វទាំងអស់ហ្នឹងមកសម្លាប់ដើម្បីបូជាយញ្ញព្រាមថាបោពិតលោកម្ចាស់ខ្ញុំយកសត្វទាំងអស់នេះមកបូជាយញ្ញពីព្រោះខ្ញុំព្រះអង្គអាណិតស្រឡាញ់សត្វទាំងអស់ហ្នឹងឃើញគ្នានៅវេទនានៅរស់ណាដោយយល់តែគ្នារស់ជាសត្វនឹងវេទនាណាស់ចឹងចង់សម្លាប់គ្នាឲ្យស្លាប់ឆាប់បានទៅកាន់ឋានសួគ៌រួចពីតិរិឆានហ្នឹងគេយល់ឃើញតែអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសួរទៀតមនីព្រាមមានកូនទេតែមានព្រះអង្គកូនប្រមាណ2នាក់ប្រុស1ស្រី1ព្រាមមានប្រពន្ធទេតែមានព្រះអង្គណាហើយព្រាមស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្លាំងទេព្រាមថាស្រឡាញ់ណាស់ព្រះអង្គហើយមិនសួរអញ្ចឹងស្រឡាញ់ណាស់ប្រពន្ធកូនខ្ញុំព្រះអង្គឥឡូវបើព្រាមជាមួយសត្វទាំង500ហ្នឹងតើព្រាមស្រឡាញ់ប្រពន្ធកូនព្រាមជាងសត្វហ្នឹងឬក៏ស្រឡាញ់សត្វហ្នឹងជាងប្រពន្ធកូនព្រាមថាអីព្រះអង្គមិនបានយកសត្វតិរិឆានមកព្រៀបជាមួយប្រពន្ធកូនខ្ញុំព្រះអង្គស្រឡាញ់ប្រពន្ធកូនខ្ញុំព្រះអង្គជាងសត្វហ្នឹងមិនបានស្មើនឹងប្រពន្ធកូនខ្ញុំព្រះអង្គទេបានព្រះធម្មនីព្រាមបើព្រាមពីដំបូងព្រាមនិយាយថាស្រឡាញ់សត្វហ្នឹងអាណិតសត្វហ្នឹងចង់បញ្ជូនគ្នាឡើងឋានសួគ៌ឆាប់ឥឡូវតថាគតសួរព្រាមទៅថាស្រឡាញ់ប្រពន្ធកូនព្រាមខ្លាំងជាងសត្វហ្នឹងទៅទៀតឥឡូវຕົកសត្វទាំងមកដុំសិនណាព្រាមយកប្រពន្ធកូនព្រាមមកអាលកប្រពន្ធកូនព្រាមដើម្បីបញ្ជូនប្រពន្ធកូនព្រាមឡើងឋានសួគ៌មុនសត្វហ្នឹងពីព្រោះព្រាមស្រឡាញ់ប្រពន្ធកូនព្រាមជាងគ្រាន់តែពាក្យប៉ុណ្ណឹងម៉ាត់ព្រាមភ្ញាក់ព្រឺតខ្ញុំភ្ញាក់ត្រង់ដែលថាកូនប្រពន្ធខ្លួនឯងណាយើងអត់ចង់សម្លាប់ដើម្បីបញ្ជូនគាត់ទៅឋានសួគ៌ផងយើងស្រឡាញ់គាត់ប៉ុណ្ណឹងដោយភ័យនឹងការបែកបាក់គាត់ប្រាស់នារីភ័យនឹងសេចក្តីស្លាប់ណាភ័យនឹងសេចក្តីស្លាប់ចឹងមានសតិពិចារណាថាយ៉ាងណាមិញគេក៏ដូចយើងចឹងដែរទោះបីជាគេជាតិរិឆានក៏គេខ្លាចសេចក្តីស្លាប់ណាគេភ័យគេតក់ស្លុតនឹងសេចក្តីស្លាប់ណាសត្វទោះបីគ្នាគ្មានធម្មសញ្ញាសម្គាល់ដូចយើងប៉ុន្តែគ្នាភ័យនឹងសេចក្តីស្លាប់ដូចយើងញោមធ្លាប់ដែរពិចារណាសភាវៈកតិនៃសត្វមួយសត្វអង្កែបអ្នកធ្លាប់ធ្វើអង្កែបដឹងណាមកតែធ្លាប់ធ្វើទេប៉ុន្តែធ្លាប់ដឹងអញ្ចឹងអង្កែបពេលណាយើងដាក់កបិតដល់កវាអាដៃវានឹងធ្វើមិនដឹងអីយីដៃវាគុំចូលគ្នាចឹងអង្កែបណាញោមសាក់យកកបិតដាក់ដល់កវាដៃគឺវាគុំចូលគ្នាចឹងហើយមករៀម5ទៅយើងចឹងកែបមករៀម5ជើងសាមអាមើលសត្វហ្នឹងហើយចេះសម្លឹងមើលវាមកចប់គឺដូចមនុស្សយើងបែរដាក់រុនផ្សិតរុនអីគឺដូចយើងណាដូចយើងណាចឹងពេលដែលយើងដាក់កបិតដល់កវាគឺដៃវាគុំចូលគ្នាចឹងញោមចំណាំវាចង់បញ្ជាក់បង្ហាញយើងថាវាភ័យនឹងសេចក្តីស្លាប់ខ្លាចនឹងសេចក្តីស្លាប់តក់ស្លុតនឹងសេចក្តីស្លាប់តែយើងមានបានពិចារណាដល់ហ្នឹងណាក្រឹបដើម្បីកាពះខ្លួនឯងដើម្បីសេចក្តីសុខខ្លួនឯងណាអញ្ចឹងបានព្រះលោកឲ្យរៀនផ្ដល់មេត្តាចិត្តករុណាចិត្តណាដល់មនុស្សជុំវិញខ្លួនយើងហ្នឹងយើងបានសេចក្តីសុខសេចក្តីសុខណានឹងហើយកាលណាយើងប្រព្រឹត្តកាយទុច្ចរិតបច្ចេកទុច្ចរិតទោះបីជាពេលនេះយើងអត់អីសតិយើងនៅមមប៉ុន្តែពេលយើងចាស់ទ្រុឌទ្រោមមែនតែនទៅណាយើងភ្លេចភ្លាំងច្រើនពេលហ្នឹងដូចយើងចាក់កសែសាដើមអញ្ចឹងញោមដែលឃើញអ្នកខ្លះណាពីមុនទម្លាប់ឲ្យតែអ្នកឈឺធ្ងន់គេនិមន្តប្រសងមកសូត្រកវតាសូត្រអីអ្នកខ្លះប្រសងកំពុងតែសូត្រស្រែកឡើងភ័យជួយខ្ញុំផងកូនចៅឲ្យជួយអញផងកបិតបថៅច្រើនណាស់ហើយយើងនៅហ្នឹងយើងអត់មើលឃើញកបិតបថៅមិនបានគាត់ស្រែកអញ្ចឹងណាដោយសារកម្មនិមិត្តគេនិមិត្តឲ្យគាត់ឃើញណាពីមុនមកគាត់ធ្វើអីរៀបនឹងដៃខ្យល់គេនិមិត្តឲ្យឃើញអាហ្នឹងណាដូចកសែតដែលយើងចាក់ចប់ម្ដងហើយពេលចប់ហើយវាមិន return សារដើមមកវិញមែនទេញោមវាត្រឡប់មកវិញចាក់សារដើមមកវិញទាំងអស់ចឹងរឿងពីមុនមកគាត់ធ្លាប់លាក់គេបានប៉ុន្តែរៀបនឹងដៃខ្យល់មានលាក់ខ្លួនឯងបានហើយណាភ័យនឹងកម្មដែលខ្លួនឯងធ្លាប់ធ្វើមកស្រែករឿងនេះរឿងនោះហើយយើងនៅហ្នឹងយើងមើលអត់ឃើញទេកម្មនិមិត្តគេនិមិត្តឲ្យយើងឃើញពេលណានិមិត្តឃើញហើយកតិនិមិត្តអារម្មណ៍តោងយកនៅនិមិត្តដែលគាត់បានឃើញហ្នឹងច្បាស់ណាស់ចិត្តតិអត់ទៅកន្លែងល្អទេបដិសន្ធិអត់កន្លែងល្អទេច្បាស់ជាកន្លែងអកុសលហ្នឹងច្បាស់ជាទៅកន្លែងវិបាកឲ្យផលជាទុកជាប្រកបចឹងបានអាត្មាសាដាក់ទឿនញាតិញោមរឿយថាជាពិសេសញាតិញោមដែលរៀនធម៌ជាមួយអាត្មាអីតាំងពីរៀននៅជាមួយអាត្មានៅពុទ្ធសាសនាបណ្ឌិតរហូតដល់មកគិរិការដ្ឋាននៅនីតិសញ្ញយលនេះអាត្មាសាដាក់ទឿនថាយើងមិនបាច់រៀនអីច្រើនទេញោមណាហាក់ពុតលត់ដំចិត្តយើងរៀនផ្សេងប៉ុន្តែសំខាន់បំផុតពេលដែលយើងនៅផ្ទះប្រចាំថ្ងៃនេះឲ្យតែសតិរបស់យើងនឹងរៀនរលឹកតែ3ឯធំណាព្រឹកឡើងបើកភ្នែកពុទ្ធធាំងសរណង្កេឆាមិធម្មយ៉ាងសរណង្កេឆាមិសង្ឃាំងសរណង្កេឆាមិខ្ញុំព្រះអង្គសូមយកពុទ្ធជាទីពឹងទីរលឹកខ្ញុំព្រះអង្គសូមយកពធជាទីពឹងទីរលឹកខ្ញុំព្រះអង្គសូមយកប្រសង្ឃជាទីពឹងទីរលឹកសព្វេសត្តាវរិយហន្តសូមសព្វសត្វទាំងអស់ក្នុងលោកកុំឲ្យមានពីវេរីនឹងគ្នាសូមសព្វសត្វទាំងអស់ក្នុងលោកដល់ព្រមនៅសេចក្តីសុខខ្ញុំរៀនពិចារណាតែពាក្យអាត្មាប៉ុន្មានម៉ាត់ប៉ុណ្ណឹងយើងរស់នៅដោយមានសេចក្តីសុខណាសេចក្តីសុខផ្លូវចិត្តរបស់យើងកើតកាលណាយើងបានផ្សាយមេត្តាបានតាំងចិត្តរបស់យើងថាផ្ដល់សេចក្តីសុខឲ្យមនុស្សសត្វជុំវិញខ្លួនរបស់យើងហើយយើងយកពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកយើងរលឹករាល់ថ្ងៃអញ្ចឹងដល់ពេលយើងរៀបនឹងដាច់ខ្យល់ច្បាស់ណាសតិយើងទៅរលឹកអារឿងដែលយើងរលឹករាល់ថ្ងៃហ្នឹងណាញោមមើលមនុស្សដែលភ្ញាក់ណាចាក់ពប់ទៅក៏ភ្ញាក់ទៅអីច្បាស់ជាសតិរបស់គាត់ណារលឹកតែរឿងហ្នឹងពេលខ្លះណានឹងចាក់ទៅជួនកាច់ចាក់ពប់ទៅក៏ទុយលេងទៅអីតង់ទីនអីយ៉ាងទៅទីហោមកពីចិត្តរបស់គាត់នៅតែតង់ទីនឯក៏ទុយលេងណាអញ្ចឹងសំខាន់ណាស់យើងរៀនរលឹករឿងល្អច្រើនណាសេចក្តីសុខផ្លូវចិត្តនឹងកើតមានប៉ុណ្ណឹងចោះយើងសរុបបនយើងនេះវិញអញ្ចឹងយើងដឹងណាកើតជំងឺទី1តោសៈចិត្តយើងលេបឆ្នាំ2គ្រាប់ខន្តីសោរញ្ចៈហើយយើងលេបទឹក3កែវទឹកមេត្តាករុណានិងសន្តោសៈ
កាលណាមានទឹក3កែវហ្នឹងណាហើយនឹងឆ្នាំ2គ្រាប់ហ្នឹងយើងអត់មានទោសៈកើតទេតោះនេះញោមទៀវណាហ្នឹងហើយជំងឺ2ទៀតចាំស្រាប់ថ្ងៃក្រោយតខ្សែអត់ថ្ងៃក្រោយបើទេអស់លោកញាតិញោមលេងមុនព្រោះអញ្ចឹងទុកតភាកថ្ងៃក្រោយទៀតណាលោភៈជំងឺលោភៈហើយជំងឺមោហៈហ្នឹងយើងទុកថ្ងៃក្រោយតើយើងលេខឆ្នាំអីដែរណាយើងគ្រាន់តែដឹងជំងឺទី1ដឹងឆ្នាំទី1ឥឡូវយើងនិយាយរឿងបនយើងណាគម្រប់ខួបមួយឆ្នាំណាអញ្ចឹងយើងចោលគោលដៅសំខាន់ញោមទៀវគាត់ធ្វើដើម្បីឲ្យទិសកសលដល់ណែអាដាមបណ្ឌិតដែលលោកអនិច្ចកម្មទៅណាតើធ្វើយ៉ាងម៉េចឲ្យដល់មកលើកឧទាហរណ៍2របៀបធ្វើបន់ដើម្បីឲ្យដល់អ្នកស្លាប់ឧទាហរណ៍ទី1ឧទាហរណ៍តកូននៅកំពង់ចាមម្ដាយនៅភ្នំពេញឬម្ដាយនៅភ្នំពេញឬក៏កូននៅភ្នំពេញម្ដាយនៅកំពង់ចាមកូនថ្ងៃហ្នឹងខែមនសរដៅនឹកឃើញប៉ានឹកឃើញម៉ាក់ដូចញោមទៀវនឹកដល់ថ្ងៃខួបរបស់ឧត្តមស្វាមីដែលគាត់អនិច្ចកម្មទៅចឹងឲ្យតែដល់ពេលខែមនសរដៅយើងនឹកឃើញម្ដាយនឹកឃើញឪពុកគាត់ស្លាប់ក៏ដោយនៅរស់ក៏ដោយចឹងថ្ងៃហ្នឹងខែមនសរដៅនឹកឃើញគាត់វិធីសាស្ត្រទី1យើងនឹកឃើញគាត់យើងតែងចេកមកស្លាប់ឬក៏ផ្លែមាន1គីឡូ2គីឡូយើងដាក់នៅលើហឹងនៅផ្ទះយើងនៅភ្នំពេញនេះហើយយើងដុតធូបបងណែម៉ែនៅកំពង់ចាមមកហើយយើងដុតធូបដាក់ចេកមកស្និតទៅដាក់ផ្លែមាន2គីឡូនៅលើហឹងហើយយើងដុតធូបហើយយើងបួងសួងអោប៉ាយម៉ាក់អាយជួយមកណាខែមនសរដៅកូននឹកប៉ានឹកម៉ាក់ណាសូមជួយមកពិសាចេកពិសាផ្លែមានហ្នឹងមកហើយមើលទៅម៉ែនៅកំពង់ចាមនោះបានអាចេកហ្នឹងឯងខ្ញុំបានទេអត់ទេវិធីសាស្ត្រទី2យើងអត់ធ្វើអញ្ចឹងទេយើងយកចេកមកស្និតឬក៏មាន1គីឡូហ្នឹងតែប្រាប់តាក់ស៊ីមកស្គាល់លេខតាក់ស៊ីណាតែហៅតាក់ស៊ីហ្នឹងមកណាតាក់ស៊ីអញចង់ផ្ញើផ្លែមាន1គីឡូឬក៏ចេក2 3ស្និតនឹងផ្ញើទៅម្ដាយខ្ញុំនេះផ្ទះលេខប៉ុណ្ណេះទូរស័ព្ទរបស់គាត់លេខប៉ុណ្ណេះនៅផ្សារចេះនៅភូមិនេះឃុំនេះឯងយកទៅឲ្យខ្ញុំផងឲ្យថ្លៃឈ្នួលឡានរបស់គេ10000 20000ទៅគេយកដល់ផ្ទះនេះខ្ញុំដល់ទេដល់បងនៅពេលហ្នឹងដែលយើងត្រូវពិចារណាថារបៀបធ្វើបន់ខ្មែរយើងសប្តាហ៍មាន2ប្រភេទហ្នឹងមួយជាមួយប្រសងជាមួយអ្នកមានសច្ចៈប្រតិចាយើងអត់ចូលចិត្តធ្វើទេយើងចូលចិត្តណាសែនចូលចិត្តបន់សនចូលសិតបួងសួងអ្នកខ្លះសែនម្ដងអស់5 6,000 ដុល្លារណាហ្នឹងស្មើនឹងយើងតែងចេកយកមកដាក់នៅផ្ទះយើងហើយយើងដុតធូបហៅឲ្យប៉ាមកហូបបងណាយកមើលយើងដុតធូបទៅយើងដុតធូបណាទីហោតែមន់ដាក់មន់ទៅវានៅតែមន់ទីវានៅតែទីក៏ម៉ែនោះមានដឹងហើយអត់ដឹងសោះបងណានឹងឧបមាដូចគ្នាអញ្ចឹងហើយវិធីសាស្ត្រមួយទៀតដែលម៉ែនិយាយមិញនេះយើងធ្វើបន់នោះដូចជាវិធីសាស្ត្រទី2យើងផ្ញើតាមតាក់ស៊ីឬម៉ូតូដុកឥឡូវញោមកំពុងផ្ញើតាក់ស៊ីហ្នឹងអ្នកណាអ្នកលោកយាយលោកតាអ្នកតាក់ស៊ីអ្នកនាំទៅណាផ្ញើជាមួយអ្នកណាទៀតឡានក្រុងឡានណានឹងផ្ញើតាមឡានដោយអាត្មាដូចព្រះអង្គគ្រប់ព្រះអង្គឧទាហរណ៍ណាបងហ្នឹងប៉ុន្តែអាត្មាគ្រប់ព្រះអង្គនេះអត់ជិះយកទៅឲ្យទេអ្នកណាអ្នកយកទៅឲ្យគាត់ផ្ញើមកនេះផ្ញើលោកយាយលោកតានេះជាសាកសីទេកូនខ្លះគេថាដេកគុណយកថាបាយកណាយកទៅប្រគេនដេកគុណដេកគុណឆាន់អស់ណាជូនយាយជូនតាយាយតាអបហើយម្ដាយឪពុកកណានៅក្នុងពោះយាយពោះតាហ្នឹងមិនថាអត់ទេហើយយាយតាអ្នកនាំទៅក៏អត់ដែរណាគាត់នេះគ្រាន់តែជាកសិនសាកសីរស់ដែលបានដឹងឮថាណាដូចជាញោមបានទិញផ្លែនឹងហើយបានដឹងច្បាស់ថាញោមបានទិញហើយបានផ្ញើជាមួយតាក់ស៊ីហើយជាសាកសីរស់ដឹងឮអញ្ចឹងតែអ្នកដែលនាំទៅសម្រាប់អ្នកស្លាប់ខុសពីរបៀបនាំទៅសម្រាប់អ្នករស់ណាអ្នករស់យើងអាចជិះតាក់ស៊ីទៅតែសម្រាប់អ្នកស្លាប់ពេលដែលយើងបានធ្វើហើយបានបុណ្យកុសលមួយកញ្ចប់នឹងហើយអ្នកណាអ្នកនាំទៅដឹងហើយញោមអត់ដឹងទេបងទេវតាអ្នកនាំទៅណាដែលយើងសូវប្រែយ៉ាងកាញ់យើងសូវថាម៉េចកម្មជាកុសលឯណាដែលជាការអត់សូវមកយើងខ្ញុំបានកសាងតាមផ្លូវកាយវិជ្ជាចិត្តកុសលទាំងអស់នោះអាចជួយដោះជួយបង្ខិតនាំសត្វឲ្យជាប់ចិត្តសត្វនៅនេះស្ថានឧត្តមសត្វណាមានសញ្ញាមនុស្សទេវតាឬមួយព្រមដែលមានសត្វតូចធំព្រមទាំងសត្វអត់សញ្ញាសូមបានចំណែកបុណ្យដែលជាគុណល្អថ្លៃថ្លាយើងខ្ញុំបានរចនាចាត់ចែងថាកុសលនោះម្យ៉ាងទៀតសត្វឯណាឆ្ងាយអស់ចាពុំបានដឹងសូមទេវតាទៅប្រឹងឃើញទេណាទេវតានឹងគេអ្នកនាំទៅយើងប្រែយ៉ាងកាយយ៉ាងហើយប៉ុន្តែសង្សារចេះប្រែទេតាសូត្រតែបល័យហើយសូត្របល័យទៅសូត្រតែកតុយទៀតពីវាគាត់ខ្វានឹងវាលឿនបងបើសូត្រតាំងពីដើមមកតិចតែសូត្រម្នាក់ឯងចោលឲ្យញាតិញោមនៅមុខស្មាតាមសួរសូត្រយ៉ាងកាយអត់ចោលឲ្យសូត្រពីដើមម្នាក់ឯងសាកមើលបងបំនៅកតាំងរយយ៉ាងឯងអត់ឃើញនៅវិលហឹងកតាំងបងណាអញ្ចឹងណាទេវតាគេអ្នកនាំទៅបងទេវតាអ្នកនាំទៅណាប៉ុន្តែសំខាន់ទៅយើងបានធ្វើដែរណាបានធ្វើទៅដូចឧបមាទៅដូចយើងបានទិញរបស់ហើយបានយើងអាចផ្ញើជាមួយតាក់ស៊ីកើតយ៉ាងណាយើងបានធ្វើនោះដូចយើងបានទិញរបស់មកហើយហើយតាក់ស៊ីអ្នកនាំទៅសម្រាប់អ្នកស្លាប់គឺទេវតាជាអ្នកនាំយើងអ្នកសាកសីរស់អ្នកមានសិលនេះជាអ្នកដឹងឮណាអញ្ចឹងពេលដែលយើងបានធ្វើតាមវិធីហ្នឹងហើយទេវតានាំទៅហើយបុណ្យកុសលហ្នឹងគឺសម្រេចផលណាប៉ុន្តែអាចសម្រេចផលព្រះលោកសម្ដែងតែមានហេតុច្រើនណាពេលដែលយើងធ្វើទៅហើយទីហោតាបុណ្យហ្នឹងដល់ផ្ទះប៉ុន្តែมันប្រកបថាលោកឪពុករបស់យើងបានទទួលទេมันប្រកបថាអាដាមបណ្ឌិតបានទទួលទាំងអស់ទេពេលដែលយើងធ្វើតាមត្រូវហើយឧទាហរណ៍តែចេកហ្នឹងយកទៅដល់ផ្ទះហើយมันប្រកបថាអ្នកម្ដាយគាត់ហូបចេកហ្នឹងទេតោះណាបើគាត់ពេញចិត្តហូបគាត់ហូបគឺឆ្អែតតែបើចេកហ្នឹងដល់ផ្ទះគាត់អត់ពេញចិត្តក្នុងការហូបចេកហ្នឹងវានៅតែចេកបានតែចៅបានតែកូនអ្នកនៅផ្ទះជាមួយគាត់ហ្នឹងតោះណាញោមយ៉ាងណាមិញបុណ្យហ្នឹងទៅដល់ហើយបើសិនជាអាដាមបណ្ឌិតគាត់មិនត្រេកអររីករាយទទួលយកបុណ្យហ្នឹងគេហៅតែពេលតាមហ្នឹងអនុមោទនាទៅនេះញាតិដែលស្លាប់ទៅហើយហ្នឹងតោះតែគាត់ទទួលដឹងឮត្រេកអរពេញចិត្តទទួលយកបុណ្យហ្នឹងផងទើបបុណ្យកុសលហ្នឹងអាចសម្រេចហើយបើគាត់អត់ពេញចិត្តទទួលបុណ្យហ្នឹងអត់បានដល់ទេណាហ្នឹងហើយសួរតែបុណ្យមិនបានដល់ទៅណាថាមកយើងវិញវាអត់ទាស់ទេណាវាអត់បាត់បង់ទៅណាទេបើអត់បាត់បង់ទេណាហ្នឹងចឹងណាអញ្ចឹងហេតុឲ្យបានដល់ហ្នឹងគឺអញ្ចឹងយើងអ្នកណាកូនចៅនេះត្រូវបំពេញទាននៅផ្ទាល់ដៃហៅថាសហដ្ឋានទាននឹងទេតិប្រគេននៅផ្ទាល់សក្កេចាំងទាននឹងទេតិមកគោរពទាននៅផ្ទាល់ណាហើយអ្នកដែលស្លាប់ទៅនោះទទួលដឹងឮណាហ្នឹងហើយយើងនឹករលឹកចំពោះបុព្វការីជនរបស់យើងទាំងអស់គ្នា
នោះសល់របស់យើងនឹងសម្រេចផលមួយទៀតឧទាហរណ៍តែគាត់ជាប់តិបរិសន្តិឧទាហរណ៍ឯកឧត្តមបណ្ឌិតណានឹងមកស្គាល់ពីចិត្តរបស់គាត់ណាស្លងត្រង់ណាស់អញ្ចឹងឧទាហរណ៍ឲ្យគាត់ស្ដាប់ទៅធម៌ធ្វើទៅបុណ្យអញ្ចឹងពេលដែលគាត់ស្ដាប់ទៅគាត់ទៅសោយណាសុគតិភពឧទាហរណ៍ទៅកាន់ទេវលោកឆកម្មវជ្រៈសួគ៌ទាំង6ជាន់ឬក៏រូបព្រំអរូបព្រំយើងមើលអត់ឃើញអញ្ចឹងបើសិនជាគាត់ទៅកន្លែងល្អអញ្ចឹងហើយសោយសម្បត្តិទឹកទាំង10ហើយក៏គាត់អត់អាចទទួលផលនឹងបានដែរណាពីព្រោះវាខ្ពស់ហួសវិស័យណានឹងវាខ្ពស់ហួសវិស័យឬក៏ទៅមិនទៅកន្លែងល្អអញ្ចឹងមកកន្លែងមិនល្អបើកន្លែងមិនល្អនោះវាខ្ពស់ទៀតហួសវិស័យទៀតក៏មិនអាចទទួលបានដូចគ្នាខ្ពស់ពេកក៏បានទីពេកក៏បានណាដែលបាននោះតែប្រមាណពួកទេព្រះអង្គសម្ដែងមានប្រកតោបជីវិកាជាដើមណានេះជាមតនិកៈជាដើមណាហើយហួសពីហ្នឹងមកជ្រៅជ្រៅមែនតើគឺអត់បានដូចគ្នាអញ្ចឹងខ្ពស់ពេកក៏បានទីពេកក៏បានប៉ុន្តែសំខាន់យើងធ្វើណាយើងធ្វើតាំងចិត្តត្រេកអររីករាយបំពេញបុណ្យកុសលដើម្បីឲ្យទិសជូនទៅលោកគ្រប់គ្នាណាហើយខំបំពេញបុណ្យសុខកុសលខំតាំងជំរះកាយវាចាចិត្តរបស់យើងហើយសតិរបស់យើងចង់បានសេចក្តីសុខផ្លូវចិត្តយើងហាត់ពុតលុតដំអប់រំរបស់យើងជំរះណាកាយតិចរិតវិច័យតិចរិតមโนតិចរិតខំប្រឹងហាត់ពុតលុតដំកុំឲ្យលោភៈចិត្តទោសៈចិត្តមោហៈចិត្តកើតហើយជាពិសេសសតិរបស់យើងភ្ញាក់ពីដំណេករហូតដល់ពេលនិន្ទ្រាសម្រានទៅវិញយើងរៀនរលឹកអីសរុបមកវិញចប់ផលទេសនារលឹកអីមិញលោកឲ្យរលឹកអីហ្នឹងហើយនឹកពុទ្ធនឹកពធនឹកប្រសង់ណាពុទ្ធាំងស្រណង្កេឆាមិធម្មំស្រណង្កេឆាមិសង្ឃំស្រណង្កេឆាមិសព្វេសត្តាវរិហន្តោសូមសព្វសត្វទាំងអស់ក្នុងលោកកុំឲ្យមានពីវេរានឹងគ្នាសព្វសត្វទាំងអស់ក្នុងលោកសូមដល់ព្រមនៅសេចក្តីសុខណាអញ្ចឹងពេលដែលយើងដើរទៅណាក៏មនុស្សដទៃយើងផ្ដល់មេត្តាឲ្យគេអញ្ចឹងគេក៏អត់បៀតបៀនយើងដូចគ្នាណានឹងគេអត់បៀតបៀនយើងដូចគ្នាណានឹងអញ្ចឹងណាគេផ្ដល់សេចក្តីសុខឲ្យយើងដូចគ្នាអញ្ចឹងខំសន្សំគុណតម្លៃនៃសេចក្តីល្អគ្រប់គ្នាប៉ុណ្ណឹងចោះសូមប្រគេនបុណ្យជូនបុណ្យញាតិញោមប្រកាសណាគុណចាស់គ្រប់ព្រះអង្គបានបុណ្យបានកុសលទៅតាមបនិស្ស័យជ្រះថ្លាគ្រប់ព្រះអង្គគ្រប់គ្នាណាញាតិញោមសូមអនុមោទនាបុណ្យ